សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសស្មុកក៏បានដែរនៅថ្ងៃនេះមាននឹងយករឿងថ្មីមួយទៀតហើយដែលជាលក្ខណៈរ៉ូមែនទិកស្នេហាអីចឹងណាហើយមានសម្ដាក់ចំណងជើងថាស្នេហាអ្នកវិទ្យាសាស្ត្រហើយបើចង់ដឹងថាសេរីមួយនេះវាល្អមើលយ៉ាងណាមកតាមដានជាមួយមីនដល់គ្នាមកមានភ្លេចប្រាប់ទៅកាន់គ្នាយើងផងដែរមានគឺបានបង្កើតក្រុម Telegram មួយលក្ខណៈថាបែបមើលសាច់រឿងពេញអត់កាត់អញ្ញៃអីចឹងណាហើយបើសិនជាចំណាប់អារម្មណ៍អីហ្នឹងគឺតាក់ទងមកកាន់អ្នកមានផ្ទាល់មកដូច្នេះនៅពេលនេះយើងកុំឲ្យចាំពេលវេលាយូរយើងចាប់ផ្ដើមសាច់រឿងរបស់យើងគឺតែម្ដងផ្ដើមពីសាច់រឿងរបស់យើងដំបូងដែលគេបង្ហាញអំពីមនុស្សស្រីម្នាក់ដែលនាងគឺមានឯកសន្តានជាអ្នកវិទ្យាសាស្ត្រហើយឈ្មោះរបស់នាងគឺមានឈ្មោះថាអាយ៉ាមេហើយនាងក៏មានដៃគូរបស់នាងផងដែរដែលម្នាក់នោះគឺគ្មានណាឆ្ងាយនោះទេគឺជាតួឯករបស់យើងនឹងតែម្ដងនៅក្នុងសាច់រឿងមួយនេះដែលគាត់គឺមានឈ្មោះថាសេនយ៉ាយូគីម៉ារ៉ាហើយអំឡុងពេលនឹងដែរស្រាប់តែអាយ៉ាមេបានស្ដីឲ្យទៅកាន់យូគីម៉ារ៉ាតែម្ដងព្រឹកព្រលឹមមិនតាន់ទេចូលចិត្តណាអាហារបែបហ្នឹងប្រយ័ត្នងាប់ទៅវើយយូគីម៉ារ៉ាបានតបថាមិនក៏ចង់ដឹងម៉េះខ្ញុំញ៉ាំអីគឺសុទ្ធរបស់ខ្ញុំតើនៅត្រង់ចំណុចមួយហ្នឹងមានចង់ប្រាប់ទៅកាន់គ្នាយើងផងដែរថាបន្ទប់ដែលពួកគេកំពុងតែនៅហ្នឹងគឺជាបន្ទប់វិទ្យាសាស្ត្រហើយសម្រាប់តែសិស្សទេជាស្ដែងពួកគេទាំងពីរនាក់នេះគឺជាអនុបណ្ឌិតហើយអាចមិនថាជាអ្នកវិទ្យាសាស្ត្រដូចគ្នាអញ្ចឹងណាហើយសាលាដែលពួកគេកំពុងតែរៀនហ្នឹងគឺមានឈ្មោះថាសាលាសាកលវិទ្យាល័យសៃតាម៉ាគណៈពេលអាយ៉ាមេនាងកំពុងតែសរសេររបាយការណ៍របស់នាងសិស្សហ្នឹងនាងក៏ស្រាប់តែនិយាយថានាងគឺមានអារម្មណ៍ថាស្រឡាញ់ទៅកាន់លោកឯងយូគីម៉ារ៉ាបន្ទាប់ពីលើកដូចនេះភ្លាមឡើងកាំងឆ្កឹងតែម្ដងហើយញ៉ាំអីក៏មិនចូលដែរសំបីតែនំក៏បានធ្លាក់ពីដៃទៀតទោះបីជាយ៉ាងណាក៏ដោយយូគីម៉ារ៉ាបានតបទៅកាន់អាយ៉ាមេវិញផងដែរថាពាក់ព័ន្ធអំពីរឿងរ៉ាវឬក៏ទ្រឹស្ដីស្នេហាអីហ្នឹងគឺគាត់មិនសូវដឹងនោះទេអញ្ចឹងហើយគឺបញ្យល់ប្រាប់មកកាន់គាត់មកដល់ពេលចិត្តទៅមានអីអាយ៉ាមេហ្នឹងគឺចាប់ផ្ដើមបង្ហាញអំពីក្រាបរបស់នាងកំពុងតែប្រមូលស្ថិតិអីផ្សេងពាក់ព័ន្ធអំពីការរ៉ូមែនទិកអារម្មណ៍របស់នាងទៅស្រឡាញ់ទៅកាន់យូគីម៉ារ៉ាអញ្ចឹងទៅមូលហេតុដែលអាយ៉ាមេនាងគឺធ្វើបែបនេះដោយសារតែយូគីម៉ារ៉ាហ្នឹងគាត់ជាបុគ្គលម្នាក់ដែលចូលចិត្តស្រាវជ្រាវខ្លាំងណាស់ហើយបើឲ្យនិយាយភាសាធម្មតាឬក៏កាយវិការធម្មតាអីគឺគាត់មិនយល់ទេតសងក្រាបឬក៏ធ្វើអ្វីផ្សេងតាក់ទងអំពីការស្រាវជ្រាវអីហ៎ទៅពួកក្បាលរបស់គាត់បញ្ជាថាអាហ្នឹងវាត្រឹមត្រូវឬក៏អត់ឬក៏ស្នេហាមិនមែនអីចឹងទៅអំឡុងពេលដែលយូគីម៉ារ៉ាក៏កំពុងតែស្រាវជ្រាវនិងគិតពិចារណាពាក់ព័ន្ធអំពីអ្វីស្ថិតិដែលអាយ៉ាមេគឺបានស្រង់មកហ្នឹងក៏ស្រាប់តែឃើញថាអាយ៉ាមេនាងកំពុងតែអង្គុយចិត្តគាត់ហើយជាពិសេសទឹកមុខរបស់នាងនៅពេលនេះពិតជាគួរស្រឡាញ់ខ្លាំងមែនទែនប៉ុន្តែអាយ៉ាមេគឺបានដឹងខ្លួនទាន់ហើយក៏បានដកឃ្លាចេញពីយូគីម៉ារ៉ាមកទៅរួចមកទៀតយើងឃើញថាអាយ៉ាមេក៏ចាប់ផ្ដើមបង្ហាញអំពីស្លាយរបស់នាងទៀតហើយពាក់ព័ន្ធអំពីអារម្មណ៍ពិតប្រាកដរបស់យូគីម៉ារ៉ាសម្រាប់យូគីម៉ារ៉ាក៏នៅតែបន្តបកស្រាយអញ្ចឹងថារឿងរ៉ាវទាំងអស់ហ្នឹងវាមិនមែនជាលក្ខណៈរ៉ូមែនទិកអីនោះទេអ្វីដែលនាងស្រង់បានមកហ្នឹងអញ្ចឹងហើយស្ថានភាពរបស់ពួកគេទាំងពីរនាក់នៅពេលនោះដូចជាមិនសូវស្រួលនៅឡើយលក្ខណៈថាចង់ឆ្លោះគ្នាទៀតភ្លាមស្រាប់តែមានសិស្សប្អូនម្នាក់គឺបានចូលមកនៅក្នុងបន្ទប់ដើម្បីបន្តការសិក្សារបស់នាងអីចឹងណាដែលនាងគឺមានឈ្មោះថាកាណាដេបច្ចុប្បន្ននាងគឺជានិស្សិតសាកលវិទ្យាល័យឆ្នាំទី4ទៅហើយកាណាដេនៅពេលដែលឃើញថាយូគីម៉ារ៉ាហើយនិងអាយ៉ាមេកំពុងតែឆ្លោះគ្នាពាក់ព័ន្ធអំពីការបកស្រាយការស្រឡាញ់ឬក៏ការមិនស្រឡាញ់អីហ្នឹងនាងឡើងវិលមកជាមួយនឹងពួកគេទាំងពីរនាក់តែម្ដងព្រោះថាពួកគេទាំងពីរនាក់គឺបែងចែកមិនច្បាស់នោះទេថាអ្វីទៅជាការស្រឡាញ់អ្វីទៅជាការស្នេហាសូម្បីតែការគិតរបស់នាងក៏ដកកតែម្ដងដែលគិតថាពួកគេទាំងពីរនាក់ឬក៏ជាសិស្សច្បងរបស់ខ្លួនឯងប្រហែលជាឈួតហើយនឹងត្រឹមតែជាអនុបណ្ឌិតទេឡើងបែកងាងប៉ុណ្ណឹងហើយចុះតម្រាំជាបណ្ឌិតទៀតមិនដឹងថាបែកងាងដល់កម្រិតណាទៅមួយសន្ទុយក្រោយមកយូគីម៉ារ៉ាក៏ចាប់ផ្ដើមបង្ហាញអំពីសកម្មភាពរបស់គាត់ក្នុងការផ្អាកចិញ្ចាអាយ៉ាមេហើយដែលយើងមើលទៅពិតជាមានរ៉ូមែនទិកមែនទែនមិនដូចអ្នកមើលទេបើដឹងតែខ្លួនឯង single ចូលចិត្តណាស់មើលរឿងស្នេហាហើយតាមពិតទៅនេះគ្រាន់តែជាការពិសោធន៍របស់ពួកគេទាំងពីរនាក់តែប៉ុណ្ណោះអំពីសកម្មភាពអំបញ្ញនេះថាចង់ដឹងថាតើនៅពេលដែលមនុស្សធ្វើបែបហ្នឹងទៅដើម្បីវាស់ចង្វាក់បេះដូងរបស់អាយ៉ាមេនៅពេលដែលគាត់ធ្វើសកម្មភាពបែបហ្នឹងទៅតើបេះដូងរបស់អាយ៉ាមេនេះគឺលោតដល់កម្រិតណាយូគីម៉ារ៉ាគាត់ចង់ឆែកមើលចង្វាក់បេះដូងរបស់អាយ៉ាមេគឺមិនចង់បង្ហាញនោះទេព្រោះថាចង្វាក់បេះដូងរបស់នាងអំបញ្ញមិញនេះគឺវាលោតខ្លាំងពេករហូតដល់147ឯណោះគឺពិតជាខ្ពស់ខ្លាំងមែនទែនបើទោះបីជាអញ្ចឹងក៏ដោយពួកគេទាំងពីរនាក់នៅតែមិនយល់ថាអ្វីទៅជាសេចក្តីស្រឡាញ់និងស្នេហាហើយដោយសារតែអញ្ចឹងហើយពួកគេនៅតែបន្តសកម្មភាពរបស់ពួកគេដដែលតែម្ដងពាក់ព័ន្ធអំពីការបង្កើតអារម្មណ៍ផ្សេងពាក់ព័ន្ធអំពីរឿងរ៉ាវស្នេហាអញ្ចឹងទៅត្រឡប់ពេលវេលាកន្លះម៉ោងមុនមូលហេតុដែលពួកគេធ្វើដូច្នេះគឺដោយសារការណែនាំរបស់កាណាដេនឹងឯងដែលនាងគឺបានបង្ហាញអំពីតួអង្គចំនួន2រូបដែលមនុស្សស្រីហើយមនុស្សប្រុសនៅក្នុងសាច់រឿងមេងកាដើម្បីឲ្យអាយ៉ាមេហើយនិងយូគីម៉ារ៉ាសាកល្បងធ្វើសកម្មភាពបែបហ្នឹងទៅក៏លោកស្វែងយល់អំពីអត្ថន័យស្នេហាកាត់ចូលពេលបច្ចុប្បន្នវិញយើងគិតថាពួកគេទាំងពីរនាក់នៅតែបន្តសកម្មភាពក្នុងការបង្កើតភាពរ៉ូមែនទិកជាមួយគ្នាដើម្បីស្វែងយល់អំពីអត្ថន័យស្នេហានឹងឯងសូម្បីតែមានក៏ឆ្ងល់ដូចគ្នានឹងថាស្នេហាគឺជាអ្វីទៅគ្នាយើងបើដឹងកុំភ្លេចខមមិនប្រាប់ផងណាពិសោធន៍ពិសោធន៍ចោះចឡើងសកម្មភាពរបស់ពួកគេទាំងពីរនាក់ដូចជាចង់អោបគ្នាបាត់ទៅហើយដែលយើងមើលសកម្មភាពរបស់ពួកគេទាំងពីរនាក់ក៏បានដឹងផងដែរថាពួកគេទាំងពីរនាក់កំពុងតែអៀនហើយបើទោះបីជាការធ្វើបែបនេះវាលើសយ៉ាងណាក៏ដោយ
អាចមេបានអោបទៅកាន់យូគីម៉ារ៉ាចលា10នាទីក្រោយមកមានអីគឺគេងលក់បាត់តែម្ដងទៅលើទ្រូងបងនៅត្រង់ចំណុចមួយនឹងហើយដែលយើងបានដឹងអំពីយូគីម៉ារ៉ាតាមពិតទៅគាត់គឺជាបុគ្គលម្នាក់ដែលស្គាល់អំពីរឿងរ៉ាវស្នេហាច្បាស់ខ្លាំងណាស់ហើយក៏បានដឹងអំពីអារម្មណ៍ពិតប្រាកដរបស់អាយ៉ាមេផងដែរមកចំពោះគាត់ថាវាមានអារម្មណ៍បែបណាប៉ុន្តែគាត់ធ្វើដូចជាអត់ដឹងអីចឹងដោយសារតែគាត់មិនចង់ប្រឈមមុខជាមួយនឹងអាយ៉ាមេនឹងឯងអេមីនពិតជាសុំទោសចំពោះការបញ្ចូលសលេងខ្លាំងមែនតើមិនសូវបានល្អព្រោះថាមានការរំខានអំពីសំណាក់ខាងក្រៅដោយសារតែទីតាំងដែលអេមីនកំពុងតែរស់នៅនឹងឥឡូវនេះកំពុងតែភ្លៀងហើយបើសិនជាឲ្យចាំរៀងមិនដឹងថាពេលណាបានធ្វើវីដេអូទេអញ្ចឹងហើយមានតែធ្វើទាំងភ្លៀងតែម្ដងមួយសន្ទុះក្រោយមកយើងឃើញថាពួកគេទាំងពីរនាក់ត្រឡប់មកដល់កន្លែងបន្ទប់ការសិក្សារបស់ពួកគេវិញហើយម្នាក់ចាប់ផ្ដើមធ្វើការវិភាគពាក់ព័ន្ធអំពីសកម្មភាពដែលពួកគេបានសាកល្បងថាអ្វីទៅជាស្នេហានឹងឯងហើយក៏បានបញ្ជាក់ថាសកម្មភាពដំបូងរបស់យូគីម៉ារ៉ាដែលបានធ្វើដាក់ទៅកាន់អាយ៉ាមេនឹងគឺលើកដំបូងទទួលបានផលមែនគឺថាចង្វាក់បេះដូងគឺលូតខ្ពស់ក៏ប៉ុន្តែនៅពេលដែលយូគីម៉ារ៉ាគាត់ធ្វើសកម្មភាពដដែលដាក់ទៅកាន់អាយ៉ាមេខ្លាំងពេកនោះចង្វាក់បេះដូងរបស់អាយ៉ាមេចាប់ផ្ដើមធ្លាក់ចុះព្រោះថានាងគឺអាចនឹងយល់ឬក៏ស្វមនៅអ្វីដែលនាងបានជួបប្រទះរីឯការសាជារបស់អាយ៉ាមេនៅវិញនាងក៏បានយកវីដេអូដែលពួកគេបានថតជាមួយគ្នាហ្នឹងយកទៅដាក់ផ្គុំគ្នាជាមួយនឹងកីឡាសូម៉ូដែលយើងមើលទៅសកម្មភាពរបស់យូគីម៉ារ៉ាគឺដូចគ្នាបែបបិទតែម្ដងជាមួយនឹងកីឡាសូម៉ូសម្បីតែយូគីម៉ារ៉ាបន្តពីឃើញដូច្នេះក៏មានការភ្ញាក់ផ្អើលផងដែរបន្តពីឃើញការបង្ហាញរបស់អាយ៉ាមេបែបនេះសម្រាប់កាណាដេនៅពេលដែលឃើញសាច់ច្បងរបស់ខ្លួនឯងកំពុងតែបែកញ៉ាំពាក់ព័ន្ធអំពីអារម្មណ៍ស្នេហាឬក៏អារម្មណ៍ស្រឡាញ់អីហ្នឹងនាងចាប់ផ្ដើមធ្វើការបង្ហាញប្រាប់អំពីរឿងរ៉ាវរបស់នាងកាលពីនៅតូចតែម្ដងឲ្យងាយយល់កាលពីនាងរៀននៅវិទ្យាល័យនាងគឺបានឆ្ងល់ពាក់ព័ន្ធអំពីការផ្គុំរូបជាមួយនឹងគណិតវិទ្យាហើយអញ្ចឹងហើយនាងក៏បានទៅសួរលោកគ្រូគណិតវិទ្យាតែម្ដងសម្រាប់លោកគ្រូគណិតវិទ្យាក៏បានបង្ហាញប្រាប់ទៅកាន់នាងពីរបៀបពាក់ព័ន្ធអំពីការផ្គុំរូបជាមួយនឹងគណិតវិទ្យាប៉ុន្តែនាងមិនបានមើលនៅអ្វីដែលលោកគ្រូកំពុងតែចង្អុលបង្ហាញនោះទេអ្វីដែលនាងបានសម្លឹងមើលនោះគឺជាមុខរបស់លោកគ្រូគណិតវិទ្យានឹងឯងព្រោះថាគាត់សាហាវខ្លាំងពេកហើយចាប់តាំងពីពេលនោះមកនាងនៅតែចំណាយពេលវេលាជាច្រើននៅជាមួយលោកគ្រូរបស់នាងតែម្ដងហើយដើម្បីបង្ហាញប្រាប់ពីក្តីស្រឡាញ់របស់នាងទៅចំពោះលោកគ្រូបន្ទាប់ពីនិយាយរឿងរ៉ាវរបស់នាងត្រូវបានបញ្ចប់នោះនាងបានក្លែកមើលទៅកាន់យូគីម៉ារ៉ាប៉ុន្តែនាងគឺដាច់ចកេះភ្លាមតែម្ដងដោយសារតែអតីតកាលទាំងប្រមាណដែលនាងបាននិយាយអំបីមិញនេះហាយូគីម៉ារ៉ាបានយកអតីតកាលរបស់កាណាដេនឹងយកទៅផ្គុំគ្នាឲ្យខ្លាចជាសម័យកាលតែម្ដងយ៉ាប់ហ្មងទូប្រុសប៉ុណ្ណឹងមកជុំវិញប៉ុន្តែគាត់ចង់ដឹងបន្ថែមទៀតពីកាណាដេក៏លោកគាត់អាចដោះស្រាយបានអញ្ចឹងសម័យកាលដែលគាត់ទៅតែបង្កើតហ្នឹងជាលទ្ធផលរបស់យូគីម៉ារ៉ាគឺថាស៊ីមកបន្តដៃរបស់អាយ៉ាមេតែម្ដងព្រោះថានេះគឺមានអារម្មណ៍ថាប្រច័ណ្ឌមិនទេដោយសារតែបែបហ្នឹងហើយយូគីម៉ារ៉ាបានបដូរអាយ៉ាមេទៅលើជញ្ជាំងតែម្ដងហើយបាននិយាយថាហេតុអីបានជាយកបន្តដៃវាយក្បាលគាត់អញ្ចឹងនៅក្នុងកែវភ្នែករបស់កាណាដេនៅវិញដល់កយបន្ទាប់ពីឃើញសកម្មភាពមើលទៅវាដូចជារ៉ូម៉ាន់ទិកខ្លាំងណាស់ចរិញអ្នកមានស្នេហាឃើញចង់ខ្ពើហ្មងសាច់រឿងគឺការបង្ហាញនៅថ្ងៃថ្មីយើងឃើញថាកាណាដេនាងបានចូលទៅបន្តវិទ្យាសាស្ត្រដើម្បីបន្តការសិក្សារបស់នាងអីចឹងណាក៏ប៉ុន្តែមានការភ្ញាក់ផ្អើលដោយសារតែឃើញថាមានសិស្សច្បងម្នាក់កំពុងតែអង្គុយលេងហ្គេមនិងញ៉ាំនំរត់រាពេញនឹងតែម្ដងហើយសិស្សច្បងម្នាក់ហ្នឹងគឺមានឈ្មោះថាអ៊ីបារ៉ាដាអេណាដល់ពេលចឹងទៅកាណាដេបានសួរទៅកាន់អេណាថាយប់មិញហ្នឹងគឺលេងហ្គេមតែយប់ទៀតហើយមែនបានជាអញ្ចឹងអេណាបានតបថាការពេលយប់មិញហ្នឹងអត់មានអីធ្វើអញ្ចឹងទៅមានតែលេងហ្គេមតែប៉ុណ្ណោះនៅហើយចុះអូនអាចជួយរៀបចំអីវ៉ាន់ឲ្យបងផងណាដោយសារតែសិស្សច្បងហ្នឹងកំពុងតែមានភារកិច្ចមួយដែលនោះគឺជាការគេងនឹងឯងហើយអ្នកទាំងអស់គ្នាត្រូវតែចងចាំផងដែរសម្រាប់បន្ទប់ពិសោធន៍ទោះបីជាអ្នកវិទ្យាសាស្ត្រចង់សម្រាប់ឬក៏ចង់គេងនៅទីនេះក៏ដោយក៏មានថាអីដែរហើយនិយាយបានថាគឺសេរីតែម្ដងគឺចាត់ទុកថាជាផ្ទះរបស់ខ្លួនឯងតែម្ដងទៅបន្ទាប់ពីខាណាដេបានរៀបចំអីវ៉ាន់រួចរាល់ហើយនោះយើងឃើញថាពីរអ្នកនោះគឺចាប់ផ្ដើមមកកោទៀតហើយណាមួយនៅថ្ងៃនេះគឺជាថ្ងៃដែលពួកគេត្រូវតែបំពេញកាតព្វកិច្ចមួយដែលនោះគឺជាការវាស់ចង្វាក់បេះដូងរបស់យូគីម៉ារ៉ាម្ដងព្រោះថាការពីម្សិលមិញហ្នឹងគឺជាការវាស់ឬក៏ការធ្វើតេស្តទៅលើចង្វាក់បេះដូងរបស់អាយ៉ាមេនឹងឯងដល់ពេលចឹងទៅយូគីម៉ារ៉ានៅវិញដូចជាចង់ភ័យទៅកាន់អាយ៉ាមេមិនទេដែលខ្លាចថាអាយ៉ាមេគឺធ្វើអ្វីដាក់មកលើគាត់នឹងរត់គេចអំពីអាយ៉ាមេតែម្ដងក៏ប៉ុន្តែចង្រៃយកអីដោយសារតែត្រូវបានកាណាដេនឹងគឺចាប់បោទៅកាន់យូគីម៉ារ៉ាមួយទំហឹងតែម្ដងកាណាដេបានសុំទោសទៅកាន់យូគីម៉ារ៉ាផងដែរព្រោះថាមិននេះនាងគឺលេងដៃជ្រុលនឹងឯងហើយឥឡូវនេះដែរសភាពរបស់យូគីម៉ារ៉ាគឺត្រូវបានស្លាប់បាត់ហើយហ្នឹងរួចមកទៀតនៅពេលដែលយូគីម៉ារ៉ាបានភ្ញាក់ពីការសម្លាប់របស់គាត់ហើយនោះក៏បានដឹងថាឥឡូវនេះក៏កំពុងតែជាប់ចំណងកាណាដេនាងបានសុំទោសទៅកាន់សេនប៉ៃរបស់ខ្លួនឯងផងដែរព្រោះថានេះគឺជាបញ្ជារបស់អាយ៉ាមេរីឯអាយ៉ាមេនៅវិញនាងក៏បានដឹងអំពីវិធីដែលធ្វើឲ្យមនុស្សប្រុសនឹងគឺមានការលូតចង្វាក់បេះដូងលូតខ្ពស់ដូច្នោះនាងគឺចាប់ផ្ដើមអនុវត្តទៅតាមផែនការរបស់នាងដែលបានរៀបចំទុកតែម្ដងរួចមកទៀតអាយ៉ាមេចាប់ផ្ដើមទៅអង្គុយលើផ្លូវរបស់យូគីម៉ារ៉ាហើយក៏បានបង្ហាញអំពីភាពទាក់ទាញឬក៏ភាពស៊ីស៊ីរបស់នាងឲ្យទៅកាន់យូគីម៉ារ៉ាបានឃើញផងដែរធ្វើឲ្យយូគីម៉ារ៉ានៅវិញនៅក្នុងចិត្តទ្រាំលេងបានទៀតឡើយអញខណៈពេលហ្នឹងស្រាប់តែអាយ៉ាមេបាននឹកឃើញអំពីវិធីមួយទៀតដែលនោះឲ្យយូគីម៉ារ៉ាបានប៉ះលើរាងកាយរបស់នាងបន្ទាប់មកយើងគិតថាយូគីម៉ារ៉ាបានយកដៃរបស់គាត់ដើម្បីទៅអង្អែលក្បាលរបស់អាយ៉ាមេហើយព្រោះថានេះគឺជាការបង្ហាញសេចក្តីស្រឡាញ់អី
ចឹងទៅអង្គអាលចឡាយូគីម៉ារ៉ាបានដកដៃចេញមានអីស្រាប់តែអាយ៉ាមេបានហាមឃាត់ហើយក៏បានប្រាប់ទៅកាន់យូគីម៉ារ៉ាឲ្យអង្គអាលក្បាលរបស់នាងរយៈពេល10នាទីទៀតសិនទៅដោយលើកហេតុផលថានេះគឺមិនទាន់ទទួលបានទិន្នន័យរបស់យូគីម៉ារ៉ានោះទេអញ្ចឹងហើយត្រូវតែធ្វើបន្តទៀតយូគីម៉ារ៉ាបង្រងធ្វើបន្តទៀតហើយប៉ុន្តែត្រូវបានមកអាប់ភ្លាមៗដោយសារតែលឺសំឡេងរបស់អេណានឹងឯងគ្រាន់តែជួបគ្នាជាមួយយូគីម៉ារ៉ាភ្លាមអេណាបានដាក់ក្បាលទៅកាន់យូគីម៉ារ៉ាភ្លាមតែម្ដងឲ្យហៅនាងថាជាសិនប៉ៃនឹងសួរទៅកាន់អាយ៉ាមេថាអ្នកដើម្បីកំពុងតែរៀបចំធ្វើអីគេហ្នឹងអាយ៉ាមេគឺមិនបានលាក់បាំងនោះទេដែលនាងបានប្រាប់តែម្ដងថាឥឡូវនេះពួកគេកំពុងតែស្រាវជ្រាវពាក្យពន់អំពីចង្វាក់បេះដូងរបស់មនុស្សម្នាក់ទៅបុគ្គលម្នាក់ទៀតនៅពេលស្រឡាញ់អ្នកណាម្នាក់តើចង្វាក់បេះដូងនោះគឺវាលោតដល់កម្រិតណាទៅសូម្បីតែកាណាដេនាងក៏បាននិយាយដែរថាយូគីម៉ារ៉ាហើយនិងអាយ៉ាមេនឹងស្រឡាញ់គ្នាប៉ុន្តែបែងចែកអត់ច្បាស់នោះទេអំពីសេចក្តីស្រឡាញ់រួចមកទៀតយើងគិតថាអាយ៉ាមេនេះគឺបានបង្ហាញអំពីទិន្នន័យដែលនាងប្រមូលបានអំបីនេះហើយអំពីចង្វាក់បេះដូងរបស់យូគីម៉ារ៉ាហើយក៏បានឃើញថាគឺរៀងខ្ពស់ក្រនបើដូច្នោះអាយ៉ាមេចាប់ផ្ដើមតែញាស់យូគីម៉ារ៉ាតែម្ដងថាមិននឹកស្មានថាបេះដូងរបស់លោកឯងគឺលោតដល់ថ្នាក់នឹងនោះទេឯណាបន្ទាប់ពីលើដូច្នោះនាងក៏ចាប់ផ្ដើមបកស្រាយប្រាប់ទៅកាន់ពួកគេទាំង3នាក់ឲ្យបានដឹងផងដែរចង្វាក់បេះដូងលុតខ្ពស់ដោយសារតែគាត់នឹងគឺមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានអញ្ចឹងហើយបានជាយូគីម៉ារ៉ាមិននេះទទួលបានទិន្នន័យខ្ពស់នឹងឯងអំពីចង្វាក់បេះដូងរបស់គាត់ប៉ុន្តែមកអីនោះទេនាងនឹងចូលរួមក្នុងការពិសោធន៍មួយនេះដើម្បីវាស់ពីចង្វាក់បេះដូងរបស់យូគីម៉ារ៉ាតើវារបៀបណាទៅការឡើងឬក៏ថយចុះនៅពេលដែលយូគីម៉ារ៉ានឹងគឺបានប៉ះទៅកាន់នារីផ្សេងហើយអ្នកដែលត្រូវបានយូគីម៉ារ៉ាបានប៉ះមុនគេគឺគ្មានណាឆៃនោះទេគឺជាកាណាដេចុងក្រោយគេគឺជាអេណានឹងឯងហើយមិនបាច់មើលអត្តចរិតរបស់អេណានោះទេមើលដល់កយហើយលទ្ធផលដែលទទួលបានអំពីការពិសោធន៍ទិន្នន័យអំពីចង្វាក់បេះដូងរបស់យូគីម៉ារ៉ាឥឡូវនេះគឺត្រូវបានបង្ហាញហើយចង្វាក់បេះដូងរបស់យូគីម៉ារ៉ាដែលបានប៉ះទៅលើអេណានឹងគឺមានសពីតខ្ពស់ជាងគេដល់ពេលចឹងទៅធ្វើឲ្យអាយ៉ាមេនៅវិញគឺមានអារម្មណ៍ថាដូចជាមិនចង់នៅក្បែរជាមួយនឹងយូគីម៉ារ៉ាបន្តទៀតតទៅសោះយូគីម៉ារ៉ាបានបកស្រាយប្រាប់ថាកុំឲ្យគិតមកផ្ដេសផ្ដាសមកលើគាត់អីអ្នកណាក៏ដូចអ្នកណាដែរនៅពេលដែលមនុស្សស្រីមកប៉ះរាងកាយរបស់យើងបែបហ្នឹងគឺមានអារម្មណ៍ថាញាប់ញ័រអញ្ចឹងហើយចំណែកអេណាបន្តវាឃើញគូស្នេហ៍ទាំងពីរដូចជាចង់ឆ្លោះគ្នាបែបហ្នឹងនាងក៏មិនចង់ចំណាយពេលជាជនទី3ដែរដូច្នោះនាងក៏បានធ្វើដំណើរដើម្បីទៅគេងបាត់ទៅក្រោយពីអេណាបានចាក់ចេញទៅនោះយើងឃើញថាយូគីម៉ារ៉ាចាប់ផ្ដើមធ្វើការលំលន់ទៅកាន់អាយ៉ាមេហើយថាហេតុអីបានជាមកខឹងគាត់អញ្ចឹងខ្ញុំមិនបានខឹងលោកឯងគ្រាន់តែប្រច័ណ្ឌតែយ៉ាប់មកមនុស្សស្រីកាណាដេនៅពេលដែលឃើញអញ្ចឹងនាងក៏អត់ពាក្យនិយាយផងដែរក៏ប៉ុន្តែជាស្ដែងនាងគ្រាន់តែក្លែកមើលទៅកាន់អេណាគេងលក់បាត់បង្ហើយថារកជជែកគ្នាលេងបើជាគេងបានយ៉ាប់មកចែកាប់បង្ហាញនៅពេលថ្ងៃយើងឃើញថាកាណាដេនាងពិតជាល្វីខ្លាំងមែនទែនដោយសារតែនាងត្រូវតែសរសេររបាយការណ៍ជាច្រើននៅក្នុងកុំព្យូទ័រហើយអ្នកដែលបានដាក់កិច្ចការមួយនេះឲ្យនាងធ្វើគឺគ្មានណាឆៃនោះទេគឺជាយូគីម៉ារ៉ានឹងឯងទោះបីជាយ៉ាងណាក៏ដោយនាងក៏មាននំដើម្បីញ៉ាំកោដផងដែរប៉ុន្តែជាស្ដែងនៅពេលដែលនាងមើលនំរបស់នាងគឺបានអស់ហើយហ្នឹងដូច្នោះនាងគឺស្វែងរកទៅកាន់យូគីម៉ារ៉ាក៏ប៉ុន្តែស្វែងរកអត់ឃើញនោះទេដោយនាងចង់ពឹងឲ្យទៅទិញនំឲ្យនាងអីចឹងណាហើយដោយសារតែឃើញថាយូគីម៉ារ៉ានិងអាយ៉ាមេគឺមិនបានស្ថិតនៅក្នុងបន្ទប់មួយនេះនោះនាងគឺបានដឹងភ្លាមតែម្ដងថាអាយ៉ាមេនិងយូគីម៉ារ៉ាប្រកាសជាពិសោធន៍អ្វីមួយទៀតហើយអញ្ចឹងហើយនាងគឺត្រូវតែទៅរកមើលនឹងឯងមិនយូរប្រហែលនាងក៏បានរកឃើញហើយក៏ឃើញថាសកម្មភាពរបស់ពួកគេទាំងពីរនាក់នៅពេលនេះកំពុងតែចម្អិនអាហារនឹងឯងហើយការចម្អិនអាហាររបស់ពួកគេដល់កតែម្ដងលក្ខណៈថានេះគឺស្តង់ដារអ្នកវិទ្យាសាស្ត្រអ្នកគ្នាស្ករប៊ីចេងអំបិលឬក៏របស់របរអីហ្នឹងគឺត្រូវតែវាស់តាមស្តង់ដារនៅអ្វីដែលគេបានកត់ត្រាទុកនៅក្នុងសភៅភ្លាមស្រាប់តែអាយ៉ាមេគឺមានកំណត់មួយដែលនោះគឺជាការចម្អិនអាហារដោយសេចក្តីស្រឡាញ់អាយ៉ាមេមិនត្រឹមតែប្រឹងទេនេះគឺថែមទាំងបង្ហាញអំពីឧទាហរណ៍របស់នាងដែលបានបង្ហាញប្រាប់ទៅកាន់យូគីម៉ារ៉ាផងដែរដែលមានពីរឧទាហរណ៍ខ្លីៗឧទាហរណ៍ទី1យើងត្រូវតែចម្អិនអាហារតាមរសជាតិដែលមនុស្សដែលខ្លួនឯងស្រឡាញ់ហ្នឹងគឺចូលចិត្តញ៉ាំឧទាហរណ៍ទី2គឺជាការរចនាតាមក្បាច់ក្បូរអីចឹងទៅវាដូចជានៅក្នុងរូបភាពអញ្ចឹងអ្នកគ្នាទោះបីជារសជាតិគឺមិនអាចទទួលយកបានមែនប៉ុន្តែការរចនាគឺល្អបំផុតតែម្ដងកាណាដេនាងពិតជាទៅភ្នែកខ្លាំងមែនតែបន្តទៅឃើញទង្វើរបស់ពួកគេទាំងពីរនាក់គឺនិយាយពាក្យប៉ុនអំពីវិទ្យាសាស្ត្រខ្លាំងពេកចុះបើសិនជាធ្វើអាហារសាមញ្ញធម្មតាឲ្យទៅកាន់មនុស្សខ្លួនឯងស្រឡាញ់ទៅវាមិនល្អទេដំបូងឡើយកាណាដេគិតថាអ្នកទាំងពីរប្រហែលជាស្ដាប់មិនចូលនោះទេអំពីអ្វីដែលនាងបានណែនាំក៏ប៉ុន្តែជាស្ដាយអ្នកទាំងពីរនោះគឺបានយល់អំពីអត្ថន័យរបស់កាណាដេដែលបាននិយាយអំបញ្ញមិញនេះអាយ៉ាមេបានតបថាក្នុងនាមពួកគេជាអ្នកវិទ្យាសាស្ត្រការធ្វើម្ហូបសាមញ្ញបែបហ្នឹងក៏វាជាការសាកល្បងរបស់ពួកគេដែរដូច្នោះពួកគេត្រូវតែធ្វើហើយអ្នកដែលបានចម្អិនអាហារសាមញ្ញហ្នឹងគឺគ្មានណាឆាយនោះទេគឺជាអាយ៉ាមេនឹងឯងនៅនិយាយប្រាប់ទៅកាន់កាណាដេផងដែរនាងធ្វើដូច្នេះគឺដោយសារតែនាងចង់ឲ្យទៅកាន់មនុស្សដែលខ្លួនឯងស្រឡាញ់គឺបានភ្លោអំពីអ្វីដែររបស់នាងដែលបានធ្វើនៅពេលលើកដូច្នោះស្រាប់តែកាណាដេនឹងនាងគឺចាប់ផ្ដើមសម័យហើយថានាងគឺបានធ្វើម្ហូបឲ្យទៅកាន់លោកគ្រូរបស់នាងអីចឹងទៅអាឡ័យតែគិតចលាយនោះនាងក៏បានក្លែកមើលទៅកាន់អាយ៉ាមេឡើងដាច់ចកេះតែម្ដងបន្ទាប់ពីនាងបានឃើញទស្សនវិជ្ជានៅពេលនេះដោយសារតែការធ្វើម្ហូបរបស់អាយ៉ាមេនៅពេលនេះគឺចាប់បានផ្លាស់ប្ដូរទៅជាវិទ្យាសាស្ត្រវិញបាត់ហើយត្រឹមតែមួយផ្លែតែប៉ុណ្ណោះអាយ៉ាមេគឺបានជៀនពងទាបានសម្រាប់ហើយមកថ្លានៅគ្រាន់តែជៀនពងទាសោះតែតាមស្តង់ដារទៀតចាប់ហ្មងរួចមកនាងក៏បានយកពងទាជៀននឹងឲ្យទៅកាន់យូគីម៉ារ៉ាដើម្បីសាកល្បងអំពីអ្វីដែររបស់នាងតែម្ដងដំបូងឡើយយូគីម៉ារ៉ាដូចជាមិនចង់សាកល្បងនោះទេក៏ប៉ុន្តែអាយ៉ាមេបានមកខំមកកាន់គាត់ខ្លាំងពេកនោះបណ្ដោយគាត់ចាប់ផ្ដើមញ៉ាំតែម្ដងនឹងលោមកបាននិយាយថាពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់អាយ៉ាមេ
រួចមកស្រាប់តែគូស្នេហ៍ទាំងពីរហ្នឹងគឺចាប់ផ្ដើមអៀនគ្នាបដ ாய் ព្រោះថានេះគឺជាការចំអិនដោយស្នេហានឹងឯងអាហ្នឹងគឺក្នុងន័យថាប្រពន្ធធ្វើម្ហូបឲ្យប្តីរបស់ខ្លួនឯងបានញ៉ាំនៅពេលដែលគាត់មកពីធ្វើការហត់អីចឹងទៅសេរីក៏បង្ហាញនៅពេលល្ងាចកាណាដេបានត្រឡប់មកដល់បន្ទប់ពិសោធន៍វិញហើយនេះគឺមានអារម្មណ៍ថាល្វើយខ្លាំងមែនទែនព្រោះថានេះគឺមិនតបបានញ៉ាំអីចូលពោះនោះទេហើយធ្វើការហត់ទៀតខណៈពេលនេះកំពុងតែអស់សង្ឃឹមថាអត់មានអីញ៉ាំចូលពោះនោះស្រាប់តែមានការភ្ញាក់ផ្អើលព្រោះថាយូគីមីរ៉ាក៏បានផ្ដល់មុខម្ហូបមួយឲ្យទៅកាន់កាណាដេបានញ៉ាំដែលក៏បានធ្វើយ៉ាងពិសេសតែម្ដងឲ្យទៅកាន់កាណាដេព្រោះថាការធ្វើការឬក៏ការសិក្សាបើសិនជាយើងគឺញ៉ាំមិនបានគ្រប់គ្រាន់នោះទេច្បាស់ខ្លាំងណាស់ខួរក្បាលរបស់យើងគឺមានដំណើរការល្អនោះឡើយរីឯការសិក្សារបស់យើងក៏ថយចុះទៅតាមនឹងផងដែររីឯអាយ៉ាមេនៅវិញបានជូនពរទៅកាន់កាណាដេថាត្រូវតែធ្វើកិច្ចការមួយនេះឲ្យរួចរាល់ណាសំណាងល្អហើយក៏បានចាក់ចែងជាមួយនឹងយូគីមីរ៉ាចេញទៅខាងក្រៅបាត់ទៅនៅពេលហ្នឹងហើយកាណាដេបានដឹងថាតាមពិតទៅអ្វីដែលនាងបានឃើញនៅពេលដែលនាងបានទៅលួចមើលហ្នឹងអ្នកទាំងពីរគឺបានដឹងថានេះគឺមិនទាន់បានញ៉ាំអីចូលពោះនោះទេអញ្ចឹងហើយបានជាយូគីមីរ៉ាហើយនិងអាយ៉ាមេបានរួមដៃគ្នាធ្វើម្ហូបដើម្បីផ្ដល់នាងអញ្ចឹងហើយនាងគឺបានញ៉ាំអាហារមួយនោះដោយសេចក្តីរីករាយតែម្ដងសាច់រឿងគឺក៏បង្ហាញនៅថ្ងៃថ្មីគេក៏បានបង្ហាញអំពីតួអង្គថ្មីមួយទៀតដែរដែលគាត់គឺមានឈ្មោះថាអេនូកៃដែលជានិស្សិតឆ្នាំទី4ដំណើរគ្នាជាមួយនឹងកាណាដេនឹងឯងវត្តមានរបស់អេនូកៃបែបនេះហើយធ្វើឲ្យពួកគេទាំងអស់គ្នាពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែមិនឃើញអេនូកៃនេះគឺមកបន្ទប់ពិសោធន៍រយៈពេលកន្លះខែទៅហើយអេនូកៃបាននិយាយថាគាត់គឺបានទៅដើរលេងមួយរយៈអញ្ចឹងហើយបានជាគាត់មិនសូវបានមកបន្ទប់ពិសោធន៍ដើម្បីស្រាវជ្រាវបន្តទៀតមានអីភ្លាមៗស្រាប់តែយូគីមីរ៉ាបានសួរទៅកាន់អេនូកៃតែម្ដងថាឯងគឺមានដឹងអំពីនិយមន័យរបស់ស្នេហាដែរឬទេអូសំណួរបែបនេះពិតជាចាក់ដោតខ្លាំងមែនទែនសិស្សបងក៏ប៉ុន្តែមកអីនោះទេក្នុងនាមខ្ញុំគឺជាបរិសសង្ហាមិនខ្វះទេអំពីនិយមន័យស្នេហាខ្ញុំគឺដឹងទាំងអស់ហ្នឹងបាទអញ្ចឹងមែនគឺឯងប្រាប់ឲ្យអមមកពីព័ត៌មានអំពីយមន័យស្នេហាព្រោះតែយើងត្រូវការកត់ត្រាអំពីវាហើយបច្ចុប្បន្នបងប្អូនឯងគឺមានសង្សារហើយឬនៅអ៊ីនូកៃបានតបថាគឺខ្ញុំមានហើយសិស្សបងឈ្មោះរបស់នាងគឺមានឈ្មោះថាអៃកាគឺជាគូស្នេហ៍របស់ខ្ញុំប្រចាំជីវិតតែម្ដងសម្រាប់យូគីមីរ៉ាក៏នៅតែបន្តចោទសួរទៅកាន់អ៊ីនូកៃបន្តទៀតតែម្ដងតែឯងគឺចាប់ផ្ដើមស្រឡាញ់គ្នាអៃកាហ្នឹងគឺតាំងពីពេលណាមកមិនអីទេសិស្សបងអំពីកំណត់ហេតុស្នេហារបស់ខ្ញុំនឹងប្រាប់បងឲ្យអស់តែម្ដងនៅពេលដែលខ្ញុំគឺបានជួបជាមួយអៃកាលើកដំបូងនោះបេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតខុសពីធម្មតានិងមានអារម្មណ៍ថាអាកាគឺជាគូព្រេងរបស់ខ្ញុំនៅថ្ងៃអនាគតអាយ៉ាមេបន្តពេលលើកដូចនេះគឺមានអារម្មណ៍ថានាងគឺដូចគ្នាជាមួយនឹងអ៊ីនូកាអញ្ចឹងនៅពេលដែលនាងបានជួបគ្នាជាមួយនឹងយូគីមីរ៉ាលើកដំបូងរួចមកយូគីមីរ៉ាក៏បានសួរទៅកាន់អ៊ីនូកៃបន្តទៀតថាចាប់តាំងពីឯងបានស្រឡាញ់គ្នាជាមួយនឹងឯកាមកតើឯងបានចំណាយថវិកាទៅលើនាងគឺច្រើនដល់កម្រិតណាទៅអ៊ីនូកៃបានតបថាបើតាអ្វីដែលខ្ញុំចាំគឺវាច្រើនផងដែរចំនួនថវិកាសរុបទៅគឺមាន 227,000 យេនឯណោះអាយ៉ាមេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថាចំនួនថវិកាដែលចំណាយទៅលើមនុស្សដែលខ្លួនឯងស្រឡាញ់គឺវាច្រើនខ្លាំងពេកម៉ាថ្លៃ 227,000 យេនគឺច្រើនអ្នកគ្នាមិនធម្មតាណាផ្ទុយពីនាងនេះគឺបានចំណាយថវិការបស់នាងគឺតិចតួចបំផុតតែម្ដងឲ្យទៅកាន់យូគីមីរ៉ាហើយការចំណាយរបស់នាងគឺអត់មានអ្វីច្រើនទេគឺជាកាដូខូកូណារបស់យូគីមីរ៉ានឹងឯងហើយចំនួនថវិកាដែលនាងចំណាយគឺសរុបទៅវាមានតែ 728 យេនតែប៉ុណ្ណោះគឺតិចខ្លាំងមែនទែនចំពោះអ៊ីនូកៃនៅវិញក៏នៅតែបន្តនិយាយអញ្ចឹងថាទោះបីជាគាត់ចំណាយថវិកាគាត់ច្រើនទៅលើឯកាក៏ដោយប៉ុន្តែគាត់អាចចំណាយពេលនៅជាមួយនឹងឯកាគឺជារឿងរាល់ថ្ងៃតែម្ដងគឺប្រៀបដូចជាប្រិយប្រពន្ធអញ្ចឹងមានអីស្រាប់តែអាយ៉ាមេនៅវិញគិតដល់ណាដល់ណីតែម្ដងគិតថានេះគឺបានទៅដេកអោបជាមួយនឹងយូគីមីរ៉ាបានធ្វើអីអញ្ចឹងទៅនៅពេលដែលនាងបានចំណាយប្រាក់ច្រើនទៅលើយូគីមីរ៉ាយ៉ាប់មកចែអញ្ចឹងហើយមានន័យថាស្ថានភាពក្តីស្រឡាញ់របស់នាងទៅចំពោះយូគីមីរ៉ាប្រហែលជាមិនអាចមានទៀតទេបើប្រៀបធៀបជាមួយនឹងអ៊ីនូកៃខុសគ្នាឡើងឆ្ងាយដល់មិនដឹងនោះតែនេះមែនទេគឺជាទម្រង់អ្នកដែលមានស្នេហាពិតប្រាកដនៅពេលនៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់មានអីស្រាប់តែមានការភ្ញាក់ផ្អើលដោយសារតែអេណាបានចូលមកអន្តរាគមន៍ហើយក៏បានបង្ហាញអំពីផតតាំងឈ្មោះឯកាដែលជាមិត្តស្រីរបស់អ៊ីនូកៃនេះគឺស្តៀងគ្នាជាមួយនឹងតួអង្គនៅក្នុងហ្គេមមួយដោយសារតែការបញ្ជាក់របស់អេណាបាននឹងហើយនៅទីបំផុតពួកគេក៏បានចាប់បានហើយថានេះគឺជាតួអង្គនៅក្នុងហ្គេមតើចំណែកយូគីមីរ៉ានៅវិញបន្តទៅឃើញសិស្សប្អូនកំពុងតែបោកប្រាស់មកកាន់កបបាំនេះគាត់ចាប់ផ្ដើមធ្វើការសួរចំទៅកាន់អ៊ីនូកៃតែម្ដងហេតុអីបានជាប្អូនឯងបំភ្លេចការពិតអញ្ចឹងបើសិនជារឿងរ៉ាវទាំងអស់នោះវាមិនមែនជាការពិតទេអ៊ីនូកៃបន្តពីឃើញសិស្សច្បងកំពុងតែចម្រិតសួរបាប់ហ្នឹងគាត់ចាប់ផ្ដើមធ្វើការបកស្រាយហើយអ្វីដែលខ្ញុំបានប្រាប់ទៅកាន់បងឯងអំបីមិញនេះពិតជាការពិតមែនគ្រាន់តែតួអង្គឯកានៅក្នុងហ្គេមហ្នឹងគឺមិននៅខាងក្រៅតែប៉ុណ្ណោះហើយមូលហេតុដែលគាត់បានចំណាយប្រាក់ដ៏ច្រើននោះគឺដោយសារតែគាត់បានទិញសៀវភៅមេងកាជាច្រើនក៏ដូចជាតួអង្គហ្គេមជាច្រើនពាក់ព័ន្ធអំពីឯកានឹងឯងពាក់ព័ន្ធអំពីការគេងវិញគឺខ្ញុំបានតែទិញស្រោមខ្នើយដែលមានតួអង្គឯកានឹងឯងហើយគាត់បានគេងអោបរជារឿងរាល់យប់តែម្ដងនេះហើយជាមូលហេតុដែលខ្ញុំគឺបាននិយាយប្រាប់ទៅកាន់សិស្សច្បងតាមដំណើរសាច់រឿងដែរតើអញ្ចឹងបានថាតួអង្គអ៊ីនូកៃហ្នឹងគាត់គឺជាបុគ្គលម្នាក់ដែលចូលចិត្តទៅកាន់តុក្កតាក៏ដូចជា anime ផ្សេងៗអញ្ចឹងទៅស្តៀងជាមួយនឹង admin ដែរហ្នឹងតែ admin ក៏មិនដល់ថ្នាក់នឹងលក្ខណៈទិញស្រោមខ្នើយយកមកអោបដែរដោយការបកស្រាយរបស់ Inukai អំមិញនេះហើយធ្វើឲ្យ Yukimura ក៏បានស្វែងយល់ពីចំណុចតែម្ដងស្នេហាត្រូវបានបែងចែកចំនួន2ដែលយើងចាត់ទុកមួយគឺជា idol របស់ខ្លួនមួយទៀតគឺជារបស់ដែលខ្លួនឯងស្រឡាញ់ហើយបើនិយមន័យពិតប្រាកដវិញគឺថាមួយស្នេហាកាត់ឡើងដោយសារការចំណងរំភេនមួយទៀតគឺកាត់ឡើងដោយសារតែអារម្មណ៍របស់យើងគឺស្រឡាញ់គាត់ដោយផ្ទាល់តែម្ដងចំណុចទាំងពីរនេះ admin គឺនិយាយដល់ខ្លួនឯងទេណាចំណុច2មួយទៀតនោះបានតួអង្គគឺបាននិយាយពិតប្រាកដមែន
បន្ទាប់ពីការបកស្រាយរបស់យូគីម៉ារ៉ាដែលបានប្រាប់ទៅកាន់អ្នករាល់គ្នាឲ្យបានដឹងហើយនោះពីស្ថានភាពរបស់អ៊ីនូកៃនោះអ៊ីនូកៃបើទោះបីជាឯងគឺមានចំណងចំណូលចិត្តទៅខាងនឹងក៏ដោយក៏ប៉ុន្តែឯងគឺមិនបានខុសនោះទេឯងធ្វើបែបនេះពិតជាត្រឹមត្រូវខ្លាំងមែនទែនព្រោះថានេះគឺជាការចូលចិត្តដោយបុគ្គលម្នាក់ៗអ៊ីនូកៃបន្ទាប់ពីលើកដូច្នេះគាត់មានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងដោយសារតែមានសិស្សច្បងម្នាក់គឺបានយល់អំពីអារម្មណ៍របស់គាត់ចំណែកយូគីម៉ារ៉ានៅវិញក៏មិនទាន់អស់ផលវិបាករបស់គាត់នោះទេដោយសារតែអាយ៉ាមេនៅពេលនេះគឺចាប់ផ្ដើមបង្ហាញអត្តចរិតមើលទៅដូចជាអន់ចិត្តជាមួយនឹងយូគីម៉ារ៉ាអញ្ចឹងសួរចលាគឺបានដឹងថាតាមពិតទៅការនិយាយស្ដីរបស់គាត់អំបញ្ញមិញនេះគឺរៀងលើសបន្តិចដោយសារតែបានបង្ហាញយូគីម៉ារ៉ាចាប់ផ្ដើមកែប្រែការនិយាយរបស់គាត់តែម្ដងដាក់ទៅកាន់អ៊ីនូកៃថាអត្តចរិតរបស់អូនឯងនៅពេលនេះគឺដូចជាមនុស្សចម្លែកអញ្ចឹងមិនមែនត្រឹមត្រូវទេដល់កមកអាគ្នាគេគឺកាន់ជើងគ្នាគេហើយវាមិនដែលគ្នាគេមកកាន់ជើងគ្នាយើងទេរួចមកទៀតសាច់រឿងក៏កាប់បង្ហាញនៅពេលកាណាដេកំពុងតែនៅជាមួយនឹងអាយ៉ាមេនោះនេះគឺបានកត់សម្គាល់ឃើញថាអាយ៉ាមេស្ថានភាពរបស់នាងនៅពេលនេះគឺចាប់ផ្ដើមបាក់ទឹកចិត្តហើយដោយសារតែនាងអត់មានភាពជឿជាក់លើខ្លួនឯងនោះទេដែលធ្វើយ៉ាងម៉េចក៏ដោយដើម្បីឲ្យយូគីម៉ារ៉ាគឺចាប់អារម្មណ៍លើនាងខ្លះហើយចឹងណាអំឡុងពេលនោះហើយក៏ជាពេលវេលាដែលអាយ៉ាមេបាននិយាយអំពីអតីតកាលរបស់នាងឲ្យទៅកាន់កាណាដេបានដឹងកាលពីនាងនៅរៀនបឋមសិក្សានោះនាងគឺជាបុគ្គលម្នាក់ដែលចូលចិត្តធ្វើអីប្លែកៗខុសពីគេខ្លាំងមែនទែនអញ្ចឹងហើយធ្វើឲ្យក្មេងៗមួយចំនួនគឺមិនចូលចិត្តមកកាន់នាងនោះទេថែមទាំងចោទមកកាន់នាងថាជាមនុស្សចម្លែកនៅថ្ងៃមួយនាងកំពុងតែសិក្សាអំពីការធ្វើដំណើររបស់សត្វចម្លែកតូចៗនាងក៏ស្រាប់តែជួបប្រទះជាមួយនឹងក្មេងប្រុសម្នាក់ដែលយើងមើលទៅដូចជាយូគីម៉ារ៉ាអញ្ចឹងអាយ៉ាមេអំឡុងពេលនោះពិតជាភ័យខ្លាចទៅកាន់យូគីម៉ារ៉ាកាលពីនៅតូចខ្លាំងមែនទែនក៏ប៉ុន្តែជាក់ស្ដែងយូគីម៉ារ៉ាបានធ្វើបានមកកាន់នាងនោះទេបើជាយូគីម៉ារ៉ាបានសរសើរទៅកាន់អាយ៉ាមេពាក់ព័ន្ធអំពីការសាស្ត្រនិងការសិក្សារបស់នាងយូគីម៉ារ៉ាក៏បាននិយាយបន្តដាក់ទៅកាន់អាយ៉ាមេបន្តទៀតថាក៏ពិតជាពេញចិត្តនៅអ្វីដែលនាងកំពុងតែធ្វើខ្លាំងមែនទែនដោយសារតែចំណងចំណូលចិត្តរបស់នាងគឺដូចជាមួយនឹងគាត់អញ្ចឹងនៅពេលនោះហើយដែលយូគីម៉ារ៉ាក៏បានបង្ហាញថាគាត់គឺជាមនុស្សចម្លែកដូចជានាងអញ្ចឹងហើយបានត្រូវបានក្មេងៗដទៃទៀតតែងតែធ្វើបាបសម្រាប់អាយ៉ាមេនាងក៏មិនបានលាក់បាំងដែរដែលនាងបាននិយាយប្រាប់តែម្ដងថានាងគឺស្រដៀងគ្នាជាមួយយូគីម៉ារ៉ាអញ្ចឹងនាងគឺតែងតែចូលចិត្តធ្វើអ្វីចម្លែកនិងការសិក្សាពាក់ព័ន្ធអំពីសត្វក៏ដូចជារុក្ខជាតិផ្សេងៗផ្ទុយទៅវិញបើជាមើលរូបថតរបស់នាងបានស្ដីឲ្យមកកាន់នាងថាជាមនុស្សស្រីចម្លែកដូច្នោះហើយនាងគឺត្រូវបានគេធ្វើបាបជាញឹកញយតែម្ដងប៉ុន្តែភ្លាមៗស្រាប់តែយូគីម៉ារ៉ាបានធ្វើការលើកទឹកចិត្តទៅកាន់អាយ៉ាមេតែម្ដងនាងក៏បានគិតដូចនេះអីតែនាងដឹងទេនៅពេលបច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រស្រីគឺមិនសូវមានប្រមាណទេភាគច្រើនអ្នកវិទ្យាសាស្ត្រសុទ្ធតែប្រុសៗហើយនៅពេលដែលនាងគឺមានចំណងចិត្តខាងវិទ្យាសាស្ត្របែបហ្នឹងគឺមានន័យថានាងគឺជាមនុស្សស្រីដ៏អស្ចារ្យម្នាក់ហើយម្យ៉ាងទៀតនាងក៏មិនឲ្យគិតខ្លួនឯងថានាងគឺជាមនុស្សចម្លែកអីនាងតាមពិតទៅគឺពិតជាមានសម្រស់ស្អាតខ្លាំងមែនទែននាងគ្រាន់តែតែងខ្លួនឬក៏កែខ្លួនបន្តិចទៅវាស្អាតបាត់ទៅហើយបន្ទាប់ពីលើកទឹកចិត្តហើយនោះយូគីម៉ារ៉ាក៏បានធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះរបស់គាត់បាត់ទៅនៅពេលនោះនាងពិតជាស្ដាយខ្លាំងមែនទែនដោយសារតែនាងមិនបានសុំស្គាល់ឈ្មោះរបស់ក្មេងប្រុសម្នាក់នោះហើយសូម្បីតែនៅពេលបច្ចុប្បន្ននេះនាងនៅតែមានអារម្មណ៍ថានាងគឺមិនស្អាតគ្រប់គ្រាន់ដើម្បីមានស្នេហាតទៅសងប៉ុន្តែពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថារាល់ពាក្យសម្ដីរបស់នាងគឺបាននិយាយមិញនេះត្រូវបានយូគីម៉ារ៉ាស្ដាប់ឮទាំងអស់ហ្នឹងហើយក៏ចាប់ផ្ដើមនិយាយផាំៗដាក់ទៅកាន់អាយ៉ាមេតែម្ដងមនុស្សស្រីឯណាស្អាតចឹងទេអាក្រក់មើលចង្អប់ហ្នឹងដោយសារតែការលិចសើចរបស់យូគីម៉ារ៉ាបាត់ហ្នឹងហើយយើងឃើញថាពួកគេទាំងពីរនាក់ចាប់ផ្ដើមតសម្ដីគ្នាតែម្ដងណាអីតែកាណាដេនេះឡើងឈីក្បែរមើលគូស្នេហ៍គេកំពុងតែឆ្លោះគ្នាចលាកាណាដេបាននិយាយប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ឲ្យបញ្ឈប់ការឆ្លោះគ្នាទៅនៅពេលនេះអ្នកទាំងពីរកំពុងតែស្វែងយល់អំពីនិយមន័យរបស់ស្នេហាដូច្នេះនេះគឺមានផែនការមួយនោះតម្រូវឲ្យអ្នកទាំងពីរគឺត្រូវតែណាត់ជួបគ្នាឬក៏ដេតជាទូទៅស្នេហាមួយណាក៏ដូចស្នេហាមួយណាដែរដំបូងពួកគេតែងតែធ្វើការដេតជាមួយគ្នាអញ្ចឹងហើយដើម្បីឲ្យទំនាក់ទំនងគូស្នេហ៍មួយនោះគឺកាន់តែស៊ីជម្រៅនឹងឯងមានអីស្រាប់តែដាច់ចកេះតែម្ដងព្រោះថាយូគីម៉ារ៉ាក៏អត់យល់នោះទេអញ្ចឹងហើយក៏បានសួរនិយមន័យពាក់ព័ន្ធអំពីការដេតជាមួយគ្នាដោយសារតែបែបនោះហើយកាណាដេក៏មិនបានលាក់បាំងដែរដែលនាងបានប្រាប់ពីប្រវត្តិរបស់នាងមុនពេលដែលនាងបានដេតជាមួយលោកគ្រូរបស់នាងនៅថ្ងៃមួយនាងក៏បានណាត់ជួបជាមួយនឹងលោកគ្រូរបស់នាងដើម្បីដើរលេងជាមួយគ្នាព្រោះថានាងគឺចង់ចំណាយពេលនៅជាមួយនឹងលោកគ្រូឲ្យបានច្រើនហើយអំឡុងពេលនាងកំពុងតែដើរលេងជាមួយនឹងលោកគ្រូនោះនាងគឺមានអារម្មណ៍ថាពិតជាមានសុភមង្គលខ្លាំងមែនទែនអារម្មណ៍រីករាយប្រៀបបីដូចជាផ្ការីកអញ្ចឹងហើយអារម្មណ៍ទាំងអស់នេះគឺនាងមិនដែលធ្លាប់ជួបពីមុនមកទេនេះហើយគឺជានិយមន័យនៃការដេតនឹងឯងដល់ពេលទៅស្រាប់តែអ៊ីនូកៃគឺចាប់ផ្ដើមបង្ហាញអំពីការដេតរបស់គាត់តែម្ដងប្រាប់ទៅកាន់អ្នកទាំងពីរឲ្យបានដឹងទីកន្លែងដែលយើងត្រូវតែដេតជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់នោះទី1គឺជាកន្លែងសួនកម្សាន្តនិងចំណាយពេលនៅជាមួយគ្នាទាំងពីរនាក់តែម្ដងដើម្បីលេងអ្វីផ្សេងៗនៅសួនកម្សាន្តចឹងក្រោយគេពួកគេត្រូវតែបង្កើតបរិយាកាសនៅតែពីរនាក់ហើយបន្ទាប់មកពួកគេនឹងថែបគ្នាតែម្ដងនេះហើយគឺជាការដេតរបស់ខ្ញុំបានហើយអ៊ីនូកៃកុំឲ្យនិយាយបន្តទៀតអីអ្វីដែលលោកកំពុងតែនិយាយហ្នឹងគឺតាក់ទងអំពីហ្គេមហ្នឹងរីឯអេណានៅវិញក៏បានប្រាប់ទៅកាន់អ៊ីនូកៃផងដែរការដេតនៅក្នុងហ្គេមគឺវាមិនដូចគ្នាជាមួយនឹងការដេតនៅក្នុងជីវិតពិតជាក់ស្ដែងនោះទេហើយការបកស្រាយរបស់អេណាវិញឡើងដល់កតែម្ដងបើជាអាយ៉ាមេគឺជាតួអង្គប្រុសហើយអាយូគីម៉ារ៉ានេះគឺជាតួអង្គប្រុសដែរលក្ខណៈ BL បើទោះបីជាការបកស្រាយរបស់អេណាហ្នឹងគឺវាលក្ខណៈចម្លែកយ៉ាងណាក៏ដោយប៉ុន្តែអាយ៉ាមេនៅវិញគឺមានអារម្មណ៍ថាអៀតខ្មាស់ខ្លាំងមែនទែនរួចមកទៀតយើងឃើញថាយូគីម៉ារ៉ាក៏ចាប់ផ្ដើមធ្វើសម័យកាយដើម្បីកិនគូពាក់ព័ន្ធអំពីការបកស្រាយរបស់អ្នកទាំង3នោះគុណដកចាយចឡើងក៏ស្រាប់តែបានផ្ទាំងមួយតែម្ដងដែលនោះគឺជាសួនកម្សាន្តមួយកន្លែងដែលពួកគេត្រូវតែធ្វើដំណើរដើម្បីទៅដេតនៅទីនោះតែម្ដងកាណាដេនៅពេលដែលឃើញអញ្ចឹងនេះក៏បាននិយាយផងដែរថាកុំឲ្យក្បោកក្បាច់ច្រើនពេកអីក្នុងនាមយើងគឺជាមនុស្សប្រុសសិស្សច្បងឯងគួរតែសុំទៅកាន់អាយ៉ាមេដើម្បីទៅដេតជាមួយគ្នាទៅ
ដោយសារតែបែបហ្នឹងហើយយើងគិតថាយូគីម៉ារ៉ាក៏ចាប់ផ្ដើមមានអារម្មណ៍អឹមអៀនជាមួយនឹងអាយ៉ាមេហើយរីឯអាយ៉ាមេវិញក៏អឹមអៀនជាមួយនឹងយូគីម៉ារ៉ាផងដែរគ្រាន់តែនិយាយស្នើសុំទៅកាន់អាយ៉ាមេដើម្បីទៅដេតជាមួយគាត់ភ្លាមនោះយើងគិតថាពួកគេម្នាក់ៗមុខឡើងក្រហមប៉ែតែម្ដងរីឯអាយ៉ាមេក៏បានយល់ព្រមដើម្បីទៅជាមួយនឹងយូគីម៉ារ៉ាដូចគ្នាសាច់រឿងក៏កើតបង្ហាញនៅព្រឹកថ្ងៃបន្ទាប់យើងគិតថាយូគីម៉ារ៉ានិងអាយ៉ាមេបានមកជួបគ្នាហើយព្រោះថានេះគឺជាការណាត់របស់ពួកគេអាយ៉ាមេបានបង្ហាញផងដែរថាការដែលរបស់ពួកគេនេះក៏បានរៀបចំរួចទៅហើយថានៅថ្ងៃនេះគឺត្រូវធ្វើអ្វីខ្លះជំហានដំបូងរបស់ពួកគេដែលត្រូវធ្វើនោះពួកគេត្រូវតែទៅផ្សារទំនើបដើម្បីទៅ shopping អ្នកទាំងពីរដែលមិនតបបានប្រមាណផងក៏ត្រូវបានហាមឃាត់ភ្លាមៗពីសំណាក់កាណាដេដែលនាងចាប់ផ្ដើមធ្វើការស្ដីឲ្យទៅកាន់សែនប៉ៃរបស់នាងទាំងពីរនេះឯងថាហេតុអីបានជាតែខ្លួនបែបនេះទៅវិញការដែលជាមួយគ្នាមិនមែនការស្លៀកពាក់លក្ខណៈវិទ្យាសាស្ត្របែបហ្នឹងនោះទេពួកគេត្រូវតែស្លៀកពាក់លក្ខណៈគូស្នេហ៍មួយសន្ទុះក្រមកយកគេថាយូគីម៉ារ៉ាបានផ្លាស់ប្ដូរសម្លៀកបំពាក់របស់គាត់រួចរាល់ហើយទោះបីជាយ៉ាងណាក៏ដោយក៏ត្រូវតែអង្គុយរងចាំជាមួយនឹងអ៊ីនូកៃដើម្បីរងចាំទៅកាន់អាយ៉ាមេជាមួយនឹងកាណាដេនឹងឯងគណៈពេលដែលយូគីម៉ារ៉ាក៏កំពុងតែត្អូញត្អែអំពីការរងចាំរបស់គាត់គឺរយៈពេលចុងកន្លះម៉ោងទៅហើយនេះនិយាយមិនតំបានផុយប្រមាត់ផងស្រាប់តែយូគីម៉ារ៉ាពិតជាមានការភ័យផ្អើលខ្លាំងមែនទែនបន្ទាប់ពីឃើញការស្លៀកពាក់របស់អាយ៉ាមេមើលទៅពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់សម្រាប់យូគីម៉ារ៉ាបន្ទាប់ពីឃើញសម្រស់ដ៏ស្រស់ស្អាតរបស់អាយ៉ាមេបែបហ្នឹងហើយទូរស័ព្ទរបស់គាត់ចាប់ផ្ដើមចុចរងឆ្មិញតែម្ដងគ្រាន់តែអាយ៉ាមេបានទៅចិត្តជាមួយនឹងយូគីម៉ារ៉ាភ្លាមនោះយើងឃើញថាម្នាក់ចាប់ផ្ដើមអៀនគ្នាទៅវិញទៅមកហើយអ្នកណាមិនអៀនបើយើងទៅក្បែរជាមួយនឹងក្រាស់របស់ខ្លួនឯងវាតែងតែអញ្ចឹងហើយជំហានបន្ទាប់នៃការដែលរបស់ពួកគេគឺថាទៅកន្លែងទិញស្បែកជើងនឹងឯងហើយជាដំបូងហ្នឹងគឺត្រូវតែទិញស្បែកជើងកាញ់ឲ្យទៅកាន់អាយ៉ាមេគ្រាន់តែការទិញស្បែកជើងមួយសោះយើងឃើញថាយូគីម៉ារ៉ាចាប់ផ្ដើមធ្វើការណែនាំអំពីការវិភាគរបស់គាត់ហើយទាក់ទងអំពីតម្លៃក៏ដូចជាគុណភាពរបស់ស្បែកជើងអញ្ចឹងហើយបានថានេះហើយគឺជាខួរក្បាលអ្នកវិទ្យាសាស្ត្រសំបីតែកាណាដេនៅពេលឃើញអញ្ចឹងក៏អស់ពាក្យនិយាយដែរកាត់បង្ហាញមកកន្លែងបរិសម្នាក់ទៀតយើងគិតថាក៏កំពុងតែដេតជាមួយនឹងសង្សាររបស់គាត់ហើយភ្លាមនឹងដែរស្រាប់តែអាទិភ្លើងបុកគ្នាតែម្ដងដោយសារតែកញ្ញាម្នាក់ហ្នឹងក៏ជាសង្សាររបស់បរិសម្នាក់ហ្នឹងផងដែរហើយលទ្ធផលដែលគាត់ទទួលបានគឺថាស៊ីមួយកំភ្លៀងនឹងឯងអញ្ចឹងហើយបានថាកុំឲ្យខ្លួនមួយចង់ជីទូពីអ្នកគ្នាតែជីទូពីគឺវេទនាអញ្ចឹងណាត្រឡប់មកកន្លែងយូគីម៉ារ៉ាជាមួយនឹងអាយ៉ាមេនៅវិញការដែលបន្តរបស់ពួកគេនឹងគឺជាការទៅញ៉ាំអីជាមួយគ្នានឹងឯងសម្រាប់កាណាដេជាមួយនឹងអ៊ីនូកៃនៅវិញពួកគេទាំងពីរនាក់តាមដានទៅកាន់សិស្សច្បងទាំងពីរដោយសារតែពួកគេត្រូវតែកត់ត្រាអំពីសកម្មភាពរបស់ពួកគេទាំងពីរនាក់តើការដែលរវាងយូគីម៉ារ៉ាជាមួយនឹងអាយ៉ាមេនឹងគឺប្រព្រឹត្តដោយរបៀបណាទៅដោយសារតែនេះគឺជាកំណត់ដោយផ្ទាល់តែម្ដងពីសំណាក់អេណានៅពេលនោះអ៊ីនូកៃក៏បានប្រសាសន៍ថាអត់ចង់ទៅនោះទេក៏ប៉ុន្តែជាស្ដែងដោយសារតែអេណាបានមកខំមកកាន់កូពេញនោះអ៊ីនូកៃក៏បានយកព្រមទៅណាមួយអ្នកទាំងពីរនោះក៏ជាសិស្សច្បងរបស់គាត់ដែររីឯផែនការនៅក្នុងសភៅនៅវិញគឺថាតម្រូវឲ្យខាងប្រុសគឺចាប់ដៃរបស់ខាងស្រីនឹងឯងក៏ប៉ុន្តែសភាពរបស់យូគីម៉ារ៉ានៅពេលនេះដូចជាមិនសូវស្រួលនៅឡើយដោយសារតែគាត់ឥឡូវនេះកំពុងតែបាញ់ហើយនេះចង្វាក់បេះដូងគឺកាន់តែលោកញាប់ជាពិសេសក្នុងខ្លួនរបស់គាត់កំពុងតែឡើងកម្ដៅទៀតនៅក្នុងការកើតរបស់អ៊ីនូកៃនៅវិញគឺបានបង្ខំទៅកាន់យូគីម៉ារ៉ាឲ្យចាប់ដៃរបស់អាយ៉ាមេឲ្យលឿនទៅក៏ប៉ុន្តែស្រាប់តែដាច់ចកេះតែម្ដងដោយសារតែយូគីម៉ារ៉ាបាននិយាយថាពួកគេគួរតែរំលាយអំពីការដេតមួយនេះទៅជាពិសេសអាយ៉ាមេបន្ទាប់ពីលើកដូចនេះភ្លាមវាជានាងបានធ្វើតាមចិត្តរបស់យូគីម៉ារ៉ាទៀតបើតាមមើលទៅសភាពរបស់អាយ៉ាមេដូចជាខឹងទៅកាន់យូគីម៉ារ៉ាអញ្ចឹងត្រឡប់មកកន្លែងបរិជោគជាប់នៅវិញយើងឃើញថាមិត្តភក្តិរបស់គាត់ចាប់ផ្ដើមសើចចំអកដាក់គាត់ហើយដោយសារតែគាត់នឹងគឺត្រូវបានអាទេសភ្លើងបុកគ្នានឹងឯងមានសម្រាប់ឈ្មោះបរិសម្នាក់នឹងហើយទៅដែលគាត់មានឈ្មោះថាយូយាឈីដោយសារតែបែបហ្នឹងហើយគាត់មិនចង់ឲ្យមិត្តភក្តិរបស់ខ្លួនឯងគឺបានសើចចំអកដាក់គាត់បន្តទៀតនោះទេហើយគាត់បាននិយាយថាប៉ុណ្ណឹងអីគឺស៊ីផុយតែម្ដងសម្រាប់របស់យើងប៉ុណ្នេះដែរមិនខ្វះទេស្រីតាមស្រឡាញ់បាយមិនជឿចាំមើលអញធ្វើឲ្យមើលតែម្ដងក៏លេចមើលកញ្ញាចោលឡើងក៏ស្រាប់តែប្រទេសភ្នែកជាមួយនឹងអាយ៉ាមេកំពុងតែដើរតាមម្នាក់ឯងនៅក្នុងការកើតរបស់អាយ៉ាមេនៅវិញនេះគឺពិតជាឆ្ងល់អំពីខ្លួនឯងខ្លាំងមែនទែនហេតុអីបានជាអំបីនេះគឺបានជាខឹងទៅកាន់យូគីម៉ារ៉ាអញ្ចឹងភ្លាមបណ្ដាស្រាប់តែយូយេឈីនេះគឺបានទៅរាក់ទាក់ជាមួយនឹងអាយ៉ាមេដោយប្រពន្ធនាងទៅញ៉ាំតែជាមួយគ្នាអញ្ចឹងណាអាយ៉ាមេបានបដិសេធភ្លាមតែម្ដងថានាងគឺមានកិច្ចការរបស់ខ្លាំងណាស់អត់មានពេលវេលាដើម្បីទៅជួបគ្នាទេអាប៉ុណ្ណឹងគឺមិនឈុំទេនាងគឺចាប់ផ្ដើមលើកទ្រឹស្ដីអំពីអ្នកវិទ្យាសាស្ត្រមកទៀតហើយការចំណាយពេលវេលា10នាទីអញ្ចឹងទៅ10នាទីអ្នកគ្នាកុំឲ្យងើយឆ្ងល់តាមពិតទៅពួកគេនឹងទៅញ៉ាំអីជាមួយគ្នាតែប៉ុណ្ណោះការលើកឡើងទ្រឹស្ដីអ្នកវិទ្យាសាស្ត្របែបហ្នឹងហើយធ្វើឲ្យយូយេឈីនៅវិញគឺបែកវល់តែម្ដងព្រោះថាគាត់អត់យល់អំពីអ្វីដែលអាយ៉ាមេបានបង្ហាញនោះទេអ្វីដែលកាន់តែឈឺចិត្តសម្រាប់គាត់ទៀតនឹងគឺថាមិត្តភក្តិរបស់គាត់ចាប់ផ្ដើមសើចចំអកទៀតហើយដើម្បីកុំឲ្យកាញ់ចិត្តជាមួយនឹងមិត្តភក្តិរបស់ខ្លួននោះគាត់ចាប់ផ្ដើមបង្ខំទៅកាន់អាយ៉ាមេដើម្បីទៅជាមួយនឹងគាត់តែម្ដងក៏ប៉ុន្តែភ្លាមស្រាប់តែបរិសុទ្ធជីសិសរបស់យើងគឺចាប់ផ្ដើមបង្ហាញខ្លួនដើម្បីជួយសង្គ្រោះទៅកាន់ព្រះនាងហើយយូគីម៉ារ៉ាក៏និយាយច្រើននោះទេគឺចាប់ដៃរបស់អាយ៉ាមេដើម្បីចាក់ចែងអំពីទៅនេះភ្លាមតែម្ដងចំពោះយូអាឈីក៏មិនអស់ចិត្តនោះទេហើយក៏បានសួរទៅកាន់យូគីម៉ារ៉ាថាអូនឯងនឹងគឺជាសង្សាររបស់អាយ៉ាមេមែនយូគីម៉ារ៉ាបានតបថាយើងមិនមែនជាសង្សាររបស់នេះនោះទេហេតុអីបានជាឯងសួរបានមិនមែនជាសង្សាររបស់នាងហេតុអីបានជាឯងចូលមកជ្រៀតជ្រែងរឿងរ៉ាវរបស់យើងជាមួយនាងអញ្ចឹងដល់ពេលអញ្ចឹងទៅមានអីអំឡុងពេលហ្នឹងស្រាប់តែយូគីម៉ារ៉ាចាប់ផ្ដើមដាក់ផាំងផានទៅកាន់យូអេឈីតែម្ដងសុទ្ធរបស់យើងនោះទេហេតុអីបានជាឯងចង់បានហេតុផលអញ្ចឹងហាអូនមិនត្រឹមតែប៉ុណ្្នឹងទេអ្នកគ្នាអំឡុងពេលហ្នឹងយូគីម៉ារ៉ាក៏បានបង្ហាញអំពីផុសតាងជាច្រើនដែលគាត់គឺមានទំនាក់ទំនងជាមួយនឹងអាយ៉ាមេហើយការបង្ហាញផុសតាងរបស់គាត់គឺលក្ខណៈបែបវិទ្យាសាស្ត្រទាំងអស់តែម្ដងអំពីការកត់ត្រារបស់គាត់
បន្ទាប់ពីក៏បានដាក់ផាំផានដល់គណៈអបេយូអេស៊ីហើយនោះក៏បាននាំអាយ៉ាមេដើម្បីចាក់ចេញពីទីនេះបាត់ទៅយូអេស៊ីនិងមិត្តភ័ក្តិរបស់គាត់បន្ទាប់ពីឃើញបែបនេះគឺអស់ពីនិយាយហើយមិនដឹងថាបរិយាយដោយរបៀបណានោះទេព្រោះថាម្នាក់សុទ្ធតែអ្នកវិទ្យាសាស្ត្រនៅក្នុងការគិតរបស់យូគីម៉ារ៉ានៅវិញក៏កំពុងតែឆ្ងល់អំពីទង្វើរបស់ខ្លួនឯងផងដែរពាក់ព័ន្ធអ្វីហេតុអីបានជាគាត់ជួយសង្គ្រោះទៅការអាយ៉ាមេអញ្ចឹងសម្រាប់អាយ៉ាមេនៅវិញកំពុងតែអកឆេហើយដោយសារតែអំបញ្ញមិញនេះយូគីម៉ារ៉ាមើលទៅពិតជាសង្ហាខ្លាំងមែនទែននិយាយខ្លីទៅគឺថាបរិយាជីសេសគឺជួយសង្គ្រោះទៅកាន់ស្រីស្អាតស្រីរឿងគឺក៏បង្ហាញមកកន្លែងទីតាំងរបស់សួនកំសាន្តនៅវិញយើងគិតថាយូគីម៉ារ៉ាហើយនិងអ្នកដទៃទៀតគឺបានមកដល់ទីនេះហើយចំពោះអ្នកវិទ្យាសាស្ត្រទាំងពីរអ្នករបស់យើងនៅវិញគឺដកកហើយដែលពួកគេទាំងពីរអ្នកកំពុងតែជិះសេះហោះជាមួយគ្នាហើយអារបៀបថាលេងបាយកងក្មេងអញ្ចឹងទៅសម្រាប់អ្នកសង្កេតការណ៍អ្នកទាំងពីរនៅវិញគឺដកកហើយដោយសារតែពួកគេនឹងគឺឃើញថាអ្នកទាំងពីរនោះកំពុងតែធ្វើអត្តចរិតដូចជាកងក្មេងរួចមកទៀតយើងឃើញថាអ្នកទាំងពីរគឺបានទៅជិះរថភ្លើងមរណៈហើយអំឡុងពេលនឹងដែរយូគីម៉ារ៉ាក៏បាននិយាយថាគាត់ជាមនុស្សដែលខ្លាចខ្ពស់ដោយសារតែបែបហ្នឹងហើយអាយ៉ាមេក៏បានប្រាប់ទៅកាន់យូគីម៉ារ៉ាឲ្យចាប់ដៃរបស់នាងមកឲ្យមានភាពក្លាហានបន្តិចទៅហើយលទ្ធផលដែលទទួលបានគឺថាទីតាំងបន្តដែលពួកគេត្រូវទៅលេងនោះគឺជាកន្លែងផ្ទះខ្មោចហើយម្នាក់សិតតែនិយាយថាពួកគេនឹងគឺអត់ខ្លាចខ្មោចទេសិតតែឡើងទ្រឹស្ដីអាណាញ៉ៃពេញនឹងតែម្ដងក៏ប៉ុន្តែជាក់ស្ដែងទាំងវើម្នាក់នៅកំពុងតែភ័យខ្លាចហើយមើលទឹកមុខក៏ដឹងដែរហើយពួកគេនៅតែបន្តចំណាយពេលវេលានៅជាមួយគ្នាដដែលតែម្ដងក្រោយមកទៀតក៏ដល់ពេលវេលាដែលពួកគេទាំងពីរនាក់ត្រូវតែចំណាយពេលនៅតែពីរនាក់លក្ខណៈបែបស្ងាត់ហើយសម្រាប់សិស្សប្អូនទាំងពីរនៅវិញក៏បានដឹងថាសកម្មភាពចុងក្រោយនេះគឺជាសកម្មភាពដែលពួកគេអាចនឹងថើបគ្នាអញ្ចឹងទៅក៏ប៉ុន្តែមិនដូចអ្វីដែលពួកគេទាំងពីរនាក់បានគិតនោះទេព្រោះថាយូគីម៉ារ៉ាគឺបានផ្ដល់កាដូឲ្យទៅកាន់អាយ៉ាមេដែលក៏មិនបានធ្វើសកម្មភាពក្នុងការថើបទៅកាន់អាយ៉ាមេនោះឡើយដែលកាដូទី1គឺជានំហើយកាដូទី2គឺជាក្រវិលនឹងឯងកាដូទាំងពីរនេះធ្វើឲ្យអាយ៉ាមេពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះថាកន្លងមកនឹងយូគីម៉ារ៉ាក៏មិនได้ផ្ដល់អ្វីឲ្យមកកាន់នាងនោះទេហើយក៏ដល់ពេលវេលាដែលពួកគេត្រូវតែបញ្ចប់ក្នុងការដេតរបស់ពួកគេផងដែរទោះបីជាយ៉ាងណាក៏ដោយអាយ៉ាមេគឺបានបង្ហាញអំពីទិន្នន័យដែលនាងប្រមូលបានអំពីអារម្មណ៍របស់នាងគឺថាអារម្មណ៍របស់នាងពិតជាសប្បាយចិត្តខ្លាំងមែនទែនបើទោះបីជាការដេតមួយនេះគឺជាកំណងការគ្រាន់តែការពិសោធន៍ក៏ដោយក្រោយមកពួកគេទាំងពីរនាក់ក៏បានចុះពីកត្រកហោះហើយអ្នកទាំងពីរនៅវិញចាប់ផ្ដើមធ្វើការសួរថាបានធ្វើអ្វីខ្លះអាយ៉ាមេបានត្រឹមតែប្រាប់ទៅកាន់ការដេតថានោះគឺជារឿងអាកបាំងបន្ទាប់ពីនិយាយរួចហើយនោះយើងគិតថាយូគីម៉ារ៉ានិងអាយ៉ាមេបានធ្វើដំណើរដើម្បីចាក់ចេញអំពីសួនកំសាន្តមួយនេះបាត់ទៅស្រីរឿងក៏បង្ហាញនៅប្រថ្ងៃបន្ទាប់យើងឃើញថាអ្នកវិទ្យាសាស្ត្រទាំងអស់ហ្នឹងគឺបានមកជួបជុំគ្នាដើម្បីធ្វើការប្រជុំហើយជាទូទៅឲ្យថ្ងៃច័ន្ទពួកគេត្រូវតែប្រជុំគ្នាដើម្បីនិយាយពាក្យព័ន្ធអំពីទិន្នន័យដែលពួកគេប្រមូលបានអំពីការសាស្ត្ររបស់ពួកគេភ្លាមៗដែរយើងគិតថាអេណាគឺបានទៅហៅទៅកាន់លោកគ្រូដើម្បីឲ្យមកជួបជាមួយនឹងពួកគេហើយដែលលោកគ្រូម្នាក់ហ្នឹងគឺគាត់ជាសាស្ត្រាចារ្យដែលមានឈ្មោះថាអ៊ីគីដាដែលគាត់គឺជាគ្រូឬក៏ជាសាស្ត្រាចារ្យសម្រាប់ពួកគេទាំង4នាក់តែម្ដងគ្រាន់តែជួបជាមួយនឹងសិស្សរបស់គាត់ភ្លាមសាស្ត្រាចារ្យក៏មិនចាំយូរដែរក៏ចាប់ផ្ដើមធ្វើការប្រាប់ពីព្រឹត្តិការណ៍នៅថ្ងៃខាងមុខឲ្យពួកគេបានដឹងហើយនៅដើមខែតុលាគឺពួកគេគឺមានព្រឹត្តិការណ៍មួយរៀបរៀងសាកលវិទ្យាល័យចំនួន4ត្រូវតែប្រកួតប្រជែងគ្នាហើយការប្រកួតប្រជែងនេះគឺគ្មានអ្វីនោះទេក្រៅពីការប្រមូលទិន្នន័យពាក់ព័ន្ធអំពីការសាស្ត្ររបស់សិស្សនឹងឯងអញ្ចឹងហើយគាត់ចង់ឲ្យពួកគេទាំង4នាក់ត្រូវតែខំប្រឹងប្រែងដើម្បីស្រាវជ្រាវអំពីអ្វីមួយដែលខុសប្លែកពីគេរួចមកទៀតសាស្ត្រាចារ្យបានធ្វើការសួរទៅកាន់កាណាដេក៏ដូចជាអ៊ីនូកាយពាក់ព័ន្ធអំពីប្រធានបទដែលពួកគេបានស្រាវជ្រាវសម្រាប់កាណាដេនេះក៏បានធ្វើរួចរាល់អស់ហើយពាក់ព័ន្ធអំពីកិច្ចការដែលនាងស្រាវជ្រាវរីឯអ៊ីនូកាយនៅវិញចាប់ផ្ដើមភ័យខ្លួនបណ្ដាហើយដោយសារតែគាត់បានស្រាវជ្រាវអីសំបីតែបន្តិចព្រោះថាគាត់មួយថ្ងៃគឺវក់លេងតែហ្គេមតែប៉ុណ្ណោះសាស្ត្រាចារ្យបន្ទាប់ពីលើដូចនេះភ្លាមចាប់ផ្ដើមហើយមួកកឲ្យដាច់មកខ្លួនគឺជាអ្នកវិទ្យាសាស្ត្របាយទៅលេងហ្គេមអបប្រយោជន៍ទៅវិញហើយចាំមើលដឹងត្រូវអីបន្តពីសាស្ត្រាចារ្យបានដាក់ក្បាលទៅកាន់អ៊ីនូកាយហើយនោះយូគីម៉ារ៉ាបានស្នើទៅកាន់សាស្ត្រាចារ្យដើម្បីមើលពីគម្រោងរបស់គាត់ដែលបានស្រាវជ្រាវជាមួយនឹងអាយ៉ាមេហើយបទបង្ហាញដែលគាត់បង្ហាញនោះគឺនិយាយពាក្យព័ន្ធអំពីទ្រឹស្ដីទាក់ទងអំពីរឿងរ៉ាវស្នេហាក៏ដូចជាចង្វាក់បេះដូងនៅពេលដែលមនុស្សនោះគឺបាននៅក្បែរគ្នាអញ្ចឹងទៅអំឡុងពេលដែលពួកគេកំពុងតែធ្វើបទបង្ហាញនោះក៏ស្រាប់តែអាយ៉ាមេចាប់ផ្ដើមនិយាយលក្ខណៈថាបែបសម្រាយទៅលើរូបភាពដែលពួកគេបាននៅក្បែរគ្នាឬក៏ថតជាមួយគ្នានឹងឯងជាពិសេសអាយ៉ាមេគឺបាននិយាយបំភ្លឺទៅលើរូបភាពរបស់យូគីម៉ារ៉ាតែម្ដងអញ្ចឹងហើយធ្វើឲ្យយូគីម៉ារ៉ាពិតជាមើលចិត្តជាមួយនឹងអាយ៉ាមេខ្លាំងណាស់តែដោយសារតែនៅពេលនេះកំពុងតែធ្វើបទបង្ហាញអញ្ចឹងហើយក៏មិនអាចធ្វើអ្វីទៅកាន់អាយ៉ាមេបានឡើយគឺបានត្រឹមតែនិយាយឌឺដងជាមួយនឹងអាយ៉ាមេតែប៉ុណ្ណោះនៅពេលដែលដល់វេនរបស់យូគីម៉ារ៉ាម្ដងយូគីម៉ារ៉ាក៏មិនចាំយូរដែរក៏ដល់ពេលវេលាដែលគាត់ត្រូវតែសងសើទៅកាន់អាយ៉ាមេហើយការសងសើរបស់យូគីម៉ារ៉ានេះគឺគ្មានអ្វីនោះទេក្រៅពីការនិយាយបំភ្លឺដូចជាអាយ៉ាមេដែលនិយាយដាក់គាត់អញ្ចឹងនិយាយចឡើងបកស្រាយគ្នាចឡើងយើងឃើញថាពួកគេទាំងពីរនាក់ចាប់ផ្ដើមមុខលក្រហមហើយព្រោះថាពួកគេនេះគឺចាក់ស៊ីជម្រៅខ្លាំងពេកមិនយឺប្រមាណបកបង្ហាញរបស់ពួកគេទាំងពីរនាក់ត្រូវបានបញ្ចោសាស្ត្រាចារ្យ
អ៊ីគីដាពិតជាសរសើរអំពីទឹកចិត្តឬក៏ការស្រាវជ្រាវរបស់ពួកគេខ្លាំងមែនទែនបើទោះបីជាការស្រាវជ្រាវមួយនេះគឺវាខុសប្លែកក៏ដោយក៏ប៉ុន្តែវាក៏ល្អដែរពាក់ព័ន្ធអំពីសុភមង្គលរបស់គ្រួសារឬក៏គឺជាការចាប់ផ្ដើមនៃការបង្កើតគ្រួសារហើយអ្នកគ្នាត្រូវតែដឹងផងដែរមុនខ្លាចជាគ្រួសារមួយឬក៏បង្កើតគ្រួសារមួយយើងគឺត្រូវតែតាក់ទងគ្នាជាលក្ខណៈបែបស្នេហាជាមុនសិនស្នេហាហ្នឹងគឺដូចជាសង្សារក៏ដូចជាគូដណ្ដឹងអីចឹងទៅបើចង់គ្នាយើងស្រាវជ្រាវបន្ថែមទៀតអ្នកគ្នាគឺអាចស្រាវជ្រាវដោយខ្លួនឯងបានចំពោះអេមីនគឺប្រហែលជាមិនអាចនោះទេបន្តមកទៀតសាស្ត្រាចារ្យអ៊ីកេដាបានស្នើទៅកាន់យូគីមរ៉ាក៏ដូចជាអាយ៉ាមេដើម្បីខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវសេចក្តីស្រឡាញ់បន្តទៀតព្រោះថាការស្រាវជ្រាវបែបហ្នឹងគឺវាពិតជាពាក់ព័ន្ធជាមួយនឹងសង្គមពេលបច្ចុប្បន្នខ្លាំងមែនទែនសូម្បីតែគាត់នៅពេលបច្ចុប្បន្ននេះមានប្រពន្ធកូនក៏ដោយក៏គាត់នៅតែស្វែងយល់អំពីសេចក្តីស្រឡាញ់ឬក៏សុភមង្គលធ្វើយ៉ាងម៉េចក៏ដោយកុំឲ្យគ្រួសាររបស់គាត់ហ្នឹងគឺឆ្លោះទាស់តែងគ្នាអីចឹងទៅមិនត្រឹមតែប៉ុណ្ណោះទេសាស្ត្រាចារ្យអ៊ីកេដាក៏បានអនុញ្ញាតឲ្យយូគីមរ៉ាស្នើសុំទៅកាន់បុគ្គលណាម្នាក់ដើម្បីធ្វើតេស្តជាមួយគ្នាក៏បានដែរមានអីស្រាប់តែនៅថ្ងៃបន្ទាប់យូគីមរ៉ាបានស្នើទៅកាន់អ៊ីនូកៃដើម្បីធ្វើជាទូស្រីហើយគាត់ធ្វើជាទូប្រុសហេតុការណ៍នេះហើយធ្វើឲ្យអេណាពិតជាអស់សំណើចទៅកាន់ពួកគេទាំងពីរនាក់ខ្លាំងមែនទែនហេតុអីបានជាមិនយកមនុស្សស្រីយកធ្វើជាដើរតួអញ្ចឹងយកមនុស្សប្រុសសាកល្បងដូចគ្នាអញ្ចឹងវាមិនទទួលបានលទ្ធផលចម្បាក់បេះដូងនោះព្រោះថាមនុស្សប្រុសដូចគ្នានឹងមានអារម្មណ៍មកពីណាក្រោយមកទៀតនៅពេលអេណាហើយនិងអ៊ីនូកៃគឺបានត្រឡប់មកដល់បន្ទប់ពិសោធន៍វិញហើយនោះអ៊ីនូកៃក៏នឹងស្រាវជ្រាវឬក៏ពិសោធន៍អ្វីដែលគាត់អាចធ្វើត្រាប់តាមទៅកាន់អាយ៉ាមេជាមួយនឹងយូគីមរ៉ាព្រោះថាគាត់ចង់ដឹងអំពីចង្វាក់បេះដូងរបស់គាត់ណាមួយសមិទ្ធផលទាំងអស់នេះសិស្សច្បងរបស់គាត់ទាំងពីរនាក់នោះគឺជាអ្នកធ្វើបានអញ្ចឹងហើយក៏ត្រូវតែសាកល្បងតើវាអាចទទួលបានផលឬក៏អត់ហើយដោយសារតែនៅទីនេះគឺមានតែពីរនាក់ជាមួយនឹងអេណាតែប៉ុណ្ណោះអញ្ចឹងហើយក៏បានស្នើសុំទៅកាន់អេណាដើម្បីធ្វើជាទូស្រីសម្រាប់គាត់សម្រាប់អេណាក៏មិនបានប្រកាន់អ្វីនោះដែរដែលនេះក៏បានយល់ព្រមដើម្បីក្នុងការអនុវត្តទៅតាមទ្រឹស្ដីរបស់យូគីមរ៉ាជាមួយនឹងអាយ៉ាមេហើយជំហានដំបូងដែលពួកគេត្រូវធ្វើនោះគឺលក្ខណៈថាទូស្រីត្រូវតែអោបឬក៏ផ្អែកលើទៅកាន់ទូប្រុសនឹងឯងសាច់រឿងក៏បង្ហាញកន្លែងអាយ៉ាមេយូគីមរ៉ាក៏ដូចជាកាណាដេឥឡូវនេះពួកគេកំពុងតែធ្វើការពិសោធន៍ផ្លាស់ប្ដូរគ្នាម្ដងព្រោះថានេះគឺជាការពិសោធន៍របស់ពួកគេដែរដើម្បីតម្រូវថានៅពេលដែលយើងញ៉ាំអីជាមួយនឹងមនុស្សដែលខុសគ្នាអញ្ចឹងតើទទួលបានចង្វាក់បេះដូងរបៀបណាទៅកាណាដេក៏មិនចាំវាដែរចាប់ផ្ដើមបញ្ចុកអាហារឲ្យទៅកាន់យូគីមរ៉ាអាយ៉ាមេនៅពេលឃើញដូច្នោះចាប់ផ្ដើមគិតដល់ណាដល់ណីហើយដែលនេះគឺមានអារម្មណ៍ថាចាប់ផ្ដើមប្រច័ណ្ឌហើយក៏ដូចជាចំណាយទៅកាន់កាណាដេដូច្នោះហើយអាហារដែលកាណាដេត្រូវតែបញ្ចុកទៅកាន់យូគីមរ៉ានឹងបែរជាអាយ៉ាមេជាអ្នកញ៉ាំទៅវិញកាណាដេមិនបានថាអ្វីនោះដែរនេះគឺត្រូវតែសាកល្បងម្ដងទៀតក៏ប៉ុន្តែដូចជាអំបញ្ញមិញអញ្ចឹងគឺថាអាយ៉ាមេគឺជាអ្នកញ៉ាំរហូតតែម្ដងអញ្ចឹងហើយបានគេហៅថានេះគឺជាឥទ្ធិពលនៃការប្រច័ណ្ឌណាអ្នកគ្នាត្រឡប់មកកន្លែងអ៊ីនូកៃជាមួយនឹងអេណានៅវិញយើងគិតថាឥឡូវនេះដែរពួកគេកំពុងតែសាកល្បងតាមទ្រឹស្ដីរបស់អាយ៉ាមេជាមួយនឹងយូគីមរ៉ាហើយនូកៃបន្តពីក៏បានឃើញសកម្មភាពរបស់អេណាមើលទៅវាប្រៀបដូចជាអាយកាអញ្ចឹងចាប់ផ្ដើមមានអារម្មណ៍ថាស្រឡាញ់ទៅកាន់អេណាតែម្ដងហើយដោយសារតែបែបហ្នឹងហើយយើងគិតថាលទ្ធផលអាចទទួលបានចង្វាក់បេះដូងរបស់គាត់គឺលូតញាប់ខ្លាំងមែនទែនអេណាបានសើចចំអកដាក់ទៅកាន់អ៊ីនូកៃថាមនុស្សប្រុសអេណាគឺទុនខ្សោយបែបហ្នឹងមិនក៏បេះដូងលូតញាប់ហ្មងអ៊ីនូកៃនៅវិញគាត់មិនចង់ចាញ់ជាមួយនឹងអេណានោះទេដែលគាត់ចាប់ផ្ដើមធ្វើការភ្នាល់គ្នាជាមួយនឹងអេណាហើយឥឡូវនេះគាត់នឹងសាកល្បងជាមួយនាងម្ដងទៀតហើយបើសិនជាគាត់បានចាញ់នៅក្រោមស្នាដៃរបស់នាងនោះគាត់នឹងសុខចិត្តទិញនំឲ្យច្រើនឲ្យទៅកាន់នាងដើម្បីបានញ៉ាំតែម្ដងសំណើបែបនេះឬក៏ការភ្នាល់បែបនេះអេណាក៏បានយល់ព្រមទៅក្រោយមកយកកិច្ចថាពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមអនុវត្តតាមបទពិសោធន៍របស់យូគីមរ៉ាជាមួយនឹងអាយ៉ាមេបន្តទៀតហើយដែលយើងមើលទៅសភាពរបស់អ៊ីនូកៃនៅពេលបច្ចុប្បន្ននេះដូចជារឿងមមជាងមុនមិនទន់ខ្សោយដូចជាអំបញ្ញមិញនេះនោះទេដោយសារតែនៅក្នុងចិត្តរបស់អ៊ីនូកៃនៅពេលបច្ចុប្បន្ននេះក៏កំពុងតែតាំងសមាធិសម្មាសម្ពុទ្ធចំណែកអេណានេះក៏បានដឹងអំពីចំណុចខ្សោយរបស់អ៊ីនូកៃដូច្នោះនាងក៏ចាប់ផ្ដើមនិយាយរំលឹកពាក់ព័ន្ធអំពីអតីតកាលរបស់ពួកគេកាលពីនៅតូចអ៊ីនូកៃតើឯងគឺមានចាំដែរទេថាបងគឺតែងតែលេងនៅក្បែរឯងចំណិចតែម្ដងកាលពីនៅតូចតែអង្គុយលេងជាមួយគ្នាហើយពេលខ្លះឯងថែមទាំងលួចថាបទៅកាន់ចែដោយចែដនទៀតផងហើយក៏ត្រូវបានម៉ាក់ស្ដីឲ្យព្រោះថាការធ្វើបែបនេះវាពិតជាខុសខ្លាំងមែនទែននៅពេលដែលចែបានឡើងទៅអនុវិទ្យាល័យអូនឯងនៅបឋមសិក្សាឡើយទេនៅពេលនោះឯងបាននិយាយទាំងទឹកភ្នែកតែម្ដងគឺមិនចង់ឲ្យចែចាក់ចាញ់នោះទេហើយឯងថែមទាំងសន្យាថានៅពេលធំឡើងនឹងរៀបការជាមួយគ្នានៅពេលដែលឯងរៀនដល់អនុវិទ្យាល័យនោះចែគឺបានឡើងវិទ្យាល័យហើយឯងក៏បានណាត់ចែដើម្បីមកលេងហ្គេមជាមួយគ្នាតែម្ដងលក្ខណៈបែបស្ងាត់នៅពេលនោះហើយក៏ជាពេលវេលាដែលអាម៉ាស់សម្រាប់ឯងផងដែរព្រោះថាឯងគឺចាប់ផ្ដើមនោមដាក់ខោមើលសន្ទុះក្រោយមកយើងគិតថាមាននំជាច្រើននៅលើតុអញ្ចឹងយើងដឹងហើយថាអ៊ីនូកៃគឺបានចាញ់នៅក្រោមស្នាដៃរបស់អេណាហើយរីឯអ្នកល្បីនៅវិញគឺពិតជាឆ្ងល់មែនតើថាហេតុអីបានជាមាននំច្រើនមែននៅលើតុអងអេណាបាននិយាយថាឥឡូវនេះគឺចែកនំគ្នាញ៉ាំទៅព្រោះថាអូននោះគឺបានចាញ់នៅក្រោមស្នាដៃរបស់ចៃហើយអំឡុងពេលដែលពួកគេកំពុងតែញ៉ាំនំជាមួយគ្នាជុំគ្នាសុកៗហ្នឹងក៏ស្រាប់តែអេណាបានធ្វើការសួរទៅកាន់អាយ៉ាមេជាមួយនឹងយូគីមរ៉ាហេតុអីបានជាអ្នកទាំងពីរមិនពិសោធន៍ពាក់ព័ន្ធអំពីការថាបគ្នាម្ដងទៅគ្រាន់តែលើដូច្នោះភ្លាមយើងគិតថាពួកគេទាំងពីរនាក់ឡើងស្ងាត់ជ្រាបតែម្ដងសាច់រឿងក៏បង្ហាញនៅព្រឹកថ្ងៃបន្ទាប់យើងគិត
ថាយូគីមីរ៉ានិងអាយ៉ាមេចាប់ផ្ដើមសាកល្បងក្នុងការថើបគ្នាហើយព្រោះថានេះគឺជាការពិសោធន៍របស់ពួកគេទាំងពីរនាក់ដើម្បីស្វែងយល់ថាអាការថើបគ្នានេះគឺវាមានរសជាតិបែបម៉េចត្រង់ចំណុចមួយនេះអេមិនពិតជាចង់សួរទៅកាន់គ្នាយើងអ្នកដែលកំពុងមើលខ្លាំងមែនតើអ្នកដែលមានស្នេហាអីចឹងណាថានៅពេលដែលថើបគ្នាទៅវាមានអារម្មណ៍មិនដែរប្រាប់អេមានផងណាអេមានអត់ដែរដឹងទេអំឡុងពេលដែលកំពុងតែពិសោធន៍នឹងអាយ៉ាមេគឺធ្វើចិត្តមិនបាននៅឡើយដែលនាងបាននិយាយត្រង់ៗទៅកាន់យូគីមីរ៉ាតែម្ដងនៅពេលនេះនាងអត់មានអារម្មណ៍ថាចំណងចង់ថើបនោះទេអញ្ចឹងហើយធ្វើឲ្យអារម្មណ៍របស់នាងគឺមិនអាចធ្វើបន្តទៀតបានឡើយឬក៏ការពិសោធន៍របស់ពួកគេនឹងគឺមិនអាចបន្តនឹងឯងកំណត់របស់អាយ៉ាមេបាប់នេះហើយធ្វើឲ្យកាណាដេនេះគឺបានដឹងហើយក៏បានយល់អំពីអារម្មណ៍របស់អាយ៉ាមេនៅពេលនេះផងដែរហើយក៏បាននិយាយការពារទៅកាន់អាយ៉ាមេមិនឲ្យបន្តក្នុងការពិសោធន៍លក្ខណៈថានៅទីនេះតែម្ដងព្រោះថាក្នុងការថើបគ្នានេះគឺផ្ដោតតែអារម្មណ៍ទៅបានហើយបើសិនជាអារម្មណ៍របស់យើងអត់មូលក្នុងការថើបគ្នានោះទេគឺវាមិនខុសអំពីការថើបគ្នាដោយការចាត់បង្ខំកាណាដេបានរីកមិនឲ្យពួកគេទាំងពីរនាក់ទៅថើបគ្នាដោយលក្ខណៈស្ងាត់ៗក៏ដូចជាការដែនព្រោះថាមនុស្សប្រុសហើយនិងមនុស្សស្រីបន្ទាប់ពីនៅកន្លែងស្ងាត់ៗហើយនោះពួកគេប្រកាសជាមានអារម្មណ៍ក្នុងការថើបគ្នាហើយការលើកឡើងរបស់កាណាដេបាបនេះហើយយកឃើញថាអាយ៉ាមេស្រាប់តែនឹកឃើញអំពីទស្សនវិជ្ជានៅពេលដែលនាងនៅតែពីរនាក់ជាមួយនឹងយូគីមីរ៉ាដែលនៅពេលនោះនាងគឺមានអារម្មណ៍ថាចង់ថើបទៅកាន់យូគីមីរ៉ានឹងឯងដូច្នោះស្រាប់តែអាយ៉ាមេគឺបានបង្កើតសមីការមួយតែម្ដងដែលនោះគេឲ្យឈ្មោះថាបារ៉ាម៉ានអារម្មណ៍ឬក៏តម្លៃនៃអារម្មណ៍នឹងឯងនិយាយរួមទៅអាកន្លែងហ្នឹងគឺអេមានមិនអាចបកស្រាយបានឡើយដោយសារតែនិយាយពាក្យប៉ុនអំពីវិទ្យាសាស្ត្រខ្លាំងពេកឬក៏ត្រូវស្ដីមួយចំនួនអីចឹងណាប៉ុន្តែអេមានគឺមិនមែនជាសិស្សដែលបកការខាងវិទ្យាសាស្ត្រទេអញ្ចឹងហើយអេមានបានត្រឹមតែសម្រាយចោលតែប៉ុណ្ណោះបើទោះបីជាអាយ៉ាមេគឺអាចបង្កើតសមីការពាក្យប៉ុនអំពីតម្លៃអារម្មណ៍ក៏ដោយក៏ប៉ុន្តែសម្រាប់អេណាគឺនាងបាននិយាយថារឿងរ៉ាវទាំងអស់នេះវាពិតជាខុសខ្លាំងមែនទែននឹងមកជាទៅកាន់អ៊ីនូកៃអរិចំស្លាយមួយទៅតាមកំណត់របស់នាងដែលចង់បង្ហាញប្រាប់ទៅកាន់អាយ៉ាមេនិងយូគីមីរ៉ាដែលកំណត់របស់អេណានឹងគឺពិតជាភាសាល្អខ្លាំងមែនទែនគឺវាមាន9ចំណុចឯណោះចំណុចទាំង9ហ្នឹងគឺជាអារម្មណ៍មួយដែលពួកគេនឹងអាចថើបគ្នាបានអំឡុងពេលដែលពួកគេនៅតែពីរនាក់ទី1គឺទៅជិះកន្ត្រកហោះទី2គឺទៅដើរលេងឆ្នេរសមុទ្រតែពីរនាក់ទី3ទៅភោជនីយដ្ឋានក្នុងការញ៉ាំអីទី4ទៅជិះទូកទី5ទៅមើលកុនទី6ទៅមើលកាំជ្រួយទី7ទៅមើលផ្កាយទី8ទៅមើលដើមព្រីស្មាហើយចុងក្រោយគេគឺដែលលក្ខណៈបន្ទប់ស្ងប់ស្ងាត់តែម្ដងហើយចុងក្រោយគេក៏អាចលាយឡំជាមួយនឹង18បុកផងដែរដែលនេះគឺជាតន័យដែលនាងប្រមូលបានអនុញ្ញាតឲ្យមនុស្សប្រុសហើយនិងមនុស្សស្រីក្នុងការថើបគ្នាបានខណៈពេលហ្នឹងអ៊ីនូកៃបានលុកមកក្នុងការនិយាយផងដែរអំពីទ្រឹស្ដីរបស់គាត់ទាំង9ចំណុចហ្នឹងវាមិនមែនថាយើងអាចថើបរហូតបាននោះទេយើងត្រូវតែជ្រើសរើសក្នុងពេលវេលាក្នុងការថើបគ្នានឹងឲ្យបានត្រឹមត្រូវលក្ខណៈថាដូចជាពេលព្រឹកពេលថ្ងៃពេលល្ងាចអញ្ចឹងទៅដែលហេតុនេះហើយយូគីមីរ៉ានិងអាយ៉ាមេចាប់ផ្ដើមកិនគូអ្វីដែលពួកគេនឹងទទួលបានអំពីអ្នកទាំងពីរនោះកិនគូចឡើងពេលវេលាដែលស័ក្តិសមបំផុតនោះគឺនៅពេលល្ងាចនឹងតែម្ដងសាច់រឿងគឺកាត់បង្ហាញនៅពេលល្ងាចគឺការស្ថិតនៅតំបន់អគារដែលយើងឃើញថាកាណាដេកំពុងតែស្ថិតនៅទីនោះដែលនាងកំពុងតែគិតពិចារណាពាក្យពន់អំពីទ្រឹស្ដីនៃការថើបគ្នានឹងឯងអ្វីដែលគិតចឡើងស្រាប់តែយូគីមីរ៉ាបានបង្ហាញខ្លួនហើយក៏បានស្នើសុំទៅកាន់នាងដើម្បីថើបគ្នាតែម្ដងព្រោះថាគាត់ពិតជាត្រូវការតន្ន័យនៃការថើបគ្នាខ្លាំងមែនទែនថាទទួលអារម្មណ៍វាយ៉ាងម៉េចដែររសជាតិយ៉ាងម៉េចដែរនៅពេលថើបគ្នាកាណាដេបានបដិសេធភ្លាមតែម្ដងថាពួកគេនឹងគឺមិនមែនជាតំណែងស្នេហានោះទេត្រឹមតែជាសិស្សច្បងហើយនិងសិស្សប្អូនតែប៉ុណ្ណោះហើយបើសិនជាធ្វើបែបនោះវាពិតជាខុសខ្លាំងមែនទែនក៏ប៉ុន្តែយើងមិនទាន់ដឹងឡើយថាពួកគេទាំងពីរនាក់បានថើបគ្នាឬក៏អត់ដោយសារតែឃើញថាពួកគេទាំងពីរនាក់បានត្រឡប់មកកន្លែងការពិសោធន៍វិញហើយតាមពិតទៅនេះគឺជាកម្រិតក្នុងការថើបគ្នាផ្លាស់ប្ដូរគ្នាតែប៉ុណ្ណោះអាយ៉ាមេនៅវិញចាប់ផ្ដើមធ្វើទឹកមុខលក្ខណៈថាចង់យកបន្តិចហើយសួរទៅកាន់កាណាដេថាបានធ្វើអីខ្លះកាណាដេបានប្រាប់តែម្ដងតាមពិតទៅមិញនេះយូគីមីរ៉ាមិនបានថើបម៉នរបស់នាងនៅឡើយដែលគាត់នឹងគ្រាន់តែថើបដៃរបស់នាងតែប៉ុណ្ណោះអេណាបាននិយាយថាការថើបគ្នានេះវាជារឿងធម្មតានោះទេប្រចាំថ្ងៃរបស់ទ្វីបអឺរ៉ុបគ្រាន់តែនិយាយចប់ភ្លាមមានអីស្រាប់តែអេណាបានថើបម៉នរបស់អាយ៉ាមេភ្លាមតែម្ដងដែលធ្វើឲ្យពួកគេទាំងអស់គ្នាពិតជាមានការភ័យខ្លាចមែនទែនព្រោះថានេះគឺជាការថើបលក្ខណៈ GL បន្តមកទៀតការពិសោធន៍លើកទី3ឬក៏គូទី3នេះគឺមានដូចជាអ៊ីនូកៃជាមួយនឹងអាយ៉ាមេនឹងឯងអាយ៉ាមេបាននិយាយត្រង់តែម្ដងថាឲ្យអូនឯងគួរតែថើបបាត់ជើងរបស់ចៃល្អជាងបើទោះបីជាយ៉ាងណាក៏ដោយអាយ៉ាមេក៏បានអនុញ្ញាតឲ្យអ៊ីនូកៃបានថើបមកកាន់នាងផងដែរដែលនោះគឺជាម្រាមដៃការពិសោធន៍លើកទី4គឺចាប់ផ្ដើមឡើងមកហើយដែលយើងគិតថាអាយ៉ាមេជាមួយនឹងកាណាដេក៏ប៉ុន្តែជាស្ដែងពួកគេទាំងពីរនាក់ដូចជាមិនហ៊ានថើបគ្នានៅឡើយព្រោះថាម្នាក់មិនអាចថើបគ្នាបានអញ្ចឹងទេដោយសារតែពួកគេគឺស្រីដូចគ្នាហើយថើបទៅមានន័យថាពួកគេគឺជា GL អាយ៉ាមេគឺចាប់ផ្ដើមបញ្ចូលអារម្មណ៍របស់នាងជាមួយនឹងកាណាដេហើយដែលនាងបានលើកឡើងនិយាយថាតាមពីនាងកើតមកនាងគឺពិតជាចង់បានប្អូនស្រីម្នាក់ដើម្បីនៅក្បែរខ្លួនឯងខ្លាំងមែនទែនរីឯកាណាដេក៏ដូចគ្នាដែរថាតាមពីកើតមកនឹងនាងក៏ប្រាថ្នាចង់បានបងស្រីម្នាក់ដែរជាលទ្ធផលពួកគេទាំងពីរនាក់បានអោបគ្នាហើយអាយ៉ាមេបានថើបថ្ងាសរបស់កាណាដេតែម្ដងថើបហើយស្រាប់តែអៀនដោយសារតែពួកគេគឺមិនដែលធ្វើអញ្ចឹងពីមុនមកឡើយការពិសោធន៍ទី5ដែលយើងឃើញថាអ៊ីនូកៃជាមួយនឹងយូគីមីរ៉ាលក្ខណៈ BL ម្ដងហើយច្បាស់ខ្លាំងណាស់ពួកគេទាំងពីរនាក់គឺសុទ្ធតែប្រកាន់ចំហឲ្យថាពួកគេគឺជាបរិសុទ្ធពិតមិនមែនជាខ្ទើយទេអធិស្ឋានអ្នកគ្នាអេមីគឺនិយាយតាមសាច់រឿងឯណាហើយមិនបានថាវនាបើជាបុកក្បាលគ្នាទៅវិញហើយ
ក្រោយមកទៀតស្រាប់តែយូគីម៉ារ៉ាបានធ្វើការសួរទៅកាន់អ៊ីនូកៃហើយនៅពេលដែលឯងពិសោធន៍ជាមួយនឹងអាយ៉ាមេតើឯងបានធ្វើអ្វីខ្លះទៅអាយ៉ាមេអ៊ីនូកៃក៏អត់បានលាក់បាំងដែរដោយក៏បានប្រាប់ត្រង់តែម្ដងថាក៏គ្រាន់តែថើបម្រាមដៃរបស់នាងតែប៉ុណ្ណោះការពិសោធន៍ទី6គឺជាយូគីម៉ារ៉ាជាមួយនឹងអេណានឹងឯងដែលយើងឃើញថាអត្តចរិតរបស់អេណានេះដកហើយឲ្យតែឃើញប្រុសស្អាតដល់ចង់ចាប់ថើបហើយច្បាស់ខ្លាំងណាស់សភាពបារោះដូចជាយូគីម៉ារ៉ាដូចនឹងអេមីនដែរនោះគឺថាមិនអាចអនុញ្ញាតឲ្យស្រីគឺថាចេះតែងាយបានឡើយដែលយូគីម៉ារ៉ានឹងក៏បានធ្វើការរត់ចេញពីអេណាគឺស្ទើរតែគ្រប់កន្លែងតែម្ដងប៉ុន្តែយើងមិនទាន់ដឹងច្បាស់នៅឡើយថាពួកគេទាំងពីរនាក់បានថើបឬក៏អត់ដោយសារតែសាច់រឿងគឺកាត់បង្ហាញការពិសោធន៍លើកទី7ដែលមានដូចជាអេនូកៃជាមួយនឹងអេណាដែលយើងមើលទៅពួកគេទាំងពីរនាក់មិនបានបង្កើតអារម្មណ៍ក្នុងការថើបគ្នាណាបែរទៅនាំគ្នាលេងហ្គេមទៅវិញហើយការពិសោធន៍លើកទី8វិញគឺជាកាណាដេជាមួយនឹងអេនូកៃនឹងឯងហើយពួកគេគឺមិនបានធ្វើអ្វីនោះដែរគ្រាន់តែនិយាយគ្នាតាក់ទងអំពីទ្រឹស្ដីស្នេហាតែប៉ុណ្ណោះហើយការពិសោធន៍ចុងក្រោយគេគឺជាការពិសោធន៍ទី9គឺគ្មានណាឆាយនោះទេគឺជាយូគីម៉ារ៉ាជាមួយនឹងអាយ៉ាមេយូគីម៉ារ៉ាបាននិយាយថាការថើបគ្នាអីហ្នឹងវាពិតជាពិបាកក្នុងការធ្វើចិត្តខ្លាំងណាស់អញ្ចឹងហើយដើម្បីការពិសោធន៍ពួកគេត្រូវតែធ្វើទោះបីជាពួកគេមិនចង់ក៏ដោយក៏ប៉ុន្តែចំណែកអាយ៉ាមេនៅវិញបែរជានិយាយថានាងពិតជាពេញចិត្តនៅអ្វីដែលនាងចង់ធ្វើនៅពេលនេះខ្លាំងមែនទែនហើយនៅពេលនេះនាងគឺមានអារម្មណ៍ថានាងគឺអាចធ្វើអ្វីគ្រប់យ៉ាងនៅពេលនេះតែម្ដងទឹកមុខរបស់អាយ៉ាមេដែលបានបង្ហាញដាក់ទៅកាន់យូគីម៉ារ៉ាដែលធ្វើឲ្យអារម្មណ៍របស់យូគីម៉ារ៉ានៅពេលនោះគឺចាប់ផ្ដើមមានអារម្មណ៍ថាដូចជាចង់ថើបហើយក៏បានប្រើដៃរបស់គាត់ទាំងសងខាងក្នុងការចាប់ស្មារបស់អាយ៉ាមេចូលមកជិតជាមួយនឹងគាត់ដើម្បីថើបគ្នារីឯអាយ៉ាមេនៅវិញចាប់ផ្ដើមបិទភ្នែកហើយដើម្បីឲ្យយូគីម៉ារ៉ាបានថើបមករបស់នាងអាប៊ីនឹងថើបគ្នាទៅហើយមានអីស្រាប់តែសួយដោយសារតែមានកន្ទុំរយមួយកំពុងតែហុកកាត់មកកាន់ពួកគេដូច្នោះវាធ្វើឲ្យអារម្មណ៍របស់ពួកគេក៏មានអារម្មណ៍ថាចង់ថើបគ្នាបន្តទៀតដែរអ្វីដែលកាន់តែសួយសម្រាប់ពួកគេទៀតនោះគឺថានៅទីនោះគឺចាប់ផ្ដើមងងឹតហើយព្រោះថាមេឃគឺលែងល្ងាចទៀតហើយដូច្នោះយូគីម៉ារ៉ាបានទៅយកទៀនដើម្បីអុជដើម្បីបំភ្លឺនៅទីនេះងាយស្រួលក្នុងការថើបគ្នាអញ្ចឹងទៅហើយអំឡុងពេលដែលក៏កំពុងតែអុជទៀននោះស្រាប់តែមានការភ្ញាក់ផ្អើលដោយសារតែកាណាដេបានស្វែងរកមកកាន់ពួកគេទាំងពីរនាក់និងសួរថាការពិសោធន៍ចប់មកនៅប៉ុណ្ណឹងគឺមធ្យមមេសំបីតែអ្នកមើលថែអាគេនៅទីនេះក៏មកហើយសាស្ត្រាចារ្យក៏មកដោយសារតែបានដឹងហើយដែលយើងឃើញថាពួកគេទាំងពីរនាក់ពិតជាបរាជ័យខ្លាំងមែនទែនគ្រាន់តែថើបគ្នាក៏វាពិបាកដែរអំឡុងពេលហ្នឹងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែអាយ៉ាមេបានមកខំដល់កាន់យូគីម៉ារ៉ាឲ្យថើបមករបស់នាងជាពិសេសអំឡុងពេលដែលពួកគេកំពុងតែជជែកគ្នានិយាយពាក្យប៉ុនអំពីការថើបគ្នាហ្នឹងអ្នកដែលចង់ដឹងរឿងគេគឺថាមកច្រើនខ្លាំងមែនទែនដើម្បីមើលការថើបគ្នារវាងយូគីម៉ារ៉ាជាមួយនឹងអាយ៉ាមេនៅក្នុងការសន្ទនានៅវិញអាយ៉ាមេបាននិយាយផងដែរថានាងគឺចង់បានការថើបលើកដំបូងដោយសារតែនាងគឺមិនដែលធ្លាប់ថើបអ្នកណាពីមុនមកទេអញ្ចឹងហើយនាងចង់សាកល្បងហើយដោយសារតែការចង់បានរបស់អាយ៉ាមេបែបនេះហើយយូគីម៉ារ៉ាក៏មិនចាំវាដែរចាប់ផ្ដើមទាញសក់របស់អាយ៉ាមេដើម្បីយកមកថើបហើយព្រោះថាក៏មិនចង់ថើបមករបស់អាយ៉ាមេនៅសភាពដែលអាយ៉ាមេគឺចង់មកខំមកកាន់គាត់ឡើយក៏ប៉ុន្តែនៅពេលនេះគាត់សូមបញ្ចប់ក្នុងការពិសោធន៍របស់ពួកគេហើយទោះបីជាយ៉ាងណាក៏ដោយគាត់នឹងថើបនាងម្ដងទៀតបើសិនជានៅថ្ងៃណាមួយពួកគេនឹងមានអារម្មណ៍ជាមួយគ្នាដូច្នោះអាយ៉ាមេនេះគ្រាន់តែរងចាំខ្ញុំបន្តិចសិនទៅពេលសម្ដីរបស់យូគីម៉ារ៉ាដែលបាននិយាយបែបនេះហើយធ្វើឲ្យអាយ៉ាមេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយក៏មានអារម្មណ៍ថាអៀនខ្មាសទៅកាន់យូគីម៉ារ៉ាផងដែរពិបាកអ្នកដែលចង់មើលគេថើបគ្នាប៉ុន្តែបរាជ័យអត់ឃើញគេថើបគ្នាផងមិនយូរប្រហែលឆមាសទី1ត្រូវបានបញ្ចប់ដែលយើងឃើញថាពួកគេទាំងអស់គ្នាគឺចាប់ផ្ដើមបង្កើតកម្មវិធីជប់លៀងដើម្បីញ៉ាំអីជុំគ្នាហើយកម្មវិធីជប់លៀងមួយហ្នឹងក៏អនុញ្ញាតឲ្យពួកគេគឺញ៉ាំសូរ៉ាផងដែរនៅយើងងាយយល់ទៅគឺថាក្នុងកម្មវិធីជប់លៀងមួយហ្នឹងបើយើងចង់ញ៉ាំអីគឺយកមកញ៉ាំមកគឺដោយសេរីតែម្ដងអត់មានការខាំឃាត់អីនោះទេរីឯអ៊ីនូកៃក៏បានបង្ហាញអារម្មណ៍គឺសប្បាយចិត្តជាងគេជាងអាចតែម្ដងដោយសារតែគាត់គឺអាចផឹកស្រាបានដល់ពេលចឹងទៅមានអីស្រាប់តែអ៊ីនូកៃនឹងបានបបួលពួកគេទាំងអស់គ្នាដើម្បីលេងល្បែងមួយដែលមានឈ្មោះថាយ៉ាម៉ាណូទេគ្រាន់តែចាប់ផ្ដើមលេងភ្លាមយើងឃើញថាម្នាក់គឺឆ្លើយត្រូវទាំងអស់តែម្ដងណាស់អីតែអ៊ីនូកៃនោះទេអ្នកផ្ដើមលេងក៏ប៉ុន្តែបែរជាអត់ចង់ចាំខ្លួនឯងទៅវិញហើយហ្គេមមួយហ្នឹងអ៊ីមានចង់បញ្យល់ប្រាប់ទៅកាន់គ្នាយើងផងដែរថាអាហ្គេមដែលមានឈ្មោះថាយ៉ាម៉ាណូទេហ្នឹងគឺជាការរកលេខសេបណ្ដេញគ្នាហើយបើសិនជាអ្នកណាគឺស្ទាក់ស្ទើរមិនអាចឆ្លើយត្រូវបាននោះមានន័យថាម្នាក់នោះគឺជាអ្នកចាញ់នឹងឯងហើយដោយសារតែការនាំអានអំពីការលេងល្បែងបែបនេះហើយយើងឃើញថាអ្នកវិទ្យាសាស្ត្រទាំងអស់ហ្នឹងចាប់ផ្ដើមបែកកំណត់ក្នុងការនិយាយពាក្យប៉ុនអំពីលេខបឋមក៏ដូចជាលេខសេះហើយនៅក្នុងការនិយាយរបស់អាយ៉ាមេនៅពេលនោះនាងបានលើកឡើងនិយាយថានៅក្នុងពិភពលោកមួយនេះវាពិតជាពិបាកខ្លាំងមែនទែនជាពិសេសគឺជាលេខសេះឲ្យតែមានលេខសេះហើយគណិតវិទ្យាមួយនោះប្រកាសជាពិបាកជាមិនខានមិនត្រឹមតែប៉ុណ្ណោះទេនាងបាននិយាយបន្តទៀតថាមានអ្នកវិទ្យាសាស្ត្រម្នាក់បានលើកឡើងនេះថាបើសិនជាអ្នកណាអាចចែកលេខសេះបាននោះពួកគេនឹងផ្ដល់ជូនទឹកប្រាក់ចំនួន$1 លានឯណោះសម្រាប់អេមីនក៏មិនសូវជាប្រមាណដែរដោយសារតែនេះនៅក្នុងសាច់រឿងអេនីមេនោះទេហើយអ្នកគ្នាក៏ដឹងដែរថាសាច់រឿងអេនីមេគឺអាចបំផ្លាញគ្រប់យ៉ាងតែម្ដងដូច្នោះអ្នកគ្នាកុំឲ្យជឿជាក់ទៅលើសាច់រឿងខ្លាំងពេកបកស្រាយចលាងការណដេក៏បានកលេចឃើញថាអាយ៉ាមេនៅពេលនេះកំពុងតែផឹកសូរ៉ាដែលនេះគឺស្ទើរតែមិនជឿនោះទេថាអាយ៉ាមេគឺជាមនុស្សដែលចេះផឹកស្រាអីចឹងទៅអាយ៉ាមេបានតបឡើងជឿជាក់ខ្លួនឯងតែម្ដងថាការផឹកស្រាអីហ្នឹងវាមិនមែនជាបញ្ហាសម្រាប់យើងនោះទេបើសិនជាយើងគឺអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានកន្លះម៉ោងក្រោយមក
មកយើងឃើញថាសភារបស់អាយ៉ាមេនៅពេលនេះចាប់ផ្ដើមសង្វឹងហើយក៏ចាប់ផ្ដើមចូលទៅញ៉ៃញ៉ៃជាមួយនឹងយូគីមរ៉ាអញ្ចឹងហើយបានមានចង់ប្រាប់ទៅកាន់គ្នាយើងផងដែរត្រង់ចំណុចមួយនេះការផឹកស្រាអីហ្នឹងគឺត្រូវតែទទួលខុសត្រូវដោយខ្លួនឯងព្រោះថាស្រាហ្នឹងគឺជាស្រាដែលអាចបញ្ជាយើងគឺអាចធ្វើអ្វីដែលយើងមិនដែលធ្លាប់ធ្វើបានណាករណីបែបហ្នឹងគឺវាមិនខុសគ្នាអំពីអាយ៉ាមេនោះទេពេលដែលនាងមិនទាន់ផឹកស្រាគឺជាមនុស្សដែលត្រឹមត្រូវខ្លាំងណាស់គ្រាន់តែស្រាចូលពោះភ្លាមយើងឃើញថានាងគឺចាប់ផ្ដើមកោទៅកាន់យូគីមរ៉ាឡើងពេញនឹងតែម្ដងកាណាដេឥឡូវតែកំពុងមុខជាមួយនឹងអាយ៉ាមេមិនទាន់បានប្រមាណផងក៏ស្រាប់តែឃើញថាអ៊ីនូកៃនៅពេលនេះកំពុងតែស្វឹងដូចគ្នាអ៊ីនូកៃនៅពេលនោះគឺចាប់ផ្ដើមបញ្ចេញអត្តចរិតលក្ខណៈកូនក្មេងតែម្ដងដើម្បីទៅអោបជាមួយនឹងអេណាក៏មិនបានប្រកាន់អ្វីនោះដែរក៏បានលំនាំទៅកាន់អ៊ីនូកៃនឹងឲ្យដូចជាកូនក្មេងអញ្ចឹងសម្រាប់កាណាដេបន្តទៅឃើញអ្នកទាំងពីរដូច្នោះនាងក៏បានគិតផងដែរថាដឹងស្រាបែបហ្នឹងហើយហេតុអីបានជាម្នាក់ចូលចិត្តផឹកស្រាខ្លាំងម្ល៉េះនិយាយតែខ្លួនឯងទេក៏ប៉ុន្តែចិត្តស្ដែងកន្លងមកក្រោយមកក៏ស្រាប់តែនាងស្វឹងដែរបដ ாய் ហើយការស្វឹងរបស់នាងលក្ខណៈថាមិនមែនជាមនុស្សស្រូតបូតអីណាបែរជាកាចពេញនឹងតែម្ដងចំណែកយូគីមរ៉ាបន្តទៅឃើញសិស្សប្អូនទៅជាចានេក៏បានទៅយកទឹកឲ្យនាងផឹកឲ្យវារៀងស្វាងអញ្ចឹងណាមានអីស្រាប់តែកាណាដេបានទិញដៃរបស់យូគីមរ៉ាហើយក៏បានចាប់បោកគាត់មួយទំហឹងតែម្ដងកាណាដេបន្តពីនាងបានបោកទៅកាន់យូគីមរ៉ាហើយនោះនាងមិនបានធ្វើអ្វីបន្តទៀតនោះទេក្រៅពីអង្គុយយំតែប៉ុណ្ណោះនៅពេលដែលនាងអង្គុយយំអស់ចិត្តហើយស្រាប់តែនាងក៏បានគេងលក់បាត់ទៅចំពោះយូគីមរ៉ាក៏បានមកកាន់ទៅកាន់សិស្សប្អូនរបស់ខ្លួនឯងនោះទេដោយសារតែគាត់ដឹងថាមនុស្សស្វឹងគឺតែបាត់នឹងឯងសេរីក៏បង្ហាញនៅប្រថ្ងៃបន្ទាប់យកឃើញថាពួកគេទាំងអស់គ្នាកំពុងតែប្រមូលទិន្នន័យពាក់ព័ន្ធអំពីរឿងរ៉ាវស្នេហានៅក្នុងសាច់រឿងនិទានបុរាណហើយរឿងនិទានដែលពួកគេត្រូវជ្រើសរើសដំបូងគឺមានចំណងជើងថា Cinderella គ្រាន់តែបើកឆាកភ្លាមយើងឃើញថាម្ដាយចុងរបស់ Cinderella ក៏ចាប់ផ្ដើមបញ្ជាទៅកាន់ Cinderella ហ្នឹងឲ្យបោសសម្អាតផ្ទះហើយអ្នកដែលបានដើរតួជាតួស្រីគឺគ្មានណាឆៃនោះទេគឺជាអាយ៉ាមេមិនកំពុងតែឆ្ងល់ហេតុអីបានជាកន្លែងសាច់រឿងរបស់គេអញ្ចឹងចែអាយ៉ាមេតើអង្គុយចុចជាមួយនឹង laptop របស់នាងគឺធ្វើមិនដឹងតែម្ដងបន្តមកយើងឃើញថាអេណាគឺបានដើរតួជាទេពអប្សរនិងបញ្ជាវេទមន្តរបស់នាងដែលធ្វើឲ្យ Cinderella ខ្លាចទៅជាមនុស្សស្រីម្នាក់ឬក៏កូនក្រមុំម្នាក់ដ៏ស្រស់ស្អាតដើម្បីឲ្យ Cinderella នឹងគឺមានសិទ្ធិក្នុងការចូលទៅរំជាមួយនឹងស្ដេចនៅក្នុងរាជវាំងក៏ប៉ុន្តែទេពអប្សរបានប្រមានទៅកាន់ Cinderella ផងដែរថាម៉ោង12យប់ត្រូវតែត្រឡប់មកវិញព្រោះថាវាអស់ពេលវេលាដែលត្រូវកំណត់ដែលធ្វើឲ្យខ្លួនឯងនឹងខ្លាចទៅជាមនុស្សធម្មតាវិញមិនយូរប្រហែលយើងឃើញថា Cinderella បានទៅរំជាមួយនឹងស្ដេចនៅក្នុងរាជវាំងហើយស្ដេចគឺគ្មានណាឆៃនោះទេគឺជាយូគីមរ៉ានឹងឯងរំជាមួយគ្នាបន្តមកប្រមាណផង Cinderella បានដឹងថានៅពេលនេះគឺដល់ម៉ោងកំណត់ដែលនាងត្រូវចាក់ចេញហើយនឹងរត់ចាក់ចេញអំពីកម្មវិធីជប់លៀងមួយនោះនឹងមិនសល់ទុកតែស្បែកជើងកែងមួយតែប៉ុណ្ណោះឲ្យទៅកាន់ព្រះអង្គចំពោះស្ដេចពិតជាចាប់អារម្មណ៍ទៅកាន់ Cinderella ខ្លាំងមែនទែនដូច្នោះក៏បានបញ្ជាទៅកាន់អ្នកក្រមអង្គរបស់គាត់ដើម្បីស្វែងរកទៅកាន់ Cinderella ម៉ែថ្លៃនេះស្មើតែយកស្បែកជើងកែងនឹងដើម្បីស្វែងរកកូនក្រមុំដែលពិតប្រាកដមានអីស្រាប់តែយកស្បែកជើងដែលជាប់គ្នាជាមួយនឹង DNA របស់ Cinderella នៅក្នុងស្បែកជើងនឹងយកទៅពិនិត្យឬក៏ពិសោធន៍ដើម្បីងាយស្រួលក្នុងការកំណត់អត្តសញ្ញាណថាអ្នកណាគឺជា Cinderella ពិតប្រាកដដោយការខិតខំប្រឹងប្រែងរបស់ព្រះអង្គនោះនៅទីបំផុតគាត់ក៏បានស្វែងរកទៅកាន់ Cinderella បានពិតប្រាកដហើយក៏បានសុំរៀបការជាមួយគ្នាតែម្ដងទោះបីជាសាច់រឿងដែលមានចំណងជើងថា Cinderella ត្រូវបានបញ្ចប់មែនក៏ប៉ុន្តែទិន្នន័យដែលពួកគេប្រមូលបានគឺមិនទាន់បានផលប្រមាណទេដូច្នោះអេណាបានលើកឡើងអំពីសាច់រឿងមួយទៀតដែលមានចំណងជើងថាព្រះនាងប្រសក៏ប៉ុន្តែម្នាក់ៗបានបដិសេធដោយគិតថានោះគ្រាន់តែជារឿងព្រេងនិទានរបស់ពួកអឺរ៉ុបតែប៉ុណ្ណោះអញ្ចឹងហើយពួកគេគួរតែរករឿងព្រេងនិទានរបស់ប្រទេសជប៉ុនម្ដងហើយរឿងព្រេងនិទាននៅក្នុងប្រទេសជប៉ុនដែលពួកគេត្រូវតែជ្រើសរើសដើម្បីប្រមូលទិន្នន័យអំពីស្នេហានឹងគឺមានចំណងជើងថាការកូយ៉ាផ្ដើមពីសាច់រឿងដែលយើងឃើញថាមានបារម្ភម្នាក់ដែលជាយូគីមរ៉ានឹងឯងកំពុងតែធ្វើដំណើរដើម្បីកាប់ឫស្សីចៃដនក៏បានកន្លែងឃើញទៅការឫស្សីមួយដែលមានពន្លឺដូច្នោះក៏បានកាប់ឫស្សីមួយនោះហើយក៏ស្រាប់តែឃើញថាមានក្មេងស្រីម្នាក់នៅក្នុងបំពង់ឫស្សីនោះតែម្ដងដោយសារតែបានដឹងហើយបារម្ភម្នាក់នឹងក៏បានយកក្មេងស្រីម្នាក់នោះយកទៅចិញ្ចឹមតែម្ដងយកទៅចិញ្ចឹមមើលថែមិនតំបានមួយខែស្រួលប៊ូផងក៏ស្រាប់តែពេញកំមុំបាត់ទៅហើយបារម្ភម្នាក់នឹងគឺបានដាក់ឈ្មោះក្មេងស្រីម្នាក់នឹងគឺមានឈ្មោះថាកាកូយ៉ាមួយថ្ងៃទៅមួយថ្ងៃសម្រស់របស់កាកូយ៉ាគឺកាន់តែស្អាតទៅដែលធ្វើឲ្យបារម្ភជាច្រើននៅក្នុងភូមិមិនថាអភិជនឬក៏អ្នកធម្មតានោះទេគឺបានស្នើសុំទៅកាន់នាងដើម្បីរៀបការជាមួយគ្នាក៏ប៉ុន្តែពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែកាកូយ៉ានាងគឺបានដាក់សម័យកាលមួយដើម្បីឲ្យពួកគេដោះស្រាយបើសិនជាអ្នកណាគឺអាចដោះស្រាយសម័យកាលមួយនេះបាននាងនឹងយកបារម្ភម្នាក់នោះដើម្បីរៀបការជាមួយគ្នាតែម្ដងហើយច្បាស់ខ្លាំងណាស់គឺគ្មានអ្នកណាដែលអាចដោះស្រាយនឹងសម័យកាលដែលនាងបានដាក់នោះទេនៅថ្ងៃមួយស្រាប់តែកាកូយ៉ាបានប្រាប់ទៅកាន់បារម្ភម្នាក់នឹងថាក៏ដល់ពេលវេលាដែលនាងត្រូវតែត្រឡប់ទៅព្រះច័ន្ទវិញហើយគ្រាន់តែដល់ថ្ងៃពេញបោកភ្លាមយើងគិតថាកាកូយ៉ាបានរៀបចំដើម្បីធ្វើដំណើរឡើងទៅព្រះច័ន្ទហើយចំពោះអេមីនក៏មិនចង់បកស្រាយដែរដោយសារតែការធ្វើដំណើររបស់កាកូយ៉ាគឺដកកតែម្ដងលក្ខណៈទំនើបហ្មងនេះអញ្ចឹងហើយបានថាអ្នកវិទ្យាសាស្ត្រគឺតែងតែកន្លែងគ្រប់ពេលតែម្ដងហើយសាច់រឿងដែលមានចំណងជើងថាកាកូយ៉ាគឺត្រូវបានកាត់បញ្ចប់នៅត្រង់នេះផងដែរចំពោះកាណាដេបន្តពីការបកស្រាយឬក៏ការប្រមូលទិន្នន័យរបស់ពួកគេអញ្ចឹងធ្វើឲ្យនាងពិតជាបែកងាយជាមួយនឹងពួកគេខ្លាំងមែនទែនដោយសារតែម្នាក់បានកន្លែងសាច់រឿងរបស់គេគឺខ្លាំងពេកលក្ខណៈចូលវិទ្យាសាស្ត្រហើយហ្នឹងនិយាយងាយយកទៅគឺថារឿងរ៉ាវនិទាននេះគឺជារឿងមួយដែលមិនមែនលក្ខណៈថាទំនើបអីនោះទេគឺជាលក្ខណៈបុរាណប៉ុន្តែបើជាអ្នកទាំងពីរនោះគឺបានលាយបញ្ចូលជាមួយនឹងវិទ្យាសាស្ត្រទៅវិញយ៉ាប់ហ្មងអ្នកទាំងពីរអាហ្នឹងគេហៅថាកន្លែងសាច់រឿងហើយសាច់រឿងក៏បង្ហាញនៅប្រកថ្ងៃបន្
តយើងគេថាអ៊ីណូកៃនៅពេលនេះពិតជាមូម៉ាខ្លាំងមែនទែនដោយសារតែគាត់ហ្នឹងគឺលេងហ្គេមអត់ឈ្នះគេនោះទេសាស្ត្រាចារ្យអ៊ីកេដាបន្តឲ្យឃើញបែបហ្នឹងគឺចង់វាយទៅកាន់អ៊ីណូកៃក៏ប៉ុន្តែចលឡើងបែរជាមកលេងហ្គេមជាមួយនឹងអ៊ីណូកៃទៅវិញអំឡុងពេលហ្នឹងអ្នកដែលបានចូលរួមលេងហ្គេមហ្នឹងក៏មានវត្តមានរបស់កញ្ញាអេណាផងដែរតែសាស្ត្រាចារ្យអ៊ីកេដាក៏ដូចជាអ៊ីណូកៃគឺមិនអាចលេងហ្គេមឈ្នះជាមួយនឹងកញ្ញាអេណាបានឡើយរួចមកទៀតសាស្ត្រាចារ្យអ៊ីកេដាចាប់ផ្ដើមធ្វើការសាកសួរទៅកាន់អ៊ីណូកៃឲ្យពាក់ព័ន្ធអំពីការសាកជ្រាវរបស់គាត់ថាទទួលបានផលល្អឬក៏អត់ហើយបានស្រាវជ្រាវអំពីអ្វីមួយឲ្យពិតប្រាកដហើយឬនៅចម្លើយយ៉ាងខ្លីរបស់អ៊ីណូកៃគឺថាគាត់មិនដែលបានស្រាវជ្រាវម្ដងណាឡើយដោយសារតែគាត់មួយថ្ងៃគឺលេងតែហ្គេមហ្នឹងដោយសារតែបែបហ្នឹងហើយធ្វើឲ្យសាស្ត្រាចារ្យអ៊ីកេដាពិតជាមួម៉ៅជាមួយនឹងអ៊ីណូកៃខ្លាំងមែនទែនព្រោះថាទុករយៈពេល1ខែហើយនៅតែមិនអាចធ្វើអ្វីបានទៀតដូច្នោះអ៊ីណូកៃបានត្រឹមតែសុំទោសទៅកាន់សាស្ត្រាចារ្យអ៊ីកេដាតែប៉ុណ្ណោះចំណែកសាស្ត្រាចារ្យអ៊ីកេដាក៏មិនបានដាក់ទោសទៅកាន់អ៊ីណូកៃផងដែរហើយក៏បាននិយាយថាបើសិនជាឯងគឺមានផលវិបាកនឹងស្ថានភាពឯងនៅពេលបច្ចុប្បន្ននេះក្នុងការស្រាវជ្រាវមិនសូវបានល្អនោះឯងគួរតែប្រាប់មកកាន់យើងមកលោកគ្រូនឹងជួយសង្គ្រោះទៅកាន់ឯងពាក់ព័ន្ធអំពីការណែនាំមួយចំនួនឲ្យឯងគឺស្រាវជ្រាវបានល្អអ៊ីណូកៃគាត់ចាប់ផ្ដើមធ្វើការបកស្រាយហើយថាមួយរយៈចុងក្រោយហ្នឹងគាត់គឺមានអារម្មណ៍ថាស្មុគស្មាញខ្លាំងមែនទែនគិតអ្វីក៏មិនចេញធ្វើអ្វីក៏មិនកើតដូច្នោះគឺមិនយល់អំពីខ្លួនឯងតែម្ដងហើយរាល់ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍ថាខ្មាស់អៀននឹងខ្លួនឯងខ្លាំងមែនទែនដោយសារតែខ្ញុំមិនអាចធ្វើអ្វីបានរីឯសិស្សច្បងក៏ដូចជាកាណាដេម្នាក់សុទ្ធតែមានគោលដៅរបស់ពួកគេក្នុងការស្រាវជ្រាវហើយដើមហេតុទាំងអស់គឺដោយសារតែខ្ញុំកំពុងតែស្រាវជ្រាវអំពីហ្គេមដែលខ្ញុំកំពុងតែលេងនៅពេលបច្ចុប្បន្ននេះព្រោះថានៅថ្ងៃអនាគតខ្ញុំគឺមានកម្រងថាចង់បង្កើតហ្គេមតែខ្លួនឯងមួយខណៈពេលហ្នឹងយើងគិតថាស្ថានភាពរបស់អ៊ីណូកៃចាប់ផ្ដើមបាក់ទឹកចិត្តហើយព្រោះថាគាត់មិនអាចធ្វើអ្វីបានសូម្បីតែការលេងហ្គេមរាល់ថ្ងៃហ្នឹងក៏គាត់មិនបានស្រាវជ្រាវទៀតមានអីស្រាប់តែអេណាគឺចាប់ផ្ដើមនិយាយដាក់ផាំងផានដល់កាន់អ៊ីណូកៃតែម្ដងថាបើសិនជារៀនមិនកើតឬក៏ស្រាវជ្រាវមិនកើតទេឈប់រៀនទៅអ៊ីណូកៃបន្តទៅលើដូច្នេះគឺចង់មើលចិត្តជាមួយនឹងអេណាផងដែរនិងមានកម្រងថាចង់ឆ្លោះគ្នានៅពេលហ្នឹងតែម្ដងសាស្ត្រាចារ្យអ៊ីកេដាគឺមិនចង់ឃើញកូនសិស្សរបស់គាត់ទាំងពីរនាក់នេះគឺឆ្លោះគ្នានោះទេដូច្នោះគាត់បានរកប្រធានបទមួយដើម្បីនិយាយគ្នាជាមួយនឹងអ៊ីណូកៃបើសិនជានៅពេលបច្ចុប្បន្ននេះឯងកំពុងតែស្រាវជ្រាវអំពីហ្គេមដែលឯងកំពុងតែលេងនេះឯងគួរតែស្រាវជ្រាវបន្តទៀតទៅដើម្បីប្រម៉ូទទស្សន័យអំពីហ្គេមមួយនេះថាហ្គេមមួយនេះគឺបញ្ចប់ដោយរបៀបណាការលេងដោយរបៀបណាអញ្ចឹងទៅណាមួយការប្រម៉ូទទស្សន័យនិងស្វែងយល់អំពីហ្គេមមួយនេះក៏ជាការស្រាវជ្រាវមួយដែរអញ្ចឹងហើយគឺធ្វើឲ្យបានល្អណាស់ហើយបើសិនជាការស្រាវជ្រាវមួយនេះឯងមិនទទួលផលបានល្អនោះទេឯងគួរតែស្រាវជ្រាវអំពីបាល់ទាត់ម្ដងទៅព្រោះថាបាល់ទាត់ក៏ជាចំណងចំណូលចិត្តរបស់ឯងដែរហើយដោយសារតែការលើកទឹកចិត្តពីសំណាក់លោកគ្រូឬក៏សាស្ត្រាចារ្យអ៊ីគីដាណូយើងគិតថាអ៊ីណូកៃក៏បានយល់ព្រមដើម្បីស្រាវជ្រាវអំពីបាល់ទាត់ក៏ដូចជាហ្គេមនឹងឯងដូច្នេះនៅពេលនេះខ្ញុំនឹងចាប់ផ្ដើមឲ្យដល់ទីបញ្ចប់តែម្ដងក្នុងការស្រាវជ្រាវមួយនេះឲ្យតតែសម្រាញ់នៅពេលដែលឃើញអ៊ីណូកៃកំពុងតែខំប្រឹងស្រាវជ្រាវបែបនេះយើងគិតថាអ៊ីណាក៏ចាប់ផ្ដើមបញ្ចេញស្នាមញញឹមដ៏ស្រស់ស្អាតរបស់នាងឲ្យទៅកាន់អ៊ីណូកៃបានឃើញហើយដែលធ្វើឲ្យអ៊ីណូកៃចាប់ផ្ដើមភ្លឹកហើយបន្ទាប់ពីគាត់បានឃើញស្នាមញញឹមមួយនេះភ្លាមៗបណ្ដាកាណាដេហើយនិងយូគីម៉ារ៉ាគឺទៅតែមកដល់ទីនេះនោះទេដោយសារតែយូគីម៉ារ៉ាគឺបានជួយទៅកាន់កាណាដេអំពីការស្រាវជ្រាវរបស់នាងមួយប៉ុន្តែជាក់ស្ដែងយូគីម៉ារ៉ាមិនបានជួយឯណាបែរជាដុតទៅកាន់កាណាដេលើដើមសម្រាប់កាណាដេអង្គុយចុចកុំព្យូទ័ររបស់នាងមិនតបមកប្រមាណផងក៏ស្រាប់តែយូគីម៉ារ៉ាបានស្នើសុំទៅកាន់នាងតែម្ដងថានៅពេលនេះក៏ពិតជាត្រូវការទឹកមាត់របស់នាងខ្លាំងមែនទែនគ្រាន់តែលឿនចឹងភ្លាមធ្វើឲ្យកាណាដេមុខឡើងក្រហមប៉ះតែម្ដងហេតុអីបានជានិយាយមកឡប់ឡំអញ្ចឹងមើលសន្ទុយក្រមអាយ៉ាមេទៅតែម្ដងបន្ទប់ពិសោធន៍នោះទេហើយក៏បានឃើញថាយូគីមីរ៉ានៅពេលនេះគឺត្រូវបានដួលបាត់ទៅហើយនឹងសួរផងដែរថាមានបញ្ហាអីមែនកាណាដេក៏បានប្រាប់ទៅដោយសារតែនាងចាប់បោកទៅកាន់យូគីមីរ៉ាដោយចៃដន្យប៉ុន្តែអ្វីដែលកាន់តែដាច់ចកេះសម្រាប់កាណាដេទៀតនោះគឺថាសំបីតែអាយ៉ាមេក៏បានស្នើសុំទៅកាន់នាងដើម្បីយកទឹកមាត់របស់នាងដែរក្រោយមកពួកគេទៅប្តឹងថាមូលហេតុដែលពួកគេត្រូវការទឹកមាត់របស់កាណាដេនឹងដោយសារតែយូគីម៉ារ៉ាក៏ដូចជាអាយ៉ាមេកំពុងតែមានគម្រោងក្នុងការពិសោធន៍អីមួយទៀតហើយដែលពួកគេត្រូវការទឹកអ្វីមួយយ៉ាងដែលចេញពីរាងកាយរបស់មនុស្សដែលមានឈ្មោះថាអុកស៊ីតូស៊ីននៅពេលដែលមនុស្សមានស្នេហាអរម៉ូនរបស់មនុស្សផ្សេងៗជាច្រើននឹងត្រូវបានបញ្ចេញដែលមានចំនួន6អង្គធានតែមានសំនិយាយតែមួយទៅបានហើយដែលនោះគឺជាអុកស៊ីតូស៊ីនមូលហេតុដែលអង្គធាតុទាំង6នេះគឺបានបញ្ចេញឡើងនឹងដោយសារតែពួកគេគឺមានស្នេហាឬក៏អារម្មណ៍មួយដែលស្រឡាញ់ទៅកាន់អ្នកណាម្នាក់ហើយស្រឡាញ់គ្នាទៅវិញទៅមកអីចឹងទៅនេះហើយគឺជាមូលហេតុដែលអាយ៉ាមេក៏ដូចជាយូគីម៉ារ៉ាបានស្នើសុំទៅកាន់កាណាដេដើម្បីយកទឹកមាត់របស់នាងដើម្បីពិសោធន៍ឬក៏ចម្រាញ់ឲ្យខ្លាចទៅជាអុកស៊ីតូស៊ីនភ្លាមៗមកដែរយូគីម៉ារ៉ាក៏បានបង្ហាញអំពី slide មួយដែលគាត់ចង់បង្ហាញទៅកាន់អ្នករកគ្នាបានឃើញគ្រាន់តែបង្ហាញភ្លាមដែលយើងឃើញថាអាយ៉ាមេគឺជាមនុស្សម្នាក់ដែលធ្វើបាបទៅកាន់យូគីម៉ារ៉ាដោយសារតែនៅពេលនោះនាងកំពុងតែស្វឹងនឹងឯងអាយ៉ាមេបន្តទៅឃើញរូបភាពរបស់ខ្លួនឯងទៅជាយ៉ាងនេះភ្លាមចាប់ផ្ដើមអៀនខ្វាច់តែម្ដងដោយសារតែនោះគឺជាស្រាបញ្ជាតើដូច្នោះហើយអាយ៉ាមេក៏ចាប់ផ្ដើមគម្រាមទៅកាន់យូគីម៉ារ៉ាឲ្យលុបរូបថតរបស់នាងហើយដោយសារតែនេះគឺជាភាពអៀនខ្មាស់របស់មនុស្សស្រីយូគីម៉ារ៉ាបានតបថាគាត់មិនអាចលុបបាននោះទេដោយសារតែរូបភាពមួយនេះគឺបង្ហាញអំពីផុសតាងនិងបទបង្ហាញរបស់គាត់ហ្នឹងហើយប៉ុន្តែត្រូវបានបង្អាក់ភ្លាមៗដោយសារតែកាណាដេបានប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ថាឥឡូវនេះអ្នកទាំងពីរគួរតែពិសោធន៍អំពីរាងកាយរបស់ពួកគេទាំងពីរនាក់ទៅដើម្បីបញ្ចេញអង្គធាតុមួយដែលមានឈ្មោះថាអុកស៊ីតូស៊ីនដើម្បីពួកគេយកមកពិសោធន៍ដល់ពេលចឹងទៅយើងឃើញថាអាយ៉ាមេក៏ដូចជាយូគីម៉ារ៉ាចាប់ផ្ដើមអោបគ្នាហើយដើម្បីបញ្ចេញអារម្មណ៍មួយដែលធ្វើឲ្យអបមុននោះគឺត្រូវបានបញ្ចេញនៅពេលដែលពួកគេទាំងពីរនាក់បានអោបគ្នាពេញដៃបែបនេះហើយធ្វើឲ្យពួកគេក៏ទទួលអារម្មណ៍ថាពួកគេពិតជាកក់ក្ដៅអារម្មណ៍បែបនេះក៏ជាអារម្មណ៍មួយដែលពួកគេមិនដែលធ្លាប់ជួបពីមុននោះទេអញ្ចឹងហើយក៏ស្រាប់តែបញ្ចេញពន្លឺពណ៌មាសជាច្រើនចេញពីរាងកាយរបស់ពួកគេទាំងពីរនាក់តែម្ដង
តាមពិតទៅពលិទាំងអស់ហ្នឹងមិនមែនជាវេទមន្តអីនោះទេគ្រាន់តែជាការបង្ហាញជាផុសតាងតែប៉ុណ្ណោះដើម្បីបង្ហាញបញ្ជាក់ថានៅពេលដែលមនុស្សបានអោបគ្នាបាបនឹងច្បាស់ខ្លាំងណាស់អង្គធាតុដែលមានឈ្មោះថាអុកស៊ីតូស៊ីនហ្នឹងគឺចាប់ផ្ដើមបញ្ចេញមកហើយសេរីក៏បង្ហាញមកកន្លែងទីតាំងមួយទៀតដែលជឿថាមានមនុស្សស្រីម្នាក់កំពុងតែធ្វើដំណើរដើម្បីទៅសាលាសាកលវិទ្យាល័យរបស់ពួកគេហើយដែលមានឈ្មោះថាសៃតាម៉ាត្រឡប់មកកន្លែងអ្នកនៅពេលនៅវិញឥឡូវនេះបន្ទាប់ពីអោបគ្នាហើយម្នាក់ៗបាច់ញើសខ្ញាក់តែម្ដងដោយសារតែម្នាក់ៗសុទ្ធតែអៀនគ្នាទៅវិញទៅមកនឹងឯងទោះបីជាយ៉ាងណាក៏ដោយការអោបអំបីមីនេះពួកគេក៏ទទួលបានផលផងដែរដែលនោះគឺជាអង្គធាតុដែលពួកគេត្រូវការដែលវាកាត់ចេញតាមរុនញើសរបស់ពួកគេនឹងឯងភ្លាមៗមិនអាចស្រាប់តែមនុស្សស្រីដែលយើងបានឃើញអំបីមីនេះគឺបានមកដល់បន្ទប់ពិសោធន៍របស់ពួកគេសាស្ត្រាចារ្យអ៊ីកាដាបានរាក់ទាក់ទៅកាន់នាងហើយហៅឈ្មោះរបស់នាងថាយ៉ាម៉ាម៉ូតូនៅបង្ហាញប្រាប់ទៅកាន់កូនសិស្សរបស់គាត់ទាំងអស់គ្នាផងដែរថានេះគឺជាភ្ញៀវរបស់គាត់នឹងឯងហើយក៏ជាអតីតសិស្សរបស់គាត់ផងដែរដែលបានបញ្ចប់ការសិក្សានៅទីនេះក្រោយមកសាស្ត្រាចារ្យអ៊ីកាដាបាននាំយ៉ាម៉ាម៉ូតូនេះគឺបានទៅអូហ្វីសរបស់គាត់ដើម្បីជជែកគ្នាលេងយ៉ាម៉ាម៉ូតូបានសួរទៅកាន់សាស្ត្រាចារ្យអ៊ីកាដាផងដែរថាអ្នកទាំងពីរនោះកំពុងតែស្រាវជ្រាវអំពីអ្វីដូចជាយូគីម៉ារ៉ាហើយនិងអាយ៉ាមេសាស្ត្រាចារ្យក៏បានប្រាប់ត្រង់ៗតែម្ដងយូគីម៉ារ៉ានិងអាយ៉ាមេកំពុងតែស្រាវជ្រាវអំពីសេចក្តីស្រឡាញ់ពិតប្រាកដគ្រាន់តែលើដូច្នោះភ្លាមកញ្ញាម្នាក់នឹងពិតជាចាប់អារម្មណ៍ទៅលើរឿងរ៉ាវទាំងអស់នឹងខ្លាំងមែនទែនហើយក៏បានចូលទៅរាក់ទាក់ជាមួយនឹងកូនសិស្សរបស់លោកសាស្ត្រាចារ្យអ៊ីកាដានៅបង្ហាញប្រាប់ទៅកាន់អាយ៉ាមេក៏ដូចជាយូគីម៉ារ៉ាផងដែរថាកម្រងស្រាវជ្រាវរបស់ពួកគេទាំងពីរនាក់នាងពិតជាចាប់អារម្មណ៍ខ្លាំងណាស់អញ្ចឹងហើយនាងគឺចង់ឲ្យអ្នកទាំងពីរគឺបានបង្ហាញអំពីអ្វីដែលពួកគេទៅតែស្រាវជ្រាវបានដោយសារតែបាបនឹងហើយយូគីម៉ារ៉ានិងអាយ៉ាមេក៏មិនចាំយូរដែរក៏ចាប់ផ្ដើមបង្កើត slide ដើម្បីបង្ហាញប្រាប់ទៅកាន់យ៉ាម៉ាម៉ូតូអីអំពីកម្រងរបស់ពួកគេស្រាវជ្រាវតាំងពីដំបូងរហូតដល់ពេលបច្ចុប្បន្ននេះសម្រាប់យូគីម៉ារ៉ាក៏ចាប់ផ្ដើមបង្ហាញអំពីរូបភាពរបស់អាយ៉ាមេកំពុងតែស្ថានភាពសម្បឹងមកទៀតហើយដល់ពេលចឹងទៅអាយ៉ាមេចាប់ផ្ដើមមុំមកតែម្ដងហេតុអីបានជាអបែឯងគឺមិនតន់លប់អញ្ចឹងហ៎អាឡ័យតែប្រកែកគ្នាចឡើងស្រាប់តែពួកគេទាំងពីរនាក់ចាប់ផ្ដើមអៀនគ្នាទៅវិញទៅមកតែម្ដងនេះហើយបានគេហៅថាជាស្នេហាពិតប្រាកដមិនមែនជាស្នេហាលំដូចជាអ្នកមើលនោះទេក្រោយមកយើងគេថាកញ្ញាយ៉ាម៉ាម៉ូតូនឹងនាងគឺចាប់ផ្ដើមសរសេរនៅលើក្រដាសរបស់នាងហើយសរសេរយកតែម្ដងដែលធ្វើឲ្យពួកគេទាំងពីរនាក់នោះចាប់ផ្ដើមឆ្ងល់ហើយយ៉ាម៉ាម៉ូតូនាងក៏មិនបានលាក់បាំងដែរដែលនាងក៏ចាប់ផ្ដើមណែនាំអំពីខ្លួនឯងឲ្យទៅកាន់អ្នករាល់គ្នាបានស្គាល់ហើយដែលនាងគឺមានឈ្មោះថាយ៉ាម៉ាម៉ូតូអេរីកាហើយមានសុំហៅថាអេរីកាវិញណាហើយចំណងចំណូលចិត្តរបស់នាងឬក៏ទេពកោសល្យរបស់នាងនឹងគឺជាការគូររូបមេងកាជាពិសេសអេរីកានាងបានស្នើសុំទៅកាន់ពួកគេទាំងពីរនាក់ផងដែរដើម្បីធ្វើជាអ្នកទាំងពីរនឹងគឺជាគំរូក្នុងការតាក់តែងសាច់រឿងរបស់នាងក្នុងមេងកាព្រោះថាការស្រាវជ្រាវរបស់ពួកគេនឹងគឺពាក់ព័ន្ធអំពីភាពរ៉ូមែនទិកនឹងឯងមូលហេតុដែលនាងធ្វើដូច្នេះដោយសារតែនាងគឺចង់ចែករំលែកអំពីបទពិសោធន៍នៃសេចក្តីស្រឡាញ់ពិតប្រាកដឲ្យទៅកាន់មនុស្សពេញមួយពិភពលោកបានស្គាល់និងបានឃើញនឹងឯងយូគីម៉ារ៉ានិងអាយ៉ាមេបន្តទៅលើដូច្នេះក៏គិតទៅវារៀងសមហេតុផលដែរដូច្នោះពួកគេក៏បានយល់ព្រមសហការគ្នាតែម្ដងសាស្ត្រាចារ្យអ៊ីកាដាបន្តពីដឹងថាអេរីកាគឺបានសហការគ្នាជាមួយអាយ៉ាមេនិងយូគីម៉ារ៉ាហើយនោះគាត់បានអញ្ជើញអេរីកាដើម្បីចូលរួមជាមួយនឹងបន្ទប់ពិសោធន៍របស់គាត់ក្នុងនាមគឺជាអតីតសិស្សរបស់គាត់នឹងឯងដោយសារតែអាទិត្យក្រោយនេះព្រោះថាអាទិត្យក្រោយនេះបន្ទប់ពិសោធន៍របស់គាត់គឺមានជំរំវឹកហាត់រដូវក្តៅដែលធ្វើឡើងនៅទីតាំងមួយដែលមានឈ្មោះថាកោះអូគីណាវ៉ានៅពេលដែលលើអញ្ចឹងអេរីកាបានយល់ព្រមក្នុងការចូលរួមភ្លាមៗតែម្ដងដោយសារតែនៅទីនោះគឺងាយស្រួលក្នុងការសរសេររូបមេងកាពាក់ព័ន្ធអំពីយូគីម៉ារ៉ាជាមួយនឹងអាយ៉ាមេនឹងឯងឈុតឆាកទាំងអស់នោះវាអាចនឹងមានឈុតឆាក18បុកក៏ថាបានដែរធ្វើឲ្យសម្បៃខ្លួនទាំងពីរនាក់នៅវិញអត់ពីនិយាយតែម្ដងហេតុអីបានជាគិតដល់ណាដល់ណីអញ្ចឹងមិនយូរប្រហែលនៅថ្ងៃដែលពួកគេត្រូវតែធ្វើដំណើរទៅកោះអូគីណាវ៉ាគឺបានមកដល់ហើយទីតាំងដែលពួកគេកំពុងតែនៅនេះគឺជាព្រលានយន្តហោះដោយសារតែកោះអូគីណាវ៉ានោះគឺស្ថិតនៅឆ្ងាយខ្លាំងណាស់អញ្ចឹងហើយគឺមានតែការធ្វើដំណើរដើម្បីជិះយន្តហោះតែប៉ុណ្ណោះចំពោះកម្ពុជាមនុស្សរបស់យើងទាំងពីរនាក់នៅវិញដល់កអីវ៉ាន់ដែលត្រូវយកទៅនឹងម៉ែចាំមកផ្ទះជាពិសេសអាការស្រាវជ្រាវរបស់ពួកគេទាំងពីរនាក់គឺថាមិនតន់ឈប់នោះទេនៅតែបន្តស្រាវជ្រាវរហូតតែម្ដងហើយគ្រាន់តែដើរទៅដល់កន្លែងស្កេតហ្នឹងគឺថាចាប់ផ្ដើមពលឺសម្លេងបដ ாய் ក្រោយមកទៀតយើងឃើញថាពួកគេទាំងអស់គ្នាកំពុងតែស្ថិតនៅលើយន្តហោះហើយដោយសារតែពួកគេត្រូវតែធ្វើដំណើរទៅកោះអូគីណាវ៉ានឹងឯងអំឡុងពេលហ្នឹងយូគីម៉ារ៉ាគឺគាត់បែកងាមមិនទេបែរជាចង់អោបទៅកាន់អាយ៉ាមេដើម្បីបន្តក្នុងការពិសោធន៍របស់ពួកគេទៀតអ្នកធ្វើការនៅលើយន្តហោះបានប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ផងដែរថាកុំឲ្យញ៉ៃញ៉ៃអីពាក់ខ្សែក្រវ៉ាត់ដោយសារតែនៅពេលនេះដែរយន្តហោះកំពុងតែហោះចេញហើយក្នុងអំឡុងពេលហ្នឹងកុំបានកាណាដេនោះទេដែលជាអ្នកហាមឃាត់ទៅកាន់យូគីម៉ារ៉ាកុំអីប្រហែលជាបែកងាមពេញហ្នឹងហើយមួយសន្ទុះក្រមអ្នកដែលចង់អោបគ្នាពិតប្រាកដនោះគឺគ្មានណាឆ្ងាយនោះទេគឺជាអាយ៉ាមេដែលនាងកំពុងតែគិតនៅក្នុងចិត្តហើយនៅពេលនេះនាងគឺមានអារម្មណ៍ថានាងគឺចង់អោបគ្នាជាមួយនឹងយូគីម៉ារ៉ាក៏ប៉ុន្តែជាក់ស្ដែងនៅទីនេះត្រូវបានហាម5ដូច្នោះហើយនាងគឺមានតែខាំមកសង្កត់ចិត្តតែប៉ុណ្ណោះដើម្បីទ្រាំឲ្យដល់ទីកន្លែងដែលពួកគេត្រូវចូលហើយការធ្វើដំណើររបស់ពួកគេទាំងអស់គ្នាមិនយូរប៉ុន្មាននៅទីបំផុតពួកគេគឺបានមកដល់កន្លែងតំបន់ដែលមានឈ្មោះថាកោះអូគីណាវ៉ាហ្នឹងហើយអ្នកដែលបានសប្បាយចិត្តជាងគេនោះគឺជាអ៊ីនូកៃជាមួយនឹងកាណាដេព្រោះថាពួកគេគឺចង់មកលេងទឹកសមុទ្រស្រាប់ផងហើយរឿងបន្តតែពួកគេត្រូវធ្វើទៅរកកន្លែងស្នាក់នៅនឹងឯងដែលជាសត្វថាគាកាណាដេនាងពិតជារំភើបខ្លាំងមែនទែនដោយសារតែសត្វថាគាដែលពួកគេកំពុងតែស្នាក់នៅគឺជាលក្ខ
ក្ខណៈបែបអភិជនតែម្ដងសាស្ត្រាចារ្យអេគីដាក៏បានប្រាប់ទៅកាន់កាណាដេផងដែរឲ្យបានដឹងថាតាមពិតទៅអ្នកដែលបានបង់ថ្លៃបន្ទប់ដែលពួកគេត្រូវស្នាក់នៅហ្នឹងគឺជាកញ្ញាអ៊ីរិកានឹងឯងដែលនាងបានចំណាយប្រាក់របស់នាងក្នុងការបង់សណ្ឋាគារមួយនេះចំពោះអេណាបានប្រមានប្រាប់ទៅកាន់អ្នករកគ្នាផងដែរថាកុំឲ្យទុកចិត្តទៅកាន់កញ្ញាអ៊ីរិកានឹងឲ្យសោះនៅពេលនាងបានជួយមកកាន់ពួកយើងបែបនេះប្រកាសជាមានអ្វីជាការដោះដូរជាមិនខានហើយដូច្នោះម្នាក់ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងកញ្ញាអ៊ីរិកាជំហានបន្ទាប់ដែលពួកគេត្រូវធ្វើនោះគឺជាការទៅលេងទឹកសមុទ្ររីឯយូគីម៉ារ៉ានៅវិញចាប់ផ្ដើមធ្វើការស្ដីឲ្យទៅកាន់អ៊ីនូកាយហើយមកលេងទឹកសមុទ្រមិនមែនយកតុក្កតាមកលេងទេវើយអ៊ីនូកាយពិតជាខឹងសិស្សច្បងរបស់ខ្លួនឯងខ្លាំងមែនទែនដល់និយាយទៅកាន់ឯការបស់គាត់ថាជាតុក្កតារីឯសិស្សស្រីនៅវិញក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់របស់ពួកគេរួចរាល់អស់ហើយក្នុងការទៅលេងទឹករីឯកញ្ញានៅវិញចាប់ផ្ដើមឆ្ងល់ទៅកាន់យូគីម៉ារ៉ាថាហេតុអីបានជាសម្លឹងមើលមកកាន់ពួកគេនឹងឡើងភ្លឹកអញ្ចឹងនៅក្នុងការកើតរបស់យូគីម៉ារ៉ានៅវិញក៏កំពុងតែសួរសំណួរមកកាន់ខ្លួនឯងថានេះមែនទេគឺជាឈុតហែលទឹករបស់មនុស្សស្រីនោះនៅពេលដែលយ៉ាមេបានស្លៀកពាក់បែបនេះសម្រស់របស់នាងពិតជាស្អាតខ្លាំងមែនទែនចំណែកអាយ៉ាមេនៅវិញនាងកំពុងតែគិតដូចគ្នាថាហេតុអីបានជាយូគីម៉ារ៉ានឹងមើលទៅដូចជាធម្មតាអញ្ចឹងទាំងដែលនាងគឺស្លៀកពាក់លក្ខណៈបែបប៊ីគីនីអញ្ចឹងណាហើយការកើតរបស់ពួកគេត្រូវបានបញ្ចប់ភ្លាមៗដោយសារតែអេណាហើយនិងអេរិកាគឺបានមកដល់ទីនេះដូច្នោះអ៊ីណូកៃបានរៀបចំឆាតរបស់គាត់ដើម្បីឲ្យសិស្សស្រីនឹងគឺចូលទៅជ្រកនឹងឯងក្នុងអំឡុងពេលនឹងដែរស្រាប់តែកញ្ញាទាំងអស់ហ្នឹងចាប់ផ្ដើមលេងសើចជាមួយនឹងយូគីម៉ារ៉ាដោយសារតែស្បែករបស់យូគីម៉ារ៉ានេះគឺសខ្លាំងពេកហើយនៅពេលដែលប៉ះពន្លឺថ្ងៃបាប់ហ្នឹងទៅវាធ្វើឲ្យស្បែកដ៏សរបស់យូគីម៉ារ៉ាចាប់ផ្ដើមចាំងជះដូចជាពន្លឺថ្ងៃអញ្ចឹងរីឯសាស្ត្រាចារ្យអ៊ីកេដាក៏ដូចជាអ៊ីនូកៃនេះគឺស្បែករបស់ពួកគេលក្ខណៈកម្ៅធម្មតាតែប៉ុណ្ណោះអារបៀបថាស្អាតអាចទទួលយកបានអញ្ចឹងណាមិនដូចយូគីម៉ារ៉ានោះទេលើសស្រីទៀតនេះក៏បង្ហាញមកកន្លែងទីតាំងមួយទៀតដែលយើងឃើញថាបរិយាជោគជ័យរបស់យើងគឺបានមកលេងកន្លែងឆ្នេរសមុទ្រអូគីណាវ៉ាផងដែរជាមួយនឹងមិត្តភ័ក្តិរបស់គាត់យូឈីនឹងគាត់មិនដែលបបង់កំណត់របស់គាត់ក្នុងការតាក់ស្រីនោះទេហើយក៏បានកលេចឃើញដល់កាន់អាយ៉ាមេជាមួយនឹងកាណាដេពីក្រៅខ្នងដូច្នោះហើយក៏បានធ្វើដំណើរដើម្បីទៅចាយចងអ្នកទាំងពីរក៏ប៉ុន្តែគ្រាន់តែកលេចឃើញមុខរបស់អាយ៉ាមេភ្លាមមានអីដាក់មិនប្រួយរត់មកវិញតែម្ដងដោយសារតែគាត់មិនចង់ជួបជាមួយនឹងអាយ៉ាមេបន្តទៀតនោះទេរីឯអាយ៉ាមេនៅវិញនេះគឺមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់យូឈីកាលពីលើកមុនស្របពេលនឹងដែរសាស្ត្រាចារ្យអ៊ីកេដាបានតែញរលឹកមួយដើម្បីយកទៅលេងហ្គេមមួយហើយហ្គេមមួយនោះអ្នកគ្នាប្រកាសជាស្គាល់ពាក្យពណ៌អំពីការទៅលេងឆ្នេរសមុទ្រគឺយកកណាត់ចង់ភ្នែកនិងយកដំបងមួយដើម្បីវាយបំបាយអលឹងហើយអ្នកដែលបានសាកល្បងលេងមុនគេនឹងគឺជាអ៊ីនូកៃក៏ប៉ុន្តែជាស្ដែងដោយសារតែគាត់មិនដឹងទីតាំងច្បាស់នោះគាត់ក៏បានវាយខំហើយអ្នកដែលត្រូវសាកល្បងបន្ទាប់នោះគឺជាសាស្ត្រាចារ្យអ៊ីកេដានឹងឯងគ្រាន់តែគាត់នឹងគឺវាយដំបងពីចម្ងាយសដែលធ្វើឲ្យអលឹងនឹងគឺបានបែកជាចំណិតតែម្ដងដែលធ្វើឲ្យអ្នករាល់គ្នាដែលមានវត្តមាននៅទីនោះពិតជាមានការភ្ញាក់ផ្អើលអំពីសមត្ថភាពរបស់លោកគ្រូសាស្ត្រាចារ្យខ្លាំងមែនទែនសេរីក៏កើតបង្ហាញនៅពេលដែលយ៉ាមេនិងយូគីម៉ារ៉ាគឺនៅតែពីរនាក់នោះពួកគេទាំងពីរនាក់ចាប់ផ្ដើមមានកម្រងថាចង់អោបគ្នាហើយដោយសារតែការពិសោធន៍របស់ពួកគេកាលពីលើកមុនគឺមិនទាន់ទទួលបានលទ្ធផលល្អប្រហែលទេអញ្ចឹងហើយពួកគេត្រូវតែសាកល្បងម្ដងទៀតនៅក្នុងការកើតរបស់យូគីម៉ារ៉ានៅវិញគាត់មានអារម្មណ៍ថាបេះដូងរបស់គាត់ចាប់ផ្ដើមលូតញាប់ហើយកម្ដៅរបស់គាត់ក៏កាន់តែឡើងទៀតហើយអ្វីដែលធ្វើឲ្យកម្ដៅរបស់គាត់គឺកាន់តែឡើងនឹងដោយសារតែគាត់បានឃើញថាអាយ៉ាមេបានស្លៀកពាក់លក្ខណៈបែបប៊ីគីនីនឹងឯងចលឡើងពួកគេទាំងពីរនាក់មានបានអោបគ្នាណាដោយសារតែម្នាក់សឹកតែអៀនគ្នាអញ្ចឹងហើយពួកគេក៏បានបបាយផ្លឹកគ្នាហ្មងទៅសម្រាប់អាយ៉ាមេនាងពិតជាឆ្ងល់អំពីខ្លួនឯងខ្លាំងមែនទែនថាអារម្មណ៍របស់នាងពិតជាចង់ថើបក៏ដូចជាចង់អោបទៅកាន់យូគីម៉ារ៉ាខ្លាំងណាស់អាកាសចិត្តបានមកដល់ហើយប៉ុន្តែហេតុអីបានជានាងមិនហ៊ានបែបនេះចំពោះយូគីម៉ារ៉ាគាត់ក៏គិតដូចជាមួយនឹងអាយ៉ាមេផងដែរហើយអំឡុងពេលហ្នឹងអ្នកដែលចង់ដឹងឬគេនោះគឺពិតជាមកច្រើនមែនទែនមកទាំង4តែម្ដងម្នាក់ក៏បានដឹងអំពីបញ្ហារបស់យូគីម៉ារ៉ាដែលគាត់កំពុងតែជួបដែលហេតុនេះហើយពួកគេម្នាក់ក៏ចាប់ផ្ដើមផ្ដោតទ្រឹស្ដីរបស់ពួកគេម្នាក់ហ្នឹងឲ្យទៅកាន់យូគីម៉ារ៉ាដើម្បីមានចិត្តក្លាហានក្នុងការអោបទៅកាន់អាយ៉ាមេការអោបគ្នាវាពិតជាមានច្រើនទម្រង់ខ្លាំងមែនទែនអញ្ចឹងហើយយូគីម៉ារ៉ាត្រូវតែសាកល្បងក្នុងទម្រង់ទាំងអស់ហ្នឹងក្នុងចំណោមមួយដើម្បីអោបជាមួយអាយ៉ាមេនៅពេលឆាប់នេះមានអីស្រាប់តែអេណាបាននិយាយប្រាប់ទៅកាន់អ្នករាល់គ្នាតែម្ដងថានាងមានទ្រឹស្ដីមួយបើសិនជាពួកគេគឺចង់អោបគ្នាលក្ខណៈថាពេញដៃក៏ដូចជាពេញខ្លួនតែម្ដងនោះតើតែមានភាគីម្ខាងទៀតអត់មានអាប៊ុំធំហើយបើសិនជាភាគីខាងស្រីហ្នឹងគឺមានអាប៊ុំធំនោះប្រកបខ្លាំងណាស់ការអោបរបស់ពួកគេមិនទទួលបានផលល្អប្រមាណដែរគ្រាន់តែលើការបកស្រាយបែបនេះភ្លាមយើងគិតថាអេណាឬក៏អ៊ីរ៉ាកាអីហ្នឹងចាប់ផ្ដើមសហការគ្នាក្នុងការធ្វើបាបដល់កាន់អ៊ីណូកៃជាមួយនឹងយូគីម៉ារ៉ាឲ្យអោបគ្នាហើយព្រោះថាពួកគេទាំងពីរនាក់ហ្នឹងគឺអត់មានអាប៊ុំអីនោះទេអញ្ចឹងហើយគឺអោបគ្នាវាអាចនឹងពេញដៃអញ្ចឹងទៅក្រោយមកទៀតអំឡុងពេលដែលអ៊ីណូកៃហើយនិងអេណាគឺបាននៅតែពីរនាក់នោះស្រាប់តែអេណាចាប់ផ្ដើមធ្វើការរំលឹកពាក់ព័ន្ធអំពីការនៅតូចហើយកាលពីនៅតូចពួកគេទាំងពីរនាក់គឺបានដើរលេងឆ្នេរសមុទ្រជាមួយគ្នានៅពេលហ្នឹងអ៊ីណូកៃគឺជាមនុស្សម្នាក់ដែលទន់ខ្សោយខ្លាំងមែនទែនធ្វើអ្វីក៏តែងតែយំដែរក៏ប៉ុន្តែអ៊ីណូកៃគាត់នៅតែនិយាយអញ្ចឹងថានៅពេលដែលគាត់ធំឡើងគាត់នឹងការពារទៅកាន់អេណាគឺមិនឲ្យមានបញ្ហានោះទេគ្រាន់តែរំលឹកអំពីអតីតកាលរបស់ពួកគេភ្លាមយើងគិតថាសភាពរបស់អ៊ីណូកៃនៅពេលនេះគឺចិត្តងាប់ហើយនេះដោយសារតែគាត់មិនចង់លើក៏ដូចជាមិនចង់ឃើញអំពីអតីតកាលរបស់គាត់នោះឡើយរួចមកអេណាបានបញ្ជាអ៊ីណូកៃឲ្យធ្វើដំណើរទៅទិញមឹកអាំងរបស់នាងបន្តិចមកដោយសារតែនាងគឺខ្ជិលដែរខ្លាំងណាស់ត្រឡប់មកកន្លែងបរិសុទ្ធជោគជ័យរបស់យើងនៅវិញយើងគិតថាឥឡូវនេះដែរគាត់នៅតែមិនទាន់បោះបង់នោះទេដែលគាត់នៅតែមានបំណងថាចង់ញ៉ាយកញ្ញាដែលនៅឆ្នេរសមុទ្រ
សម្លឹងមើលចលាក៏ស្រាប់តែឃើញអេណាកំពុងតែនៅតែម្នាក់ឯងដូច្នោះពួកគេក៏ចាប់ផ្ដើមចាប់គោលដៅទៅកាន់អេណាតែម្ដងចំណែកអ៊ីនូកែក៏បានត្រឡប់មកវិញហើយក៏បានឃើញផងដែរថាអេណាឥឡូវនេះគឺត្រូវបានហុំព័ទ្ធដោយបរិយចំនួន3នាក់សម្រាប់គាត់ក៏អត់ចង់ជួយទៅកាន់អេណាភ្លាមៗនោះទេដែលគាត់ចង់ធ្វើជាវរៈបរិយដើម្បីជួយសង្គ្រោះទៅកាន់សៃស្អាតប៉ុន្តែគ្រាន់តែយូយូស៊ីបានប៉ះដៃរបស់អេណាភ្លាមនោះមានអីស្រាប់តែស៊ីកំណាត់ដៃរបស់អ៊ីនូកែតែម្ដងនៅនិយាយក្តែងផងដែរថាអាណាខ្លាំងចូលមកទៀតមកនៅពេលហ្នឹងហើយដែលជាពេលវេលាដែលអេណាបានបកស្រាយប្រាប់ទៅកាន់អ៊ីនូកែឲ្យបានដឹងថាកុំឲ្យមានការយល់ច្រឡំអីតាមពិតទៅអ្នកដើម្បីនោះគឺមិនបានមកធ្វើបាបគ្នានោះទេពួកគេគ្រាន់តែ9នាក់ដើម្បីលេងហ្គេមជាមួយគ្នាតែប៉ុណ្ណោះដោយសារតែអ្នកដើម្បីក៏ជាអ្នកលេងហ្គេមដូចគ្នាជាមួយនឹងអេណាដែររឿងរ៉ាវទាំងអស់នេះហើយធ្វើឲ្យអ៊ីនូកែនៅវិញពិតជាអាម៉ាស់នឹងខ្លួនឯងខ្លាំងមែនទែនដោយសារតែគាត់នឹងគឺទៅវាយគេដោយមិនដឹងហេតុផលបើទោះបីជាយ៉ាងណាក៏ដោយនាងពិតជាអរគុណទៅកាន់អ៊ីនូកែខ្លាំងមែនទែនដោយសារតែអ៊ីនូកែនៅពេលនេះបានគោរពពាក្យសម្ដីរបស់ខ្លួនឯងព្រោះថាកាលពីនៅតូចអ៊ីនូកែបានសន្យាជាមួយនាងថាគាត់នឹងការពារទៅកាន់នាងមិនឲ្យមានបញ្ហានោះទេហើយឥឡូវនេះគឺថាអ៊ីនូកែគឺមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារនាងហើយអញ្ចឹងហើយនាងពិតជាមានអារម្មណ៍ថារំភើបចំពោះអ៊ីនូកែខ្លាំងមែនទែនសេរីក៏បង្ហាញនៅពេលល្ងាចសាស្ត្រាចារ្យអេគីដាបានហៅទៅកាន់សិស្សរបស់គាត់ទាំងអស់គ្នាដើម្បីមកជួបជុំគ្នាដោយសារតែគាត់មានដំណឹងមួយដែលចង់ប្រកាសប្រាប់ទៅកាន់អ្នករាល់គ្នានៅថ្ងៃស្អែកនេះអ្នករាល់គ្នាត្រូវតែចូលរួមក្នុងការធ្វើបទបង្ហាញរបស់សាស្ត្រាចារ្យម្នាក់ដែលមានឈ្មោះថាកូសេដែលគាត់គឺជាសាស្ត្រាចារ្យខាងរូបវិទ្យាដែលគាត់មិនអាចយកឈ្នះសូម្បីតែម្ដងអញ្ចឹងហើយគាត់ចង់ឲ្យអ្នករាល់គ្នាគឺទទួលបានបទពិសោធន៍ពីសាស្ត្រាចារ្យកូសេក្រៅពីសាស្ត្រាចារ្យអេគីដាបានប្រាប់ទៅកាន់សិស្សហើយនោះពួកគេក៏បានមកស្ថាគារអស់ហើយដើម្បីមកសម្រាប់នឹងឯងអាយ៉ាមេគឺមានអារម្មណ៍ថាអត់ស្កប់ស្កល់តរសដោយសារតានេះគឺពិតជាចង់អោបគ្នាជាមួយនឹងយូគីមរ៉ានៅថ្ងៃនេះខ្លាំងមែនទែនប៉ុន្តែជាក់ស្ដែងគឺថានៅថ្ងៃនេះគឺសយខ្លាំងណាស់ដោយសារតែប៉ះគ្នាបន្តិចក៏មិនបានដែរដោយសារតែអៀនខ្លាំងពេកដូច្នោះនាងគឺចាប់ផ្ដើមនឹកស្រមៃហើយថាបើសិនជាយូគីមរ៉ាមករកនាងនៅក្នុងបន្ទប់នោះប្រកាសណាស់នាងនឹងធ្វើអីផ្ដេសផ្ដាសជាមួយនឹងយូគីមរ៉ាជាមិនខានអាឡ័យតែគិតសក់ហ្នឹងមានអីស្រាប់តែមានអ្នកណាម្នាក់បានគោះទ្វារបន្ទប់នៅពេលដែលនាងទៅបើកមើលហ្នឹងក៏ស្រាប់តែមានការភ្ញាក់ផ្អើលតាមពិតទៅនោះគឺជាយូគីមរ៉ាដែលនាងគឺចាប់ផ្ដើមគិតផ្ដេសផ្ដាសទៅកាន់យូគីមរ៉ាតែម្ដងថាគុំណររបស់យូគីមរ៉ាមករកនាងនៅពេលនេះគឺចង់ឲ្យដៃណែធ្វើអីចឹងណាមានអីស្រាប់តែដាច់ចកេះតែម្ដងព្រោះថាយូគីមរ៉ាសម្ដៅមករកកាណាដេតែប៉ុណ្ណោះដែលគាត់ចង់ជួយទៅកាណាដេបង្ហើយកិច្ចការរបស់នាងព្រោះថានៅថ្ងៃស្អែកនេះគឺជាថ្ងៃដែលនាងត្រូវធ្វើបទបង្ហាញហើយខណៈពេលហ្នឹងអាយ៉ាមេគឺនៅតែមិនតន់ដាច់ចិត្តនោះទេដែលនាងនៅតែបន្តមានអារម្មណ៍ថាដូចចង់ប៉ះជាមួយនឹងយូគីមរ៉ានៅពេលនេះតែចិត្តមួយទៀតនាងគឺមិនហ៊ានប៉ះនោះទេដោយសារតែនាងគឺបានគិតថាតើស្នេហាគឺជាអ្វីទៅព្រោះថានាងគឺមិនតន់ស្គាល់អំពីអត្ថន័យស្នេហានោះទេអញ្ចឹងហើយបានជានៅពេលនេះនាងគឺមិនហ៊ានប៉ះទៅកាន់យូគីមរ៉ាសាយរឿងក៏បង្ហាញនៅព្រឹកថ្ងៃបន្ទាប់ដែលយើងឃើញថាពួកគេទាំងអស់គ្នាគឺបានចូលរួមកម្មវិធីបទបង្ហាញហើយកម្មវិធីបទបង្ហាញមួយនេះគឺសម្រាប់តែសិស្សឆ្នាំទី1តែប៉ុណ្ណោះដើម្បីឲ្យពួកគេគឺឡើងបទបង្ហាញហើយអ្នកដែលបានបង្កើតកម្មវិធីបទបង្ហាញមួយនេះឡើងគឺជាលោកកូសេនឹងឯងអញ្ចឹងគឺមានថាបទបង្ហាញមួយនេះសាស្ត្រាចារ្យអ៊ីកាដាបានហៅទៅកាន់អ៊ីនូកៃក៏ដូចជាកាណាដេជាអ្នកចូលរួមក្នុងការឡើងទៅធ្វើបទបង្ហាញដោយសារតែពួកគេទាំងពីរនាក់គឺជាសិស្សឆ្នាំទី1នឹងឯងភ្លាមជំនួយការរបស់សាស្ត្រាចារ្យកូសេចាប់ផ្ដើមចុចឈ្មោះរបស់សិស្សដើម្បីឲ្យឡើងធ្វើបទបង្ហាញហើយសិស្សដំបូងដែលឡើងទៅធ្វើបទបង្ហាញនេះគឺមានឈ្មោះថាណៅយ៉ាដែលមកពីសាកលវិទ្យាល័យតូក្យូក្នុងការធ្វើបទបង្ហាញរបស់គាត់នៅពេលនោះគឺពាក្យប៉ុនអំពីការលេងហ្គេមនឹងឯងក៏ប៉ុន្តែជាក់ស្ដែងគាត់នៅតែមានភាពភ័យខ្លាចខណៈពេលដែលសាស្ត្រាចារ្យម្នាក់ដែលមានឈ្មោះថាតាកូននឹងគឺចាប់ផ្ដើមធ្វើការសំណួរចាក់ដោតទៅកាន់សិស្សម្នាក់ហ្នឹងហើយសំណួរដែលបានសួរតើការស្រាវជ្រាវអំពីហ្គេមតើមានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សង្គមមានអីដែលធ្វើឲ្យសិស្សម្នាក់ហ្នឹងគឺមិនអាចឆ្លើយចេញបាននៅឡើយដែលធ្វើឲ្យគាត់បានគាំងមួយកន្លែងតែម្ដងហើយណៅយ៉ាគឺជាសិស្សរបស់ជំនួយការរបស់សាស្ត្រាចារ្យកូសេនឹងឯងដល់ពេលចឹងទៅគាត់បានស្ដីឲ្យទៅកាន់កូសិស្សរបស់គាត់តែម្ដងថាហេតុអីបានជាឯងហ្នឹងគឺធ្វើកលេសខេះខ្លាំងម្ល៉េះតែឯងដឹងទេការធ្វើបែបនេះវាពិតជាពិបាកមុខរបស់យើងគឺនៅចំពោះមុខសាស្ត្រាចារ្យដទៃទៀតខ្លាំងណាស់ចំណែកកាណាដេបន្ទាប់ពីឃើញបែបនេះនាងគឺចាប់ផ្ដើមភ័យបដ ாய் ដោយសារតែឈ្មោះរបស់នាងគឺចិត្តដល់ហើយបន្ទាប់ពីអ៊ីនូកៃនឹងឯងដោយខ្លាចថាការធ្វើបទបង្ហាញរបស់នាងមិនទទួលបានជោគជ័យហើយអ្នកដែលបានឡើងធ្វើបទបង្ហាញបន្ទាប់នោះគឺគ្មានណាឆ្ងាយនោះទេគឺជាបរិសុទ្ធស្មោះស្នេហ៍របស់យើងនឹងឯងដែលមានឈ្មោះថាអ៊ីនូកៃសម្រាប់អ៊ីនូកៃក៏មិនចាំយូរដែរគាត់ចាប់ផ្ដើមធ្វើការបទបង្ហាញពាក់ព័ន្ធអំពីហ្គេមដែលគាត់បានស្រាវជ្រាវហើយដូចជាមិញអញ្ចឹងឲ្យតែការស្រាវជ្រាវពាក់ព័ន្ធអំពីហ្គេមនោះសាស្ត្រាចារ្យតាគូគាត់តែងតែសួរសំណួរដល់ចាក់ដោតឲ្យទៅកាន់ពួកគេហើយតែការស្រាវជ្រាវអំពីហ្គេមហ្នឹងគឺទទួលបានផលប្រយោជន៍អ្វីខ្លះទៅដល់សង្គមប៉ះអ្នកណាមិនប៉ះមកប៉ះជាមួយនឹងអ៊ីនូកៃគឺជាកម្ពុជាមនុស្សដែលការពារទៅកាន់ហ្គេមរបស់គាត់ហើយអញ្ចឹងហើយគាត់ចាប់ផ្ដើមធ្វើការនិយាយផាំងតែម្ដងការស្រាវជ្រាវអំពីហ្គេមពិតជាផ្ដល់ផលប្រយោជន៍បានច្រើនខ្លាំងមែនទែនអ្នកទាំងគ្នាសាកសម័យមើលនៅពេលដែលយើងធ្វើការហត់ក៏ដូចជាគិតច្រើននោះយើងគឺតែងតែ stress ហើយដូច្នោះយើងត្រូវតែធ្វើអ្វីមួយដើម្បីឲ្យខ្លួនឯងគឺទទួលបានភាពរីករាយហើយនោះគឺជាការលេងហ្គេមនឹងឯងសាស្ត្រាចារ្យតាគូគាត់នៅតែបន្តសួរផ្សាញ់ផ្សាជាមួយនឹងអ៊ីនូកៃអញ្ចឹងថាវាគ្មានប្រយោជន៍អីទេចាំមើលធ្វើសាស្ត្រាចារ្យតាពេកលោកឯងគឺគ្មានយល់អីនោះទេចាំមើលខ្ញុំបកស្រាយប្រាប់លោកឯងគិតមើលសម័យបច្ចុប្បន្ននេះហ្គេមគឺកាន់តែដើរលឿនទៅហើយខាងក្រសួងក៏បានបង្កើតវិស័យខាងអេឡិចត្រូនិកពាក់ព័ន្ធអំពីការលេងហ្គេមផងដែរដូចនេះហើយបានជាខ្ញុំនិយាយថាការស្រាវជ្រាវអំពីហ្គេមពិតជាផ្ដល់ផលប្រយោជន៍ខ្លាំងមែនទែនដល់សង្គមរបស់យើងដោយការបកស្រាយរបស់អ៊ីនូកៃបាំនេះហើយធ្វើឲ្យសាស្ត្រាចារ្យតាគូអស់ពាក្យនិយាយឬក៏អស់សំណួរក្នុងការសួរទៅកាន់អ៊ីនូកៃតែម្ដង
ហើយចំនួនការរបស់សាស្ត្រាចារ្យ Kose គឺជាផ្ដាំប្រកាសផងដែរថាឥឡូវនេះគឺសម្រាប់10នាទីសិនហើយអ្នកដែលត្រូវឡើងបទបង្ហាញបន្ទាប់គឺជាកាណាឌីនឹងឯងក៏ប៉ុន្តែជាក់ស្ដែងនេះគឺអត់មានភាពក្លាហានក្នុងការឡើងទៅធ្វើបទបង្ហាញនោះឡើយចំពោះ Yuki Mura នេះវិញគាត់ពិតជាខំប្រឹងមែនទែនក្នុងការជួយសង្គ្រោះទៅកាន់កាណាឌីក្នុងការធ្វើបទបង្ហាញរបស់នាងចំណែកការកើតរបស់ Ayame គឺដកកតែម្ដងដែលនាងនៅតែបន្តគិតថានាងគួរតែអោបជាមួយ Yuki Mura នៅពេលនេះឬក៏អត់ត្រឡប់មកកន្លែងកាណាឌីនៅវិញសភាពរបស់នាងនៅតែដដែលជាពិសេសពេលវេលាក្នុងការឡើងទៅធ្វើបទបង្ហាញគឺជិតដល់ពេលហើយស្របពេល Ayame គឺបានមករកទៅកាន់ Yuki Mura ហើយក៏សារតែមានការភ្ញាក់ផ្អើលដោយសារតែឃើញថា Yuki Mura បែរជាអោបទៅកាន់កាណាឌីនឹងឯង Ayame នៅពេលឃើញដូច្នេះក៏បានដើរចេញភ្លាមៗតែម្ដងចំណែកកាណាឌីនៅវិញមុខលក្ខក្រហមប៉ែសតែម្ដងហើយក៏បានដាក់មកដៃទៅកាន់ Yuki Mura តែម្ដងថាហេតុអីបានជាសិស្សច្បងឯងគឺធ្វើបែបហ្នឹង Yuki Mura ក៏បានបោកស្រាយហើយមូលហេតុគាត់ធ្វើបែបនេះដោយសារតែចង់ដាស់ស្មារតីរបស់នាងតែប៉ុណ្ណោះព្រោះថាការអោបគ្នាឯហ្នឹងក៏ជាការផ្ដោតកម្លាំងចិត្តមួយដែរអញ្ចឹងហើយបានគាត់ធ្វើបែបនេះដោយសារតែបែបហ្នឹងហើយកាណាឌីក៏បានយកស្របទៅហើយក៏មានភាពជឿជាក់ក្នុងការឡើងទៅធ្វើបទបង្ហាញចំណែក Ayame នៅវិញនេះមិនបានទៅណាឆ្ងាយនោះទេដែលនាងនៅតែបន្តលើកស្ដាប់ទៅកាន់ការសន្ទនារបស់ពួកគេទាំងពីរនាក់មិនយូរប្រហែលក៏ដល់វេលារបស់កាណាឌីដែលត្រូវធ្វើឡើងបទបង្ហាញហើយការធ្វើបទបង្ហាញរបស់កាណាឌីការសិក្សារបស់នាងគឺពាក់ព័ន្ធអំពីបញ្ហារបស់អ្នកលក់ដូរហើយសំណួរដែលសាស្ត្រាចារ្យដទៃទៀតបានសួរទៅកាន់កាណាឌីនឹងនាងបានឆ្លើយបានទាំងអស់តែម្ដងអាចបថានេះគឺពិតជាមានភាពជឿជាក់លើខ្លួនឯងខ្លាំងមែនទែនមូលហេតុដែលនាងឆ្លើយបានដោយសារតែនាងបាននឹកឃើញអំពីពាក្យសម្ដីរបស់ Yuki Mura ដែលធ្លាប់ប្រាប់មកកាន់នាងថានៅពេលដែលនាងឡើងធ្វើបទបង្ហាញកុំឲ្យមានភាពស្ទាក់ស្ទើរនៅពេលដែលសាស្ត្រាចារ្យដទៃទៀតនឹងបានសួរសំណួរមកកាន់នាងព្រោះថាការសួរបែបនេះគ្រាន់តែចង់ផ្ចាញ់ផ្សាយជាមួយយើងតែប៉ុណ្ណោះបន្ទាប់ពីកម្មវិធីក្នុងការធ្វើបទបង្ហាញរបស់សិស្សត្រូវបានបញ្ចប់នោះយើងគិតថាសាស្ត្រាចារ្យ Ikeda បាននាំ Inokai ដើម្បីមកសុំទោសទៅកាន់សាស្ត្រាចារ្យ Taku ហើយមូលហេតុដោយសារតែ Inokai នឹងគឺបានប្រើពាក្យមិនសមរម្យជាមួយនឹងសាស្ត្រាចារ្យ Taku ដែលហៅគាត់ថាជាសាស្ត្រាចារ្យតំពេញនិយាយខ្លីទៅគឺថាក្បាលតំពេញយ៉ាងតែម្ដងចំពោះ Inokai នៅវិញចាប់ផ្ដើមធ្វើការសុំទោសទៅកាន់សាស្ត្រាចារ្យ Taku ហើយដោយគិតថាប្រហែលជាសាស្ត្រាចារ្យ Taku នឹងគឺដាក់ទោសមកកាន់គាត់ជាមិនខានក៏ប៉ុន្តែពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែសាស្ត្រាចារ្យ Taku នឹងគឺមិនបានស្អប់ឬក៏ដាក់ទោសទៅកាន់ Inokai នោះទេបើជាចូលចិត្តទៅកាន់ Inokai ទៅវិញដោយសារតែគាត់ពិតជាពេញចិត្តនឹងអត្តចរិតរបស់ Inokai ខ្លាំងមែនទែនហើយក៏បានប្រាប់ទៅកាន់ Inokai ថាថ្ងៃក្រោយបើសិនជាឯងមានបញ្ហាឬក៏ពាក់ព័ន្ធអំពីការសិក្សារបស់ឯងមានបញ្ហាអីនោះគឺអាចតាក់ទងជាមួយនឹងគាត់ផ្ទាល់បានគាត់នឹងសម្ដែងសម្មាជាមួយឯងនិងផ្ដល់ជាជំនួយដល់ឯងតែម្ដងកាត់បង្ហាញមកកន្លែងកាណាឌីជាមួយនឹង Yuki Mura នៅវិញគណៈពេលនឹងដែរស្រាប់តែ Ayame បានមកជួយជាមួយនឹង Yuki Mura និងសួរទៅកាន់ Yuki Mura ថាតើ Yuki Mura នឹងគឺបានធ្វើអ្វីខ្លះជាមួយនឹងកាណាឌីក្រោយពី Ayame បានសួរសំណួរទៅកាន់ Yuki Mura ហើយនោះ Yuki Mura គាត់ចាប់ផ្ដើមធ្វើការបកស្រាយហើយថាគាត់គ្រាន់តែផ្ដល់កម្លាំងចិត្តឲ្យទៅកាន់កាណាឌីតែប៉ុណ្ណោះក៏អត់មានបំណងឬក៏បង្កើតទំនាក់ទំនងជាមួយនឹងកាណាឌីនោះទេ Ayame គឺនាងមិនស្ដាប់នោះទេតតែកាណាឌីនាងបានដឹងអំពីស្ថានភាពបែបនោះដូច្នោះនាងក៏បានចូលទៅសម្របសម្រួលទៅនិងបញ្យល់ប្រាប់ទៅកាន់ Ayame ថាពួកគេនឹងគឺមិនមានទំនាក់ទំនងជាលក្ខណៈស្នេហានោះទេគ្រាន់តែជាការផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកតែប៉ុណ្ណោះហើយបើសិនជា Yuki Mura មិនបានធ្វើបែបនោះទេច្បាស់ខ្លាំងណាស់ប្រកាសជាការធ្វើបទបង្ហាញរបស់នាងមិនទទួលបានជោគជ័យនោះឡើយសម្រាប់ Ayame នាងនៅតែបន្តខឹងទៅកាន់ Yuki Mura អញ្ចឹងដោយសារតែនាងកំពុងតែចំណែនព្រោះថានាងក៏ចង់អោបដែរប៉ុន្តែជាក់ស្ដែងអ្នកដែលបានអោបជាមួយនឹង Yuki Mura បែរជាកាណាឌី Yuki Mura នៅពេលដែលឃើញ Ayame នៅតែបន្តចង់ឆ្លោះជាមួយនឹងគាត់បែបហ្នឹងគាត់ចាប់ផ្ដើមធ្វើការប្រកែកគ្នាដែរហើយដោយសារតែគាត់អត់មានកំហុសអីផងហ្នឹងហេតុអីបានជាមកចោលគាត់សោះស្រោបបែបហ្នឹងអញ្ចឹងណាសម្លេងនៃការឆ្លោះរបស់ពួកគេទាំងពីរនាក់បណ្ដាលឲ្យអ្នកដទៃទៀតបានចេញមកមើលផងដែរថាមានអ្វីកើតឡើងហើយក៏បានឃើញថាពួកគេទាំងពីរនាក់កំពុងតែឆ្លោះប្រកែកគ្នាឡើងតឹងសរសៃកទៅហើយដោយទ្រាំបំបានពេកនោះ Yuki Mura ក៏បាននិយាយចំតែម្ដងថាពួកគេទាំងពីរនាក់អត់មានទំនាក់ទំនងជាស្នេហានោះទេហេតុអីបានជានាងចេញអត្តចរិតមកហ្នឹងគឺដូចជាគ្រប់គ្រងសេរីភាពរបស់គាត់ខ្លាំងម្ល៉េះពាក្យសម្ដីរបស់ Yuki Mura បែបហ្នឹងហើយធ្វើឲ្យ Ayame ចាប់ផ្ដើមអន់ចិត្តហើយក៏បានតែមួយកំភ្លានទៅកាន់ Yuki Mura តែម្ដងមិនត្រឹមតែប៉ុណ្ណោះទេ Ayame ក៏បានដើរចាក់ចេញពីទីនេះបាត់ទៅរឿងរ៉ាវការឆ្លោះតតែងគ្នាបែបនេះហើយទោះបីជាពួកគេបានទៅលេងជាមួយគ្នាក៏ដោយឬក៏ដើរលេងជាមួយគ្នាក៏ដោយក៏ប៉ុន្តែពួកគេម្នាក់សុទ្ធតែនៅឆ្ងាយគ្នារហូតសម្រាប់សាស្ត្រាចារ្យ Ikeda ក៏ពិតជាបារម្ភទៅកាន់ពួកគេទាំងពីរនាក់ខ្លាំងមែនទែនព្រោះថានេះគឺជាឱកាសក្នុងការដើរលេងកម្សាន្តជាមួយគ្នាហើយក៏ប៉ុន្តែបើជាឆ្លោះគ្នាទៅវិញមានអីស្រាប់តែ Irika បានប្រាប់ទៅកាន់សាស្ត្រាចារ្យ Ikeda ថាកុំឲ្យបារម្ភខ្លាំងពេកអីឥឡូវនេះពួកគេគួរតែស្វែងរកកន្លែងទីតាំងណាដែលពួកគេគួរតែលេងបន្តទៀតទៅព្រោះថានាងគឺចង់ឲ្យគូស្នេហ៍ទាំងពីរនាក់នោះគឺមានបរិយាកាសនៅតែពីរនាក់ដើម្បីផ្សះផ្សាជាមួយគ្នាក្រោយពីការចាត់ចេញអ្នករកគ្នានោះយើងឃើញថា Ayame ចាប់ផ្ដើមបើកចិត្តដើម្បីនិយាយគ្នាជាមួយនឹង Yuki Mura ហើយដល់និយាយថាតើលោកឯងគឺចង់ដឹងអត់ថាហេតុអីបានជាមុននេះនាងគឺខឹងទៅកាន់លោកឯង Inokai និងកាណាឌីក៏បានលើកមើលផងដែរហើយក៏បានដឹងសំណួរមួយនេះហើយក៏បានប្រាប់ថានេះគឺជាសំណួរមួយដែលអាចផ្សះផ្សាជាមួយគ្នាបានមានអីស្រាប់តែដាច់ចកេះតែម្ដងព្រោះថា Yuki Mura ចាប់ផ្ដើមលើកទ្រឹស្ដីក្នុងការមកនិយាយគ្នាហើយដល់ពេលចឹងទៅកំហឹងរបស់ Ayame គឺកាន់តែកើនទៅហើយហេតុអីបានជា Yuki Mura នឹងគឺជាមនុស្ស
นุษย์ដែលមិនចេះយល់អំពីមនុស្សស្រីអញ្ចឹងសេរីក៏បង្ហាញនៅពេលដែលយូគីម៉ារ៉ាបានត្រឡប់មកកន្លែងបន្ទប់ស្នាក់នៅរបស់គាត់ចាប់ផ្ដើមនៅតែបន្តការសាជារបស់គាត់និងការបង្ហាញស្លាយមួយចំនួនដើម្បីឲ្យអ៊ីនូកៃនឹងគឺទទួលបានបទពិសោធន៍ខ្លះអំពីគាត់អញ្ចឹងទៅប៉ុន្តែភ្លាមអ៊ីនូកៃចាប់ផ្ដើមផ្លាស់ប្ដូរប្រធានបទដើម្បីមកនិយាយពាក្យប៉ុនអំពីអាយ៉ាមេជាមួយនឹងយូគីម៉ារ៉ានឹងឯងហើយការនិយាយរបស់អ៊ីនូកៃគ្រាន់តែបញ្ចូលទៅកាន់យូគីម៉ារ៉ានឹងឲ្យបើកចិត្តឲ្យទូលាយដើម្បីទៅនិយាយគ្នាឬក៏ផ្សះផ្សាគ្នាជាមួយនឹងអាយ៉ាមេដោយសារតែគាត់គិតថាក្នុងដំណើរកម្មសានក្នុងការដើរលេងនៅកោះអូគីណាវ៉ានឹងពួកគេត្រូវតែបង្កើតអនុស្សាវរីយ៍ឲ្យបានច្រើនក៏ដូចជាធ្វើអ្វីៗនឹងគឺឲ្យសប្បាយជាមួយគ្នាមិនមែនមកដើរលេងក៏ប៉ុន្តែមកយកទឹកភ្នែកនោះទេត្រឡប់មកកន្លែងខាងស្រីនៅវិញយើងគឺថាសភារបស់អាយ៉ាមេគឺនាងមិនសប្បាយចិត្តតរសមើលទឹកមុខរបស់នាងក៏ដឹងដែរការដេបន្ទាប់ពីឃើញសិស្សច្បងរបស់ខ្លួនឯងទៅជាចានីនាងក៏មិនអាចឈរអោបដៃមើលដែរដូច្នោះនាងបានប្រាប់តង់ត្រង់តែម្ដងមូលហេតុឬក៏ដើមហេតុដែលធ្វើឲ្យអ្នកទាំងពីរគឺបានជួបគ្នានោះដោយសារតែនាងនឹងតែម្ដងអញ្ចឹងហើយរឿងរ៉ាវទាំងអស់នេះកុំឲ្យបន្តទៅកាន់យូគីម៉ារ៉ាអីតាមពិតទៅគួរតែបន្ទោសមកកាន់នាងគឺល្អជាងអាយ៉ាមេបានតទៅវិញផងដែរថាកុំឲ្យកើតបាបនេះអីតាមពិតទៅកំហុសពិតប្រាកដនឹងគឺជានាងវិញនោះទេដោយសារតែនាងអត់មានការពិចារណាឲ្យបានត្រឹមត្រូវបើទោះបីជាការបកស្រាយរបស់យូគីម៉ារ៉ានៅពេលនោះត្រូវមែនប៉ុន្តែដោយសារតែនាងចិត្តចង់ឈ្នះដល់ខ្លួនឯងនឹងហើយណាមួយនាងក៏ហូបព្រមដានផងដែរដោយសារតែនាងបានគ្រប់គ្រងសេរីភាពរបស់យូគីម៉ារ៉ាទាំងតែជាក់ស្ដែងឋានៈរបស់ពួកគេគ្រាន់តែជាមើលរំការងារឬក៏មើលរំការងារពិសោធន៍តែប៉ុណ្ណោះអញ្ចឹងហើយកំហុសគ្រប់យ៉ាងវាមិនមែនដោយសារតែកាណាឌេឬក៏ជាយូគីម៉ារ៉ានោះទេកំហុសគ្រប់យ៉ាងគឺដោយសារតែនាងផ្ទាល់ខ្លួនឯងនឹងហើយអំឡុងពេលហ្នឹងហើយដែលអាយ៉ាមេបាននិយាយរឿងរ៉ាវអតីតកាលរបស់នាងកាលនៅវិទ្យាល័យនាងគឺមិនដែលខ្វាយខ្វល់អំពីរឿងរ៉ាវស្នេហាក៏ដូចជាមិត្តភក្តិអីនោះទេឬក៏តំណែងអីមួយអញ្ចឹងណាសូម្បីតែស្រីមកបូលីជាមួយនាងនោះក៏នាងមិនដែលខ្វាយខ្វល់ដែរហើយក៏មិនបានតបតទៅវិញដូចគ្នាដោយសារតែនាងបានលើកឡើងនិយាយថាអ្នកដែលចង់ទៅបូលីគេនឹងគ្រាន់តែជាមនុស្សដែលទន់ខ្សោយតែប៉ុណ្ណោះដើម្បីបង្ហាញទៅកាន់អ្នករកគ្នាថាខ្លួនឯងគឺជាមនុស្សដែលអស្ចារ្យនិងមិនឲ្យអ្នកដទៃដែលបានរកឃើញចំណុចខ្សោយរបស់ខ្លួនឯងបានអំឡុងពេលមួយមានបរិមម្នាក់បានសាររាសនាចំពោះនាងក៏ប៉ុន្តែនាងបានបដិសេធភ្លាមតែម្ដងព្រោះថានាងគឺមិនយល់នោះទេតើអ្វីទៅជាស្នេហានាងគឺមិនយល់សោះឡើយហើយក៏មិនចង់ប្រឡូកជាមួយនឹងវាដែរប៉ុន្តែចង្រៃយកអីបើជានាងធ្លាក់អំឡុងស្នេហ៍ទៅកាន់បរិសដែលមានសភាពដូចនាងទៅវិញបន្ទាប់ពីនេះរឿងរ៉ាវអតីតកាលត្រូវបានបញ្ចប់នោះអេរីកាបាននិយាយប្រាប់ទៅកាន់អាយ៉ាមេផងដែរថាបើសិនជាចង់ផ្សះផ្សាគ្នាជាមួយនឹងយូគីម៉ារ៉ានោះវិធីសាស្ត្រមួយនោះគឺយើងគួរតែទៅទិញកាដូអ្វីមួយដើម្បីឲ្យទៅកាន់មនុស្សប្រុសម្នាក់ហ្នឹងទៅព្រោះថាអំណោយឬក៏ជាកាដូហ្នឹងក៏ជាអ្វីមួយដែលកាត់បន្ថយនៃការខឹងដែរកំណើរបស់អេរីកាបែបនេះសូម្បីតែកាណាឌេនេះក៏បានគ្រប់គ្រងដែរអញ្ចឹងហើយអាយ៉ាមេបានត្រឹមតែយល់ព្រមដើម្បីធ្វើតាមទៅកាន់អេរីកាតែប៉ុណ្ណោះបន្តមកទៀតយើងឃើញថាអាយ៉ាមេនិងកាណាឌេបានធ្វើដំណើរដើម្បីទៅផ្សារទំនើបហើយដើម្បីទៅទិញរបស់ដែលនាងចង់ផ្ដល់ឲ្យទៅកាន់យូគីម៉ារ៉ាហើយរបស់ដែលអាយ៉ាមេចង់ផ្ដល់ជាកាដូឲ្យទៅកាន់យូគីម៉ារ៉ានោះគឺជាស្រោមវ៉ែនតានឹងឯងរួចមកទៀតពួកគេទាំង3នាក់ត្រឡប់មកដល់បន្ទប់វិញហើយអាយ៉ាមេនៅវិញចាប់ផ្ដើមសរសេរសំណេររបស់នាងជាច្រើនទៅលើกระดาษមួយដើម្បីភ្ជាប់ជាមួយនឹងកាដូដែលនាងត្រូវផ្ដល់ឲ្យទៅកាន់យូគីម៉ារ៉ាឆាប់ៗនេះសំណេរនោះគឺគ្មានអ្វីនោះទេក្រៅពីការសំទោសនិងការយកច្រឡំរបស់នាងតែប៉ុណ្ណោះអំឡុងពេលហ្នឹងកាណាឌេក៏ដូចជាអាយ៉ាមេគឺមិនទាន់ដឹងនោះទេដែលសកម្មភាពរបស់អេរីកាបានយកកាដូដែលអាយ៉ាមេត្រូវផ្ដល់ឲ្យទៅកាន់យូគីម៉ារ៉ាហ្នឹងគឺយកមកផ្លាស់ប្ដូរតែម្ដងហើយយើងក៏មិនទាន់ដឹងច្បាស់នោះដែរពីកំណត់របស់អេរីកាដែលធ្វើបែបនេះហ៎ដែលសាច់រឿងក៏កាប់បំបាយនៅពេលអាយ៉ាមេកំពុងតែរៀបចំខ្លួនដើម្បីទៅជួបគ្នាជាមួយនឹងយូគីម៉ារ៉ាហើយអំឡុងពេលហ្នឹងអាយ៉ាមេក៏បានដឹងផងដែរថាយូគីម៉ារ៉ាក៏កំពុងតែស្ថិតនៅកន្លែងឆ្នេរសមុទ្រដូច្នោះហើយនាងគឺខំរត់ខ្លាំងមែនទែនដើម្បីទៅជួបគ្នាជាមួយនឹងយូគីម៉ារ៉ាសូម្បីតែនាងបានដើរដួលនៅកន្លែងកាមចនាក៏នាងមិនបានខ្វាយខ្វល់អំពីខ្លួនឯងដែរអ្វីដែលនាងត្រូវធ្វើនៅពេលនេះគឺត្រូវតែទៅជួបគ្នាជាមួយនឹងយូគីម៉ារ៉ាដោយការខំប្រឹងរបស់អាយ៉ាមេនោះនៅទីបំផុតនាងក៏បានជួបគ្នាជាមួយនឹងយូគីម៉ារ៉ានិងផ្ដល់កាដូឲ្យទៅកាន់យូគីម៉ារ៉ានិងប្រាប់ទៅកាន់យូគីម៉ារ៉ាឲ្យបើកមើលទៅគ្រាន់តែបើកមើលភ្លាមស្រាប់តែកាដូដែលនាងត្រូវបានផ្ដល់ឲ្យនឹងស្រាប់តែប្រេះបែកភ្លាមតែម្ដងអាយ៉ាមេនាងពិតជាបាក់ទឹកចិត្តខ្លាំងមែនទែនដោយសារតែនេះគឺជាអ្វីដែលនាងចង់ផ្ដល់ឲ្យទៅកាន់មនុស្សដែលខ្លួនឯងស្រឡាញ់ក៏ប៉ុន្តែផ្ទុយទៅវិញអ្វីដែលនាងបានរំពឹងទុកត្រូវបានរលាយទាំងអស់តែម្ដងអញ្ចឹងហើយនាងក៏បានរត់ចាក់ចេញអំពីយូគីម៉ារ៉ាបាត់ទៅយំបណ្ដានឹងបន្ទោសពីខ្លួនឯងបណ្ដាថាហេតុអ្វីបានជាខ្លួនឯងធ្វើអ្វីមួយគឺតែងតែមិនបានសម្រេចបែបនេះរីឯយូគីម៉ូរ៉ានៅវិញក៏ឬបានសំណេររបស់អាយ៉ាមេដែលបានភ្ជាប់ជាមួយនឹងកាដូរបស់នាងអញ្ចឹងហើយក៏បានដឹងថាប្រកាសជាមានរឿងអ្វីជាមិនខានហើយកាប់បង្ហាញមកកន្លែងកាណាឌេនៅវិញឥឡូវនេះនាងគឺមានការព្រួយបារម្ភទៅកាន់អាយ៉ាមេខ្លាំងមែនទែនព្រោះថាឥឡូវនេះគឺម៉ោង12ហើយប៉ុន្តែអត់ទាន់ឃើញនាងត្រឡប់មកវិញទេសម្បីតែទេហ្នឹងក៏ទូរស័ព្ទនាងក៏មិនបានទៅតាមខ្លួនទៀតដែរអញបានថាទូរស័ព្ទរបស់អាយ៉ាមេកំពុងតែស្ថិតនៅក្នុងបន្ទប់នឹងឯងដល់ពេលចឹងទៅនាងក៏បានធ្វើដំណើរដើម្បីទៅជួបជាមួយនឹងអ៊ីនកៃដើម្បីនិយាយរឿងរ៉ាវទាំងអស់ហ្នឹងក៏ប៉ុន្តែចៃដនគឺបានជួបគ្នាជាមួយនឹងយូគីម៉ារ៉ាក្រោយពីដឹងរឿងរ៉ាវពីបញ្ហារបស់អាយ៉ាមេនៅពេលនេះយើងគិតថាម្នាក់ចាប់តាមបបាយផ្លឹកគ្នាដើម្បីស្វែងរកទៅកាន់អាយ៉ាមេហើយមុនពេលដែលបបាយផ្លឹកគ្នាដើម្បីស្វែងរកនោះក៏ស្រាប់តែកាណាឌេបាននិយាយប្រាប់ទៅកាន់យូគីម៉ារ៉ាថាហេអាយ៉ាមេបានធ្វើដំណើរដើម្បីទៅជួបជាមួយនឹងសិស្សច្បងឯងហើយហេតុអីបានជាមិនឃើញ
អាយ៉ាមេអញ្ចឹងដល់ពេលចឹងទៅយូគីម៉ារ៉ាបានត្រឹមតែបញ្យល់ពីរឿងរ៉ាវទាំងប្រមាណដែលគាត់បានជួបប្រទះជាមួយអាយ៉ាមេហ្នឹងគឺប្រាប់ទៅកាន់កាណាឌីឲ្យបានដឹងតែប៉ុណ្ណោះភ្លាមៗដែរស្រាប់តែអ្នកទាំងពីរបានឮសំឡេងរបស់អេណាបាននិយាយប្រាប់ទៅកាន់ពួកគេថាម្នេះមកចាំនាងបកស្រាយប្រាប់ឲ្យព្រោះថានាងក៏បានឃើញអំពីសកម្មភាពរបស់អាយ៉ាមេមួយចំនួនផងដែរមុនពេលដែលនាងបានទៅជួបគ្នាជាមួយនឹងយូគីម៉ូរ៉ាសម្រាប់អេណានៅតែបន្តនិយាយប្រាប់ត្រង់ៗអញ្ចឹងប្រាប់ទៅកាន់ពួកគេទាំងពីរនេះឲ្យបានដឹងអ្នកដែលបាននៅពីក្នុងរឿងរ៉ាវរបស់យូគីម៉ូរ៉ាជាមួយនឹងអាយ៉ាមេហ្នឹងគឺជាស្នាដៃរបស់អេរីកានឹងតែម្ដងហើយបើសិនជាចង់ជួបគ្នាជាមួយនឹងអេរីកាឲ្យបានដឹងរឿងរ៉ាវច្បាស់លាស់នោះគឺទៅរកនាងនៅកន្លែងឆ្នេរសមុទ្រទៅឃើញហើយមិនយូរប្រហែលយូគីម៉ារ៉ាក៏បានធ្វើដំណើរមកជួបគ្នាជាមួយនឹងអេរីកាហើយដែលគាត់ចង់សួរទៅកាន់អេរីកាពាក់ព័ន្ធអំពីអាយ៉ាមេនឹងឯងតែនាងមែនទេគឺជាអ្នកដែលធ្វើឲ្យកាដូរបស់អាយ៉ាមេត្រូវបានបែកនោះអេរីកាបានតបថានាងមិនបានធ្វើអ្វីនោះទេនាងគ្រាន់តែជួយទៅកាន់អាយ៉ាមេក្នុងការទិញកាដូឲ្យទៅកាន់លោកឯងតើដល់ពេលចឹងទៅយូគីម៉ារ៉ានោះក៏ចាប់ផ្ដើមធ្វើការបកស្រាយចំតែម្ដងស្មានតែរូបខ្ញុំនឹងគឺភ្លឺអត់ដឹងរឿងរ៉ាវទាំងអស់ហ្នឹងមែនទេស្រោមវ៉ែនតាគឺផលិតឡើងអំពីជ័រតែប៉ុណ្ណោះហើយបើសិនជាធ្លាក់កម្ពស់1ម៉ែត្រក៏វាមិនខ្ទេចដែរលុះត្រាតែយើងគឺយករបស់រឹងក្នុងការវាកំទេចបានវាបែកហើយវាមិនធ្លាក់1ម៉ែត្រហ្នឹងវាបែកអញ្ចឹងទេដូច្នេះនាងកុំឲ្យធ្វើដូចជាមិនដឹងអីតសព្រោះថានេះគឺជាទង្វើដែលនាងបានធ្វើដាក់មកកាន់ពួកគេដោយការបកស្រាយច្បាស់ៗរបស់យូគីម៉ារ៉ាបានដឹងហើយអាយ៉ាមេក៏មិនបានលាក់បាំងដែរដែលនាងបាននិយាយប្រាប់តែម្ដងតាមពិតទៅនោះគឺជាថ្មីដៃរបស់នាងមែនហើយមូលហេតុនាងធ្វើដូច្នេះដោយសារតែនាងគឺចង់ឲ្យស្នេហារបស់យូគីម៉ារ៉ានិងអាយ៉ាមេនឹងគឺជួបឧបសគ្គខ្លះព្រោះថាលោកឯងក៏ដូចជាអាយ៉ាមេគឺបានយល់ព្រមនឹងសំណើរបស់នាងឲ្យតើក្នុងការគូមេងកាអំពីអ្នកទាំងពីរអញ្ចឹងហើយដើម្បីឲ្យរឿងរបស់នាងគឺកាន់តែល្អនោះនាងគឺមានតែធ្វើបែបនេះតែប៉ុណ្ណោះដើម្បីឲ្យរឿងរ៉ាវស្នេហាគឺកាន់តែល្អមើលមានអីស្រាប់តែយូគីម៉ារ៉ានឹងបានកបួយកោអាវរបស់អេរ៉ាកាភ្លាមៗតែម្ដងដោយគម្រាមទៅកាន់នាងថាបើសិនជាអាយ៉ាមេមានបញ្ហាអ្វីនោះនាងគឺមិនរួចខ្លួននោះទេអេរ៉ាកាក៏មិនបានថាអ្វីនោះដែរដែលនាងគឺបានបង្ហាញអំពីទីតាំងពិតប្រាកដរបស់អាយ៉ាមេដែលនាងកំពុងតែស្ថិតនៅអេរ៉ាកាក៏បានបង្ហាញប្រាប់ទៅកាន់យូគីម៉ារ៉ាបន្តទៀតផងដែរតាមពិតទៅស្រោមវ៉ែនតាពិតប្រាកដគឺនៅលើដៃរបស់នាងរីឯស្រោមវ៉ែនតាដែលត្រូវបានបែកនោះគ្រាន់តែជារបស់ fake តែប៉ុណ្ណោះសេរីក៏បង្ហាញមកកន្លែងអាយ៉ាមេនៅវិញឥឡូវនេះនាងក៏បានធ្វើដំណើរដើរតែម្នាក់ឯងគឺមកដល់កន្លែងស្ពានមួយកន្លែងហើយអំឡុងពេលនេះនាងគឺបានបាត់បង់ស្មារតីរបស់នាងបាត់ទៅហើយក៏ប៉ុន្តែនៅពេលដែលនាងបានតាក់ជើងដួលនោះទើបតែដឹងថាខ្លួនឯងគឺបានមកដល់កន្លែងទីតាំងមួយដែលមើលទៅពិតជាស្ងាត់ខ្លាំងមែនទែនអ្វីដែលជាបញ្ហាសម្រាប់នាងនោះគឺថានាងគឺក្រិចកជើងទៅហើយអញ្ចឹងហើយនាងមិនអាចបន្តធ្វើដំណើរទៅមុខទៀតបាននោះទេហើយអ្វីដែលនាងអាចធ្វើបានគឺត្រឹមតែអង្គុយនៅទីនោះតែប៉ុណ្ណោះអង្គុយមិនតបមកប្រមាណផងព្រះអាទិត្យចាប់ផ្ដើមរះធ្វើឲ្យអាយ៉ាមេគឺកាន់តែសំណោះតែម្ដងព្រោះថានាងមិនអាចធ្វើអ្វីបានជាមួយនឹងយូគីម៉ារ៉ាខណៈពេលដែលនាងកំពុងតែអស់សង្ឃឹមនោះស្រាប់តែមានការភ្ញាក់ផ្អើលដោយសារតែយូគីម៉ារ៉ាគឺបានមករកនាងឃើញហើយគ្រាន់តែជួបគ្នាភ្លាមស្រាប់តែយូគីម៉ារ៉ាបានលុតដាក់100%ទៅកាន់អាយ៉ាមេតែម្ដងដោយសារតែភាពវង្វេងរបស់នាងនៅពេលនេះហើយដែលធ្វើឲ្យគម្រោងជាច្រើនដែលពួកគេត្រូវធ្វើជាមួយគ្នានឹងត្រូវបានបរាជ័យទាំងស្រុងតែម្ដងហើយបើទោះបីជាពាក្យសម្ដីរបស់យូគីម៉ារ៉ាក្នុងការពិបាកស្ដាប់បន្តិចក៏ដោយប៉ុន្តែក្នុងន័យគឺបារម្ភទៅកាន់អាយ៉ាមេទាំងអស់តែម្ដងមានអីស្រាប់តែអាយ៉ាមេនឹងគឺចាប់ផ្ដើមតទៅវិញភ្លាមៗតែម្ដងខ្ញុំមកវិញគឺដោយសារតែលោកឯងនឹងហើយហេតុអីបានជាធ្វើភ្លើអញ្ចឹងតែលោកដឹងទេនៅក្នុងអារម្មណ៍របស់ខ្ញុំពិតជាចង់អោបជាមួយនឹងលោកឯងខ្លាំងណាស់ហើយនៅពេលដែលឃើញលោកឯងគឺបានតែអោបអ្នកដទៃអញ្ចឹងគឺមានអារម្មណ៍ថាគឺពិតជាចំណាយខ្លាំងមែនទែនដូច្នេះតើពួកគេទាំងពីរនាក់គឺអាចអោបគ្នានៅពេលនេះបានដែរឬអត់គ្រាន់តែនៅចប់ភ្លាមស្រាប់តែពួកគេទាំងពីរនាក់ទាំងសងខាងនឹងក៏បានស៊ូអោបគ្នាភ្លាមៗតែម្ដងស្របពេលដែលព្រះអាទិត្យកំពុងតែរះស្ដាំមកកាន់ពួកគេរីឯអ្នកទាំងពីរនៅវិញក៏បានដដែលញ៉ែថើបគ្នាផងដែរមើលអីអ្នក single បើដឹងខ្លួនឯង single ឯងប៉ុន្តែចូលចិត្តណាស់មើលរឿងគេថើបគ្នាអីហ្នឹងមិនខំប្រឹងរកដៃគូម្នាក់ទៅដើម្បីឲ្យមើលទៅវាស៊ីអារម្មណ៍ជាមួយគ្នាព្រោះថាឈុតឆាប់បែបហ្នឹងគឺមានតែអ្នកមានគូនោះទេដែលអាចមើលកើតឲ្យអ្នក single គឺមើលមិនកើតទេក្រោយពីអោបនឹងថើបគ្នារួចរាល់ហើយនោះយកគេថាពួកគេទាំងពីរនាក់ចាប់ផ្ដើមបាយក្នុងដាក់គ្នាហើយដោយសារតែពួកគេកំពុងតែមានអារម្មណ៍ថាអៀនបើទោះបីជាយ៉ាងណាក៏ដោយយូគីម៉ារ៉ានៅតែផ្លាស់ប្ដូរប្រធានបទដើម្បីពពោះអាយ៉ាមេត្រឡប់ទៅស្ថានភាពវិញប៉ុន្តែដោយសារតែអាយ៉ាមេនេះគឺបានក្រិចកជើងអញ្ចឹងហើយគឺមានតែឲ្យយូគីម៉ារ៉ាបានអ៊ីវនាងតែប៉ុណ្ណោះដើម្បីត្រឡប់ទៅវិញចំពោះយូគីម៉ារ៉ានៅវិញចាប់ផ្ដើមមានអារម្មណ៍ថាអត់សូវស្រួលនៅឡើយបន្ទាប់ពីអាតុននោះគឺលើក្នុងរបស់គាត់ដូច្នោះធ្វើឲ្យគាត់នឹងគឺបានផ្កាប់មុខភ្លាមៗតែម្ដងនឹងឯងជាពិសេសអាយ៉ាមេគឺមិនបានងើបចេញនោះទេនៅតែបន្តអោបកទៅកាន់យូគីម៉ារ៉ាអញ្ចឹងបន្ទាប់មកទៀតយើងឃើញថាយូគីម៉ារ៉ាបានផ្ញើសារប្រាប់ទៅកាន់កាណាឌីផងដែរថានៅពេលនេះគឺបានរកឃើញអាយ៉ាមេហើយនិងប្រាប់ទៅកាន់អ្នកដទៃទៀតឲ្យដឹងអំពីស្ថានភាពរបស់ពួកគេកញ្ញាអេរីកានៅវិញគ្រាន់តែចូលមកដល់ក្នុងបន្ទប់វិញនោះក៏ស្រាប់តែត្រូវបានស្ដីឲ្យពីសំណាក់របស់អេណាតែម្ដងថាហេតុអីបានជាលេងលប់អញ្ចឹងរឿងរ៉ាវស្នេហារបស់គេទេហេតុអីបានជាកញ្ញាឯងគឺចូលចិត្តលូកដៃម្លេះនៅពេលហ្នឹងហើយដែលយើងទៅដឹងថាពួកគេទាំងពីរនាក់គឺជាមិត្តភក្តិជាមួយគ្នាមិនយូរប្រហែលយើងគិតថាយូគីម៉ារ៉ាក៏ដូចជាអាយ៉ាមេគឺបានជួបគ្នាជាមួយនឹងអ្នកដទៃទៀតហើយព្រោះថាឥឡូវនេះដែរក៏ដល់ពេលវេលាដែលពួកគេត្រូវតែធ្វើណាដើម្បីទៅបន្ទប់ពិសោធន៍របស់ពួកគេវិញគ្រាន់តែមកដល់បន្ទប់ពិសោធន៍ភ្លាមដូចជារដងអញ្ចឹងគឺថាអ្នកទាំងពីរនាក់គឺតែងតែធ្វើអ្វីហ្នឹងគឺប្លែកៗរហូតតែម្ដងពាក់ព័ន្ធអំ
អំពីការសាស្ត្រាវអំពីសេចក្តីស្រឡាញ់និយាយគ្នាចុះឡើងស្រាប់តែពួកគេនឹងគឺចាប់ផ្ដើមរំលឹកពាក់ព័ន្ធអំពីការថើបគ្នាក៏ដូចជាការអោបគ្នាកាលពីថ្ងៃមុនហើយដូច្នោះមានអីស្រាប់តែពួកគេទាំងពីរនាក់គឺមានកម្រោលថាចង់ថើបគ្នាទៅវិញអាណិតអីទៅកាន់អត់អីទេអង្គុយមើលទៅកាន់គេកំពុងតែស្វីសិតនៅចំពោះមុខរបស់ខ្លួនហើយយ៉ាប់ហ្មងហើយសាច់រឿងរបស់យើងដែលមានចំណងជើងថាស្នេហាអ្នកវិទ្យាសាស្ត្ររដូវកាលទី1គឺកាត់ចប់នៅត្រង់នឹងឯងសម្រាប់រដូវកាលទី2អីមាននឹងសម្រាប់ជូនទៅកាន់អ្នកគ្នាគឺឆាប់នឹងតែម្ដងហើយដឹងថាធានាថាល្អមើលហើយរដូវកាលទី2ហងព្រោះថាមានតួអង្គថ្មីចំនួន2 3នាក់ផងដែរអញ្ចឹងហើយគឺមានតែចាំមើលតែប៉ុណ្ណោះម្យ៉ាងទៀតសម្រាប់បងប្អូនណាដែលមិនតបានចូលក្រុម Telegram បើមាននោះទេគឺសូមចូលឲ្យហើយទៅដោយសារតែនៅក្នុងក្រុមមួយហ្នឹងគ្នាយើងគឺចូលដោយសេរីតែប៉ុណ្ណោះជាពិសេសគឺទទួលដំណឹងអំពីមានផ្សេងៗនៅពេលមានបានតម្លាក់ប្រាប់ទៅកាន់គ្នាយើងហើយបើសិនជាចូលហើយនោះជាចុងក្រោយមានតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះសូមឲ្យសំណាងល្អនៅក្នុងឆាជីវិនការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចហើយឥឡូវនេះដែរខ្ញុំបាទប្រុសស្មោះគឺមានតែប្រឹងទេបាយបាយចាំជួបគ្នានៅភាពបន្តទៀតណាឬក៏រដូវកាលថ្មីបន្តទៀតណាបាយបាយ